ចំពុកទី151ខ្ញុំនឹងធ្វើវាដោយខ្លួនឯងវើលេខក្រហមងឹតហាក់ដូចជាឆ្លងដោយកំហឹងរបស់មេងហាវពួកគេវាយគ្នាយ៉ាងសាហាវបង្កើតជាសំឡេងរំខានធូលីហុយឡើងពីដីដូចជាអប់បិទបាំងរូបរបស់មេងហាវអាវធំរបស់អ្នកប្រាជ្ញខ្មៅរបស់គាត់ឥឡូវនេះមើលទៅសត្វបន្តិចសក់វែងរុំជុំវិញគាត់ហើយចេតនាសម្លាប់ដែលជំរុញដោយកំហឹងដ៏ខ្លាំងរបស់គាត់បានឡើងដល់ឋានសួគ៌ការសម្លាប់នេះគឺខុសពីចរិតធម្មតារបស់មេងហាវសរសៃឈាមវ៉ែនពេញភ្នែករបស់គាត់បានឃើញភាពអស់សង្ឃឹមរបស់ឈីវថេងភាពជូរចត់របស់នាងសម្រស់លេខរបស់នាងហើយបន្ទាប់មកស្នាមញឹមដ៏សាមញ្ញដែលលេចចេញនៅលើមុខរបស់នាងស្នាមញឹមនោះបានក្លាយជាអ្វីគ្រប់យ៉ាងរបស់មេងហាវស្រឡាញ់នាងវាជាស្នេហាយុវវ័យដែលកើតចេញពីការសម្លឹងមើលស្រីស្អាតស្នេហាសាមញ្ញបន្ទាប់ពីការរំលាយនិកាយ Relance ពួកគេត្រូវបានបំបែកដោយពិភពលោកទាំងមូលពេលដែលពួកគេបានជួបគ្នាម្ដងទៀតឆ្នាំកន្លងទៅហាក់ដូចជាមិនយូរប៉ុន្មានទេស្ទើរតែដូចជាសុបិនកាលពី7 ឬ 8 ឆ្នាំមុនអ្នកគឺជាមនុស្សត្រជាក់ជាក្មេងស្រីម្នាក់ដែលឈរនៅក្រោមព្រះច័ន្ទហើយទទួលយកថ្នាំគ្រាប់កែសម្ផស្សឥឡូវនេះ7 ឬ 8 ឆ្នាំក្រោយមកអ្នកនៅទីនេះមុខរបស់អ្នកស្លេកប៉ុន្តែញឹមកាលពី7 ឬ 8 ឆ្នាំមុនខ្ញុំគឺជាអ្នកប្រាជ្ញម្នាក់ដែលឈរនៅលើភ្នំដេហិងដែលបានបោះដបទឹកឃ្លោកចុះពីលើភ្នំអ្នកនឹងមិនដឹងពីពាក្យសន្យាដែលខ្ញុំដាក់ក្នុងដបទឹកក្រូចនោះឡើយ7 ឬ 8 ឆ្នាំក្រោយមកខ្ញុំឈរនៅទីនេះចេតនាសម្លាប់របស់ខ្ញុំដែលស្រែកទៅកាន់ឋានសួគ៌ផ្លូវដែលនៅពីក្រោយខ្ញុំមិនឆ្ងាយប៉ុន្មានទេប៉ុន្តែវាពោពេញទៅដោយឆ្អឹងអ្នកដាំដុះ7 ឬ 8 ឆ្នាំសម្រាប់ជីវិតរមែងស្លាប់អ្វីជាច្រើនអាចផ្លាស់ប្ដូរក្នុងរយៈពេល7 ឬ 8 ឆ្នាំសម្រាប់អ្នកដាំដុះ7 ឬ 8 ឆ្នាំគឺមិនយូរប៉ុន្មានប៉ុន្តែម្ដងទៀតអ្នកដាំដុះទាំងអស់ចាប់ផ្ដើមជីវិតជាជីវិតរមែងស្លាប់មេងហាវមិនមែនជាអ្នកប្រាជ្ញដែលគាត់ធ្លាប់បាន7 ឬ 8 ឆ្នាំមុននោះទេប៉ុន្តែការចងចាំពីពេលនោះនៅតែមានគាត់នឹងមិនភ្លេចនាំទាំងនោះឡើយគាត់សម្លឹងមើលឈឺខេងហើយញឹមស្នាមញឹមរបស់គាត់បានផ្ដល់នូវភាពកក់ក្ដៅហើយសុភមង្គលដែលបានឃើញនរណាម្នាក់ម្ដងទៀតជាលើកដំបូងក្នុងរយៈពេលដ៏យូរវាមានរយៈពេលរហូតដល់គាត់បានក្រឡេកមើលទៅបុរសដែលញ័រខ្លួនមានឈ្មោះថាយ៉ាវដែលឈរនៅទីនោះមុខស្លេកស្លាំងអាវរបស់គាត់ព្យួររលុងនៅលើខ្លួនរបស់គាត់យ៉ាវសែនមានអារម្មណ៍ហាក់ដូចជាភ្នែករបស់មេងហាវត្រូវបានដាវមុតស្រួចពីចាក់ចូលទៅក្នុងភ្នែករបស់គាត់ការសម្លឹងចូលមកក្នុងក្បាលរបស់គាត់ធ្វើឲ្យចិត្តរបស់គាត់ញ័រវាបានទម្លុះឈាមនិងសាច់របស់គាត់ដោយកិនជាប់នឹងឆ្អឹងហើយចាក់ចូលទៅក្នុងផ្លូវឆ្លងកាត់ខែរបស់គាត់វាបានចាក់ទៅលើសរដាវរបស់គាត់បង្គោលដេវរបស់គាត់ពោពេញទៅដោយស្នាមប្រេះជាក់ស្ដែងគាត់មានមូលនិធិបាក់ឆ្អឹងសសរដាវញ័រយ៉ាងខ្លាំងហាក់ដូចជាការសម្លឹងរបស់មេងហាវនឹងធ្វើឲ្យវាបាក់បែកជាដុំយ៉ាវសែនភ័យខ្លាចក្នុងចិត្តមិត្តDaoist ជាន់ខ្ពស់ខ្ញុំគឺយ៉ាវសែនសិស្ស Conclave នៃ Black Sea Sect មិត្ត Daoist អណ្ដាតរបស់គាត់ញ័រពេលគាត់និយាយគាត់ប្រហែលជាកូនអ្នកមានប៉ុន្តែគាត់មិនល្ងងទេខែពណ៌ផ្កាឈូកពីពេលនេះគឺជាកំណប់ទ្រព្យដែលអាចបំបែកបានត្រឹមដំណាក់កាលបង្កើតមូលនិធិចុងប៉ុន្តែមេងហាវដែលហាក់បីដូចជានៅដំណាក់កាលបង្កើតមូលនិធិដំបូងនោះបានបំផ្លាញវាគាត់ក៏បានឃើញនៅភាពត្រជាក់នៃការសម្លាប់របស់មេងហាវវាពិតជាខ្លាំងមែនទែនដែលជាអ្វីដែលគាត់មិនធ្លាប់បានឃើញពីមុនមកក្នុងជីវិតរបស់គាត់ទាំងមូលអ្នកមាននាមត្រកូលយ៉ាវមេងហាវនិយាយយ៉ាងត្រជាក់ចិត្តចាប់ផ្ដើមបោះជំហានទៅមុខខ្ញុំទើបតែសម្លាប់បុរសម្នាក់ទៀតដែលមាននាមត្រកូលយ៉ាវគាត់ឈ្មោះយ៉ាវបេនូមេងហាវបានយកឈ្មោះយ៉ាវបេនូពីមេដាយសម្គាល់ក្នុងកាបូបកាន់របស់គាត់នៅពេលដែលគាត់បានបោះជំហានដំបូងរបស់គាត់វាមានអារម្មណ៍ចំពោះយ៉ាវសែនដូចជាប្រសិនបើមេងហាវកំពុងចូលទៅក្នុងបេះដូងរបស់គាត់ដោយផ្ទាល់បេះដូងរបស់គាត់លោតញាប់ពោពេញទៅដោយភាពលំបាកក្នុងការពិពណ៌នាពីការឈឺចាប់យ៉ាងជ្រៅពេលនោះហើយដែលសម្ដីរបស់មេងហាវចាប់តាំងពីពេលនេះមកក្នុងចិត្តរបស់យ៉ាវសែនសំឡេងក្រហមដូចផ្គរលាន់ពេញគាត់ហើយខ្លួនគាត់ញ័រគាត់បានបោះជំហានថយក្រោយដោយមិនដឹងខ្លួនការសម្លឹងរបស់មេងហាវបានបោកបក់មកលើគាត់ពោពេញដោយសម្ពាធមិនគួរឲ្យជឿចិត្តរបស់យ៉ាវសែនបានធូរស្រាលម្ដងទៀតហើយរាងកាយដែលញ័ររបស់គាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនាប្រឈមមុខនឹងមេងហាវមូលដ្ឋានដាំដុះរបស់គាត់ហាក់ដូចជាមិនអាចផលិតថាមពលបានសូម្បីតែបរិមាណតិចតួចបំផុតក៏ដោយនេះជាសម្ពាធមេងហាវបានបញ្ចេញថាមពលពេញលេញនៃសស្ដំដេវដ៏ល្អឥតខ្ចោះរបស់គាត់បង្កើតសម្ពាធដែលអាចកំទេចគ្រឹះដេវ Pillar នេះគឺជាសមត្ថភាពពីកំណើតរបស់មូលនិធិល្អឥតខ្ចោះដោយសារតែមូលនិធិដ៏ល្អឥតខ្ចោះតស៊ូជាមួយស្ថានសួគ៌លើថាមពលខាងវិញ្ញាណវាមានសមត្ថភាពក្នុងការបញ្ចេញសម្ពាធលើមូលដ្ឋានការដាំដុះនៃការបង្កើតមូលនិធិផ្សេងទៀតទាំងអស់ចំពេលដែលគាត់ញាប់ញ័រទឹកមុខរបស់យ៉ាវសែនបានភ្លឹបភ្លែតមេងហាវបានបោះជំហានទី2ហើយនៅពេលដែលជំហានចុះមកមុខរបស់យ៉ាវសែនកាន់តែស្លេកស្លាំងឈាមហូរចេញពីមាត់គាត់ហើយការភ័យខ្លាចយ៉ាងខ្លាំងបានចូលក្នុងភ្នែកគាត់គីមិត Daoist បើ
បើចង់និយាយរាងកាយទាំងមូលរបស់គាត់ញ័រប៉ុន្តែទោះបីជាគាត់ព្យាយាមនិយាយក៏ដោយក៏មេងហាវបានបោះជំហានទី3គាត់បានជន់ឈ្លីវិញ្ញាណរបស់យ៉ាវសិនញ័រហើយគាត់បានក្អកចេញឈាមបង្គោលដែលក្នុងខ្លួនគាត់មិនអាចទប់ទល់នឹងសម្ពាធដែលបានបញ្ចេញដោយមេងហាវឡើយស្នាមប្រេះធំមួយខ្ទេចខ្ទីពេញផ្លូវការប្រេះស្រាមកាន់តែច្រើនឡើងរាលដាលពាសពេញបង្គោលដាវទាំងមូលឈាមបានហូរចេញពីមុខយ៉ាវសិនទាំងស្រុងហើយភ្នែករបស់គាត់ពោពេញដោយការឈឺចាប់ដោយញាប់ញ័រគាត់ហៀបនឹងប្រើកម្លាំងទាំងអស់ដែលគាត់អាចប្រមូលបានដើម្បីវាយបកវិញនៅពេលដែលមេងហាវមុខទេបានឈានជំហានទី4របស់គាត់ដែលពោពេញទៅដោយចេតនាសម្លាប់ដ៏ខ្លាំងក្លាជំហានទី4បានចុះមកភ្លាមសំឡេងក្រហមនៅក្នុងយ៉ាវសិនបានឡើងដល់ឋានសួគ៌បេះដូងរបស់គាត់ស្រាប់តែឈប់លោតមួយផ្លែតសរីរាង្គទាំងអស់របស់គាត់ហាក់ដូចជាយឺតខណៈដែរនាមប្រេះរាលដាលពាសពេញសរស្ដាយរបស់គាត់រហូតដល់ភ្លាមវាបានបែកបាក់បង្គោលដាវបែកបាក់ពេលនោះកើតឡើងយ៉ាវសិនបានបញ្ចេញសម្រែកបង្ហូរឈាមដែលមិនដូចអ្វីដែលលេចចេញពីមាត់គាត់ពីមុនមកគាត់បានក្អកចេញឈាម7 ឬ 8 មាត់រួចក៏ចាប់ផ្ដើមក្រៀមស្វិតញើសត្រជាក់ហូរចេញពីគាត់ហើយមុខគាត់ប្រផេះរាងកាយរបស់គាត់ភ្លាមអាចផ្លាស់ទីម្ដងទៀតប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគឺដកថយទៅក្រោយវិញមុនពេលគាត់អាចដើរថយក្រោយបានឆ្ងាយមេងហាវបានបោះជំហានទី5ហើយឥឡូវនេះគាត់កំពុងឈរនៅមុខយ៉ាវសិនជង្គង់របស់គាត់ហោះឡើងមិនសំដៅទៅរបស់យ៉ាវសិនប៉ុន្តែត្រង់ជើងរបស់គាត់ប៉ុបពីការឈឺចាប់ខ្លាំងបានធ្វើឲ្យយ៉ាវសិនកើនឡើងទ្វេដងដោយស្រែកទោះបីជាគាត់ស្រែកក៏ដោយដៃស្ដាំរបស់មេងហាវបានបាញ់ឡើងលើករបស់គាត់សំឡេងស្រែកបានកើតឡើងនៅក្នុងបំពង់របស់យ៉ាវសិនដោយគ្មានផ្លូវចេញមកក្រៅឡើយគាត់បានត្រឹមញាប់ញ័រខណៈមុខគាត់ចាប់ផ្ដើមប្រែពណ៌ស្វាយងឹតមិនអាចនិយាយបានមិនអាចស្រែកបានការឈឺចាប់ហាក់ដូចជាកាន់តែអាក្រក់ទៅ10 ដងភ្នែករបស់គាត់ឡើងប៉ោងពោពេញដោយភាពឆ្កួតហើយរាងកាយរបស់គាត់រមួលភ្លាមនោះគាត់ចង់ប្រយុទ្ធប៉ុន្តែគាត់មិនអាចទប់ទល់បានទេគាត់គ្មានអំណាចសូម្បីតែតស៊ូមិនអាចសូម្បីតែគំរាមកំហែងរាងកាយរបស់គាត់ញ័រពេញដោយការឈឺចាប់គាត់ប្រៀបដូចជាមនុស្សស្លាប់បង្គោលដាវរបស់គាត់ត្រូវបានបំផ្លាញមូលដ្ឋានដាំដុះរបស់គាត់ត្រូវបានបំផ្លាញឈប់ស្រែកជាសំឡេងញ័រវាគឺជាខឹយ៉ាងខួយដែលនៅតែនៅក្បែរឈូខេងរាងកាយរបស់នាងញ័រហើយមុខរបស់នាងស្លេកប៉ុន្តែនាងនៅតែកាន់ដាវនៅរបស់ឈូខេងហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីចាក់វានៅគ្រប់ពេលចំពោះនាងមេងហាវហាក់ដូចជាខ្មោចបិសាចខូខើនិងគ្មានមេត្តាវាធ្វើឲ្យឈាមហូរចេញពីមុខហើយនាងមិនហ៊ានសូម្បីតែសម្លឹងមើលគាត់ក្នុងភ្នែកការសោកស្ដាយបានហូរចេញពីក្នុងចិត្តរបស់នាងប៉ុន្តែវាយឺតពេកហើយនាងគ្រាន់តែអាចអង្វរឲ្យគាត់អនុញ្ញាតឲ្យនាងទៅអ្នកគឺជាមេងហាវមែនទេខ្ញុំបានឮឈឺថេងនិយាយអំពីអ្នកនឹងក្រុម Reliance នេះគ្រាន់តែជាការយល់ច្រឡំទេខ្ញុំគ្រាន់តែចង់ចាក់ចេញសំឡេងនាងញ័រពេលនាងសម្លឹងទៅរកមេងហាវទោះបីនាងកាន់ដាវក៏ពិតមែនតែនាងជាអ្នកភ័យខ្លាចគាត់បាននិយាយយ៉ាងត្រជាក់ថាខ្ញុំធ្លាប់ជាអ្នកប្រាជ្ញគាត់បន្តចាប់យ៉ាវសិនដោយយកបន្តែងាកទៅមើលឈោយ៉ាងខួយសំឡេងរបស់គាត់ស្រទន់នៅពេលគាត់បន្តថានៅពេលដែលខ្ញុំបានអានអត្ថបទបុរាណមួយដែលត្រូវបានគេនិយាយថាមកពី Great Tank នៅក្នុងទឹកដីបូព្រាវាបានពិពណ៌នាអំពីវិធីប្រហារជីវិតដ៏ចម្លែករាប់ពាន់មានរឿងមួយដែលបន្ទាប់ពីខ្ញុំបានអានវាធ្វើឲ្យខ្ញុំសុបិនអាក្រក់ជាច្រើនថ្ងៃភ្នែកពោពេញទៅដោយការស្អប់គាត់បានលើកដៃឆ្វេងរបស់គាត់ហើយចាប់ម្រាមដៃមួយរបស់យ៉ាវសិនម្ដងមួយគាត់បានកំទេចឆ្អឹងម្រាមដៃនៃដៃទាំងពីរបន្ទាប់មកដៃរបស់គាត់បន្ទាប់មកស្មារបស់គាត់បន្ទាប់មកនៅសល់នៃរាងកាយរបស់គាត់យ៉ាវសិនចង់ឆ្លងផុតពីការឈឺចាប់ខ្លាំងប៉ុន្តែមិនអាចទៅរួចជាមួយមេងហាវនៅទីនោះទេពេលវេលាកន្លងផុតទៅដរាបណាវាយកធូបមកដុតទីបំផុតមេងហាវបង្វិលដៃស្ដាំរបស់គាត់សំឡេងផ្ទុះមួយបានបន្លឺឡើងខណៈដែលក្ររបស់យ៉ាវសិនត្រូវបានខ្ទាស់ពេញមួយពេលគាត់មិនអាចស្រែកបានតែមួយម៉ាត់នេះជាការស្លាប់របស់គាត់មេងហាវបានទម្លាក់ខ្លួនរបស់យ៉ាវសិនហើយបន្ទាប់មកមើលឈោយ៉ាងខួយតើអ្នកចង់ស្លាប់ដោយរបៀបណាខ្ញុំនឹងឲ្យអ្នកសម្រេចចិត្តមុខរបស់នាងស្លេកស្លាំងដូចជាសាកសពរាងកាយរបស់នាងញ័រដូចដាវដែលនាងកាន់នៅក្នុងដៃរបស់នាងដែរនាងបានក្រឡេកមើលទៅមេងហាវទាំងភ័យខ្លាចនៅក្នុងខ្លួននាងនេះដូចជាសុបិនអាក្រក់បំផុតដែលនាងធ្លាប់ជួបប្រទះឯងកុំបង្ខំខ្ញុំនាងយំសំបីតែពាក្យសម្ដីចេញពីមាត់នាងដីក្រោមជើងក៏ផ្ទុះឡើងវ៉លីពណ៌ក្រហមងឹតមួយបានពុះចេញមករុំជុំវិញខ្លួនរបស់នាងហើយបញ្ជូនដាវវិលទៅអាកាសមេងហាវចាប់ដៃអាវដើម្បីគូសវាចម្ងាយ25 ម៉ែត្រវល់លវឹងល្វើយជុំវិញឈរយ៉ាងខួយមាត់របស់គេធំទូលាយហើយហាក់ដូចជាស្រក់ដោយទឹកមាត់រងចាំតែបញ្ជារបស់មេងហាវនៅពេលដែលពួកគេនឹងស៊ីនាងគុំសម្រាប់នាងគឺឈូខេងនិយាយដោយស្ងៀមស្ងាត់តស៊ូនឹងជើងរបស់នាងបានក្រឡេកមើលមេងហាវក៏ខ្ញុំចង់ធ្វើវាដោយខ្លួនឯងខ្ញុំចង់កាត់អណ្ដាតនាងអស់ជាច្រើនឆ្នាំហើយ
នាងក្រវីថ្មីនាងបានយកដាវរបស់ខយ៉ាងខើយដាំទំពាំងបាយជូរបានទម្លាក់ខយ៉ាងខើយឆ្ពោះទៅរកនាងក្បងស្រីស៊ូខ្ញុំនាងបានប្រឈមមុខនឹងឈើខេងញាប់ញ័រសម្លឹងមើលទៅមុខរបស់នាងឈឺខេងទឹកមុខត្រជាក់លើកដាវចាក់ចូលមាត់នាងយឺតសម្រែករបស់ខយ៉ាងខើយបានបន្លឺឡើងឈឺថេងផ្អៀងទៅមុខហើយខ្សឹបដាក់ត្រចៀកនាងថាអ្នកមិនអាចវាយបកបានទេដូច្នេះគ្រាន់តែបិទភ្នែកហើយរីករាយជាមួយវាខ្ញុំតែងតែចង់ប្រាប់អ្នកថាអ្នកជាមនុស្សស្លូតនាងបានបង្វិលដាវនៅក្នុងដៃរបស់នាងបន្ទាប់ពីដកដង្ហើមបានប្រហែល10ដងឆើយ៉ាងខុយឈប់តស៊ូឈៀវខេងបានចាក់ដាវកាន់តែជ្រៅចំពុកទី152ពាក្យនៅក្រោមព្រះច័ន្ទជាមួយដៃគូចាស់ឃ្យូខេងសម្លឹងមើលខយ៉ាងខុយនៅពេលនាងចាក់ដាវពេញក្បាលរបស់នាងបន្ទាប់មកនាងក៏ដើរថយក្រោយមុខស្លេកខយ៉ាងខុយបានផ្លាត់ស្នៀតស្លាប់ហើយឈ្យូថេងឈរនៅទីនោះដោយស្ងៀមស្ងាត់ម៉េងហៅសម្លឹងមើលនាងរួចដើរមកក្បែរនាងពួកគេអង្គុយជាមួយគ្នាវ៉ូលីបានអូសរាងកាយរបស់ខយ៉ាងខុយធ្លាក់ចូលទៅក្នុងដីហើយចាប់ផ្ដើមលេបវាព្រះច័ន្ទព្យួរខ្ពស់នៅលើមេឃហើយអ្វីក៏ងប់ស្ងាត់គ្មាននរណាម្នាក់បានកត់សម្គាល់ពីលោកនៃវេទមន្តប្រយុទ្ធទេយ៉ាងណាមិញទឹកដីដ៏ប្រពៃនេះគឺជាកន្លែងដ៏ធំមួយគេលើកទី1សួរមេងហៅស្រមោលរបស់ពួកគេត្រួតលើគ្នាក្នុងពន្លឺព្រះច័ន្ទនាងនៅស្ងៀមមួយសន្ទុះមុននឹងងក់ក្បាលលោកបាននិយាយយ៉ាងស្រទន់ថាលើកទី1ដែលខ្ញុំសម្លាប់មនុស្សម្នាក់បេះដូងខ្ញុំមានបញ្ហាមួយរយៈមកហើយនៅពេលគាត់ក្រឡេកមើលនាងរូបភាពពីក្រុម Reliance បានអន្តែតមកក្នុងចិត្តរបស់គាត់ខ្យល់បក់កាត់សម្អាតក្លិនឈាមសក់របស់ Q Thing បានរួញឡើងហើយដុសមុខមេងហៅវាពិបាកក្នុងការប្រាប់ថាតើវារុំជុំវិញមុខរបស់គាត់ឬបេះដូងរបស់គាត់តើវាបន្ទាប់ពីនិកាយត្រូវបានបំបែកសួរឈឺថេងងាកក្បាលមើលគាត់មុខរបស់នាងស្លេកប៉ុន្តែចំពោះមេងហៅគឺស្អាតគាត់នឹកឃើញយប់កាលពីឆ្នាំមុនពេលគាត់បាននាំនាងត្រឡប់ទៅភ្នំខាងកើតនៅពេលដែលគាត់បានមើលនាងដើរចេញពីគាត់គិតក្នុងចិត្តថាគាត់នឹងមិនប្រកាន់យកនាងទេ1ប្រសិនបើអ្នកចង់ពិនិត្យមើលការប្រគំតន្ត្រីរបស់មេងហៅអំពីការរៀបការជាមួយឈឺខេងសូមអានជំពូកទី13ឡើងវិញម៉េលីខាវយ៉ាងវាជាការចងចាំពីឆ្នាំមុនដែលជាយូរមកហើយពិបាកកំណត់ថាតើវាគ្រាន់តែជាការនៅទំនេររបស់យុវជនឬអត់មេងហៅបាននិយាយទាំងញឹមថាតាមពិតវាស្ថិតនៅក្នុងនិកាយគាត់មានអារម្មណ៍ធូរស្រាលទឹកដីដ៏ប្រពៃនេះគឺជាកន្លែងដែលគ្រោះថ្នាក់ប៉ុន្តែសម្រាប់ហេតុផលខ្លះគាត់មានអារម្មណ៍ស្រួលដូចជាគាត់ត្រឡប់មកវិញនៅក្នុងនិកាយ Reliance នៅលើកំពូលភ្នំខាងកើតដែលឈរនៅក្រោមព្រះច័ន្ទអូឈឺខេងបាននិយាយដោយមើលទៅភ្ញាក់ផ្អើលនាងសម្លឹងមើលមេងហៅដោយភ្លេចបិទមុខនាងជាបណ្ដោះអាសន្នចំពោះមេងហៅរូបរាងទេរបស់នាងពោពេញទៅដោយភាពស្រស់ស្អាតវាខុសគ្នាខ្លាំងពីបងស្រីខុសពីការចងចាំរបស់គាត់ភាពត្រជាក់គឺមិនអាចទៅដល់បានប៉ុន្តែរូបរាងស្ពឹករបស់នាងឥឡូវនេះធ្វើឲ្យនាងហាក់ដូចជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មេងហៅសាយខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដែលយល់ពីអ្នកពិតទេឯ The Sister គាត់បាននិយាយទាំងញឹមដោយសម្លឹងមើលទៅនាងគាត់មិនមែនជាអ្នកប្រាជ្ញដែលគាត់ធ្លាប់ធ្វើទៀតទេគាត់បានជួបប្រទះរឿងជាច្រើនហើយបានរីកចម្រើនជាច្រើនឆ្នាំទាំងបទពិសោធន៍និងប្រាជ្ញាគាត់មានភាពចាស់ទុំច្រើនឥឡូវនេះគាត់អាចប្រាប់បានថាភាពត្រជាក់ដែលបង្ហាញដោយឈើថេងគឺចេតនាគាត់ក្រឡេកមើលនាងដោយឃើញស្បែកស្មៀនទឹកដោះនៅក្រោមអាវក្នុងសម្លៀកបំពាក់របស់នាងនេះមិនមែនជាលើកទី1ទេដែលគាត់ឃើញនារីម្នាក់ស្ថិតក្នុងស្ថានភាពបែបនេះប៉ុន្តែសម្រាប់ហេតុផលមួយចំនួននៅពេលដែលគាត់បានមើលឈីយ៉ែនគាត់អាចស្ងប់ស្ងាត់ពេលឃើញឈឺថេងមើលទៅប្លែកភ្នែកពេញភ្នែកការសម្លឹងរបស់ឈឺខេងបានជួបមេងហៅមួយសន្ទុះហើយបន្ទាប់មកនាងមើលទៅឆ្ងាយបេះដូងរបស់នាងលោតញាប់ទឹកភ្នែកមួយបានលេចឡើងលើផ្ទៃមុខរបស់នាងហើយនាងបានចាប់អាវរបស់នាងយ៉ាងតឹងដោយកណ្ដាប់ដៃរបស់នាងពិតជាភ័យណាស់មេងហៅក្អកតិចរួចក៏ទះកាបូប Cosmos របស់គាត់បង្កើតសម្លៀកបំពាក់មួយឈុតដែលគាត់ចាប់ផ្ដើមដាក់ជុំវិញស្មារបស់នាងមិនបាននិយាយអ្វីឡើយដោយអនុញ្ញាតឲ្យគាត់បិទបាំងនាងងើបមុខដ៏ស្រស់ស្អាតសម្លឹងមើលព្រះច័ន្ទពេលដែលពន្លឺព្រះច័ន្ទចាំងមកលើនាងមេងហៅបានសម្លឹងមើលសក់របស់នាងនិងរូបរាងគួរឲ្យស្រឡាញ់របស់នាងពួកវាឆ្ងាញ់ណាស់វាហាក់ដូចជាខ្យល់បក់បោកអ្នកសម្លាប់នរណាអ្នកនៅក្នុងនិកាយអ្នកណាឈឺខេងព្យាយាមធ្វើពុតជាមិនបានកត់សម្គាល់មេងហៅសម្លឹងមកនាងប៉ុន្តែទឹកភ្នែករបស់នាងកាន់តែជ្រៅមេងហៅបាននិយាយដោយរំលឹកដល់ការស្លាប់ដ៏គួរឲ្យរន្ធត់របស់បងប្រុសយ៉ាវដោយកញ្ចក់ស្ពាន់ថាសេះនិកាយខាងក្រៅមាននាមត្រកូលយ៉ាវគាត់ចង់យកគូហាអមតៈដែលអ្នកបានផ្ដល់ឲ្យខ្ញុំនាងនិយាយទាំងបង្វែរក្បាលសម្លឹងមើលពីព្រះច័ន្ទមកមេងហៅថាឯងពិតជាមានចិត្តក្លាហានមែនអ្នកពិតជាបានសម្លាប់នរណាម្នាក់នៅក្នុងនិកាយពាក្យរបស់នាងត្រូវបាននិយាយដោយស្មោះហើយដោយភាពស្មោះស្ម័គ្ររបានមកដោយភាពត្រជាក់ធម្មតារបស់នាងទោះជាយ៉ាងណាក៏ដោយមេងហៅអាចមើលឃើញភាពសាមញ្ញមិនស្មុគស្មាញនៅក្រោមភាពត្រជាក់គាត់និយាយដោយក្អកតិចថាដឺមែនហើយតាមពិតខ្ញុំមិនមែនគ្រាន់តែសម្លាប់មនុស្សម្នាក់នោះទេអូ
ឯដឺស៊ឺបានសម្លឹងដោយស្ងាត់ស្ងៀមមួយសន្ទុះទៀតវាដូចជានាងបានជួបគាត់ជាលើកដំបូងនាងមើលគាត់ដោយយកចិត្តទុកដាក់គិតមួយសន្ទុះអីចឹងឯងបានប្រើវាហើយនាងបានបន្ថែមយ៉ាងប្រញាប់ថាខ្ញុំចង់មានន័យថាបន្ទាប់ពីសម្លាប់ច្រើនហើយតើអ្នកឈប់មានអារម្មណ៍មិនស្រួលក្នុងចិត្តទេម៉េងហៅបាននិយាយថាយើងនិយាយរឿងផ្សេងទៀតគាត់អាចប្រាប់ថានាងចង់ដឹងខ្លាំងអំពីបញ្ហានេះប៉ុន្តែសម្រាប់បុរសនិងស្ត្រីអង្គុយក្រោមព្រះច័ន្ទនិយាយអំពីការសម្លាប់មនុស្សហាក់ដូចជាមិនសមសោះអូនាងនិយាយដោយងក់ក្បាលសម្លឹងមើលគាត់ភាពត្រជាក់របស់នាងបានលាក់បាំងពីបុគ្គលិកលក្ខណៈពិតរបស់នាងប៉ុន្តែនៅពេលនោះនាងស្រាប់តែមិនដឹងថាត្រូវនិយាយអ្វីនោះទេខ្ញុំចង់បង្ហាញអ្នកអ្វីមួយម៉េងហៅទាញកាបូប Cosmos របស់គាត់ហើយថ្នាំកែសម្ផស្សក៏លេចចេញនៅក្នុងដៃរបស់គាត់ដោយញឹមគាត់បានហុចវាទៅឲ្យឯដឺស៊ីស្តស៊ូពេលឃើញថ្នាំនោះនាងសម្លឹងមើលដោយតក់ស្លុតភ្នែករបស់នាងត្រូវបានចាប់ដាក់លើគ្រាប់ថ្នាំខណៈនាងលើកដៃយឺតហើយយកវាពីគាត់បន្ទាប់មកនាងបិទភ្នែកវាមិនអាចទៅរួចទេក្នុងការប្រាប់ពីអ្វីដែលនាងកំពុងគិតនៅខាងក្នុងមួយសន្ទុះក្រោយមកនាងបើកភ្នែកមើលម៉េងហៅយ៉ាងយូរនេះជាលើកទី3ហើយដែលម៉េងហៅឲ្យថ្នាំកែសម្ផស្សដល់នាងបានដាក់វាចោលដោយស្ងាត់រួចនិយាយយ៉ាងស្រទន់ថាប៉ុន្មានឆ្នាំមុនខ្ញុំបានឮថារត់យ៉ាវបានបាត់ទៅហើយម៉េងហៅដកដង្ហើមធំបន្ទាប់មកគាត់បានបន្តពន្យល់នាងអំពីការពឹងលើឲ្យកនាងអង្គុយនៅទីនោះក្រោមព្រះច័ន្ទដោយស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលគាត់ប្រាប់នាងថាឲ្យក Reliance តាមពិតគឺជាអណ្ដើកដ៏សាហាវឃោរឃៅមាត់របស់នាងបានបើកហើយមើលទៅមុខរបស់នាងមិនគួរឲ្យជឿម៉េងហៅនាងពិតជាស្រស់ស្អាតណាស់ភ្លាមនោះគាត់ឈប់និយាយនេះបណ្ដាលឲ្យឈូខេងមើលទៅក្នុងភ្នែករបស់គាត់ពេលដែលភ្នែកគេបានជួបនាងស្រាប់តែងាកសម្លឹងទៅឆ្ងាយបេះដូងលោតញាប់នាងបានជួបប្រទះនឹងអារម្មណ៍ចម្លែកនិងភ័យចម្លែកនាងមានអារម្មណ៍មួយដែលនាងមិនស្គាល់នៅក្នុងភាពស្មោះត្រង់ទាំងអស់នាងមិនខ្វល់តាមពិតនាងចូលចិត្តវាបន្តិចខ្ញុំបានឃើញបងប្រុសឆែនពីរបីដងហើយគីនាងនិយាយភ្លាមដោយមិនប្រកាសថាត្រូវនិយាយពីអ្វីទេកន្លែងនេះគឺជាទឹកដីដ៏មានពោលពីបុរាណអូត្រឹមត្រូវហើយតើមូលដ្ឋានដាំដុះរបស់អ្នកអាចស្ថិតនៅដំណាក់កាលបង្កើតមូលនិធិម៉េងហៅសម្លឹងមើលនាងស្នាមញឹមដ៏កក់ក្ដៅដែលដុះនៅលើមុខរបស់គាត់តើយ៉ាវឈិនស្ថានភាពបែបណាគាត់សួរតិចនាងបានឆ្លើយថាគាត់គឺជាសិស្សរបស់ Conclave នៃ Black Sea Sect នាងបានឆ្លើយតបដោយមើលទៅគួរឲ្យស្អប់ខ្ពើមលេចឡើងនៅក្នុងភ្នែករបស់នាងត្រកូលរបស់គាត់មានឫសគល់យ៉ាងជ្រៅនៅក្នុងនិកាយគាត់មានភាពអៀនខ្មាស់និងគួរឲ្យស្អប់ខ្ពើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់បានប្រើប្រាស់ថ្នាំបង្កើតមូលនិធិជានុយដើម្បីបង្ខំខ្លួនគាត់ទៅលើសិស្សស្រីជាច្រើនថ្នាំបង្កើតមូលនិធិគាត់មើលនាងមួយផ្លែតគាត់អាចប្រាប់បានថានាងបានបញ្ចប់រង្វង់នៃកម្រិត Thai Condensation ចំនួន9ជាមួយនឹងការបង្កើតមូលនិធិថ្នាំគ្រាប់នាងពិតជាអាចចូលទៅក្នុងសមាធិស្ងាត់និងឈានដល់ការបង្កើតមូលនិធិនាងបាននិយាយថាថ្នាំប្រភេទនោះមានតម្លៃណាស់នាងនិយាយដោយទឹកមុខក្រៀមក្រំវាកាន់តែពិបាកសម្រាប់ពួកសិស្សនៃនិកាយខាងក្នុងការទទួលបានមួយអ្នកអាចទទួលបានតែមួយជាមួយនឹងការគាំទ្រពីនរណាម្នាក់នៃជំនាន់ជាន់ខ្ពស់ឬប្រសិនបើអ្នកអនុវត្តសេវាកម្មពិសេសមួយចំនួនសម្រាប់និកាយឬប្រហែលជាប្រសិនបើលោកមានទេពកោសល្យមិនទាន់ឃើញច្បាស់បន្ទាប់ពីឲ្យកយ៉ែននាំខ្ញុំទៅ Black Sea Sect នាងបានប្រងើយកន្តើយនឹងខ្ញុំទាំងស្រុងទោះជាយ៉ាងណាក៏ដោយបុគ្គលិកលក្ខណៈរបស់ខ្ញុំគឺស្រដៀងទៅនឹង Core Formation Cultivator នៃជំនាន់ជាន់ខ្ពស់ដូច្នេះនាងបានយកខ្ញុំទៅធ្វើជាសិស្សនាងបានសន្យាថានឹងផ្ដល់ឲ្យខ្ញុំនៅ Foundation Pill ប៉ុន្តែនាងបានចាក់ចេញទៅក្រុមនេះកាលពីប៉ុន្មានឆ្នាំមុនហើយមិនត្រឡប់មកវិញទេម៉េងហៅទះកំភ្លៀងកាបូប Cosmos របស់គាត់ភ្លាមនោះអស្ចារ្យបង្កើតមូលនិធិចំនួន3បានលេចចេញនៅក្នុងដៃរបស់គាត់បានចាប់ពួកគេទៅនាងគាត់បាននិយាយថាខ្ញុំមានថ្នាំបង្កើតមូលនិធិមួយចំនួនឈឺខេងសម្លឹងមើលថ្នាំទាំង3ដោយគ្មានពាក្យនាងតក់ស្លុតមិននឹកស្មានថាម៉េងហៅនឹងមានថ្នាំបង្កើតមូលនិធិទេទុកឲ្យតែ3នាក់ថ្នាំទាំង3នេះនឹងបង្កឲ្យមានកុបកម្មប្រសិនបើពួកគេបានបង្ហាញខ្លួននៅក្នុងក្រុម Black Sea Sect ទាំងនោះគឺឈូខេងដកដង្ហើមកាន់តែពិបាកពេលនាងឃើញនិមិត្តសញ្ញាឆ្លាក់ជាប់នឹងថ្នាំភ្នែករបស់នាងបានពង្រីកទាំងនេះត្រូវបានផ្សំឡើងដោយ Grandmaster Pildermanខ្ញុំមានតែ3នាក់ប៉ុណ្ណោះប៉ុន្តែប្រសិនបើវាមិនគ្រប់គ្រាន់ទេនោះខ្ញុំអាចទទួលបានបន្ថែមទៀតសម្រាប់អ្នកនៅពេលដែលយើងចេញពីទីនេះគាត់ញឹមដាក់ថ្នាំទៅក្នុងដៃខេលខេងសម្រាប់នរណាម្នាក់ផ្សេងទៀតថ្នាំទាំងនេះនឹងមានតម្លៃមិនគួរឲ្យជឿវាគ្រប់គ្រាន់ហើយមួយប្រហែលជាគ្រប់គ្រាន់ហើយនាងហៀបនឹងនិយាយបន្ថែមទៀតនៅពេលដែលម៉េងហៅបិទដៃលើថ្នាំខ្ញុំមិនត្រូវការវាទេអ្នកយកវាទៅបើអ្នកត្រូវការខ្ញុំអាចការពារអ្នកនៅពេលអ្នកប្រើវាលុះត្រាតែអ្នកនៅកម្រិតទី9នៃ High Condensation
អស់រយៈពេលរាប់សិបឆ្នាំត្រូវបានរៀបចំទាំងស្រុងហើយបានកែលម្អរាងកាយរបស់អ្នកឲ្យខ្លាំងបំផុតនោះអ្នកនឹងត្រូវការរយៈពេលជាច្រើនខែយ៉ាងតិចបំផុតកន្លែងនេះមិនសមស្របទេខ្ញុំនឹងរងចាំរហូតដល់ខ្ញុំត្រឡប់ទៅកាន់និកាយវិញហើយស្វែងរកកន្លែងសមរម្យមួយដើម្បីទម្លាយនាងបានឲ្យគាត់មើលយ៉ាងជ្រៅឯងមិនអាចនៅទីនេះយូរពេកទេមេងហាវអ្នកត្រូវប្រយ័ត្នក្រុម Black Sheep Sect បានដឹងអំពីអត្ថភាពនៃកន្លែងនេះយូរហើយប៉ុន្តែមិនអាចចូលបានទេប៉ុន្តែថ្មីនេះពួកគេបានឆ្លងកាត់ផែនទីបុរាណមួយជាមួយនឹងផែនទីពួកគេអាចបើកច្រកចូលបានដើមឡើយនេះគឺជាទឹកដីដ៏មានពរពីបុរាណប៉ុន្តែប៉ុន្មានឆ្នាំមកនេះវាបានផ្លាស់ប្ដូរហើយឥឡូវនេះជាទឹកដីនៃមរណៈភ្នែករបស់មេងហាវភ្លឺឡើងពេលស្ដាប់ការពន្យល់របស់នាងក៏សន្មតថាវាមានរឿងតាក់ទងនឹងវិញ្ញាណដ៏អាក្រក់ពីបុរាណខ្ញុំមិនប្រាកដថាវាជាអ្វីនោះទេហើយមានពាក្យចាមអារាមជាច្រើននៅក្នុងនិកាយអំពីវាទោះបីជាខ្ញុំអាចប្រាប់អ្នកបានថាហេតុផលដែលពួកគេបានប្រមូលផ្ដុំអ្នកបង្កើតមូលនិធិដ៏ឃោរឃៅជាច្រើនគឺមិនមែនដើម្បីទទួលបានកំណប់ទ្រព្យទេប៉ុន្តែដើម្បីបង្កើតពំវិញ្ញាណ100វាមិនមែនជាអាថ៌កំបាំងធំដុំសម្រាប់ពួកសិស្សនៃនិកាយខាងក្នុងទេហើយសូម្បីតែមួយចំនួននៅក្នុងនិកាយខាងក្រៅក៏ដឹងអំពីវាដែរប៉ុន្តែពួកគេមិនខ្វល់អំពីអ្នកដាំដុះអាក្រក់នោះទេតាមពិតទៅមានសូម្បីតែមួយចំនួនក្នុងចំណោមអ្នកដាំដុះអាក្រក់ដែលដឹងអំពីវា The 100 Spirits Tower ពិតជាសាមញ្ញណាស់ក្នុងការពណ៌នាជាទូទៅដោយប្រើបច្ចេកទេសដាំដុះវេទមន្តជាច្រើនបង្គោលដែល100ត្រូវបានចម្រាញ់រួមគ្នាដើម្បីបង្កើតអគារ100 Spirits Tower គោលបំណងនៃការបង្កើតពំនេះគឺសម្ងាត់បំផុតខ្ញុំមិនគិតថាសូម្បីតែពួកនៅកាន់សាសនាខាងក្នុងក៏ដឹងអំពីវាដែរក្នុងចំណោមសិស្ស Conclave មានតែ2ឬ3នាក់ប៉ុណ្ណោះដែលដឹងបន្តិចបន្តួចនេះគឺជាអ្វីគ្រប់យ៉ាងដែល Chu King បានដឹងតាក់ទងនឹងសកម្មភាពនៅក្នុងដែនដីមានពណ៌រំពេចនោះសំឡេងក្រហមយ៉ាងខ្លាំងអាចឮពីកន្លែងណាមួយពីចម្ងាយរំពេចនោះសំឡេងបានបន្លឺឡើងដីក្នុងដែនដីដ៏មានពណ៌ក៏ចាប់ផ្ដើមរញ្ជួយយ៉ាងខ្លាំងក្នុងពេលជាមួយគ្នានោះកម្លាំងទំនាញដ៏អាថ៌កំបាំងមួយបានកើតឡើងភ្នែករបស់មេងហាវភ្លឹបភ្លែតគាត់មានអារម្មណ៍ថាសយ៉ែវនៅក្នុងខ្លួនគាត់ញ័រដូចជាមានអ្វីមួយកំពុងព្យាយាមទាញវាចេញពីគាត់ចំពុកទី153ការរារាំងផ្លូវទឹកមុខរបស់មេងហាវបានផ្លាស់ប្ដូរភ្លាមមូលដ្ឋានដាំដុះរបស់គាត់បានបង្វិលហើយថាមពលដ៏ខ្លាំងក្លាពីសដាវដ៏ល្អឥតខ្ចោះរបស់គាត់បានពង្រីកខ្លួនដើម្បីទប់ទល់នឹងកម្លាំងទំនាញឈូខេងមិនមានប្រតិកម្មអ្វីឡើយពីដំបូងប៉ុន្តែពេលឃើញទឹកមុខមេងហាវនាងចាប់ផ្ដើមមានការព្រួយបារម្ភនិងព្រួយបារម្ភសំឡេងក្រហមបានបន្លឺឡើងពាសពេញដីប៉ះពាល់មិនត្រឹមតែមេងហាវប៉ុណ្ណោះទេប៉ុន្តែអ្នកបង្កើតមូលនិធិដ៏អាក្រក់ទាំងអស់នៅក្នុងដែនដីមានពមនាភិក្ខុទាំងឡាយមិនថាខ្លួនកំពុងធ្វើអ្វីនោះទេភ្លាមនោះក៏អង្គុយផ្ងាសមាធិទោះយ៉ាងណាក៏ដោយជាបន្តបន្ទាប់សាកសពរបស់អ្នកដាំដុះដ៏អាក្រក់ជាច្រើនអ្នកបានផ្ទុះឡើងបញ្ជូនឈាមនិងហូរឈាមគ្រប់ទីមានតែបង្គោលដាវរបស់ពួកគេប៉ុណ្ណោះដែលនៅដែលពួកគេបានហោះតាមអាកាសដោយអូសទៅកាន់ទីតាំងនៃកម្លាំងទំនាញសសរដាវហោះឆ្ពោះទៅរកអ្វីដែលคล้ายជាជួរភ្នំកម្លាំងដ៏មានឥទ្ធិពលមួយចំនួនបានស្រុតចុះទៅផ្នែកមួយនៃភ្នំដើម្បីឲ្យវាលិចចូលទៅក្នុងតំបន់ដែលលិចនោះមានប៉មខ្មៅតាមមើលទៅវាមិនទាន់បញ្ចប់ការសាងសង់ទាំងស្រុងទេបច្ចុប្បន្នមាន3កម្រិតពីគ្រប់ទីសសរដាវជាច្រើនបានហោះឆ្ពោះទៅរកវាហើយចាប់ផ្ដើមបង្កើតស្រទាប់ទី4នៅពេលដែលស្រទាប់ទី4ត្រូវបានបញ្ចប់ថាមពលទំនាញក៏កាន់តែខ្សោយហើយបន្ទាប់មកក៏បាត់ទៅវិញកសិករទុច្ចរិតជាង30នាក់បានស្លាប់នៅក្នុងទឹកដីដ៏មានពរព្រឹត្តិការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យមានការភ័យខ្លាចភ្លាមចូលទៅក្នុងដួងចិត្តរបស់អ្នកដាំដុះคล้ายៗដទៃទៀតទោះយ៉ាងណាក៏ដោយពួកគេបានជាប់គាំងនៅខាងក្នុងមិនថាពួកគេស្វែងរកកន្លែងណាឬដោយរបៀបណានោះទេពួកគេនឹងមិនអាចរកឃើញច្រកចេញណាមួយឡើយតំបន់ដែលកម្លាំងទំនាញមានប្រភពមកពីនោះត្រូវបានហុំព័ទ្ធដោយពួកសិស្សនិកាយ Black Sheep ជិត 1000 នាក់អង្គុយជើងម្ខាងសូត្របទគម្ពីរចម្លែកពួកសិស្សនៃនិកាយ Black Sheep ដែលបានចូលទឹកដីប្រសិទ្ធពរនៅកន្លែងចៃដន្យសុទ្ធតែប្រញាប់ប្រញាល់មកកាន់តំបន់នេះមេងហាវបើកភ្នែកឡើងហើយពួកគេភ្លឺដោយពន្លឺអាថ៌កំបាំងគាត់ក្រឡេកមើលទៅកន្លែងដែលសំឡេងក្រហមនិងកម្លាំងទំនាញបានមកបង្គោលដែលរបស់គាត់ឥឡូវនេះមានស្ថិរភាពពួកវាជាសរដាវដ៏ល្អឥតខ្ចោះដូច្នេះទោះបីជាកម្លាំងទំនាញមិនតូចក៏ដោយក៏វានៅឆ្ងាយពីគ្រោះថ្នាក់ដល់គាត់ដែរដោយឃើញទឹកមុខស្លេកស្លាំងរបស់មេងហាវលោកឈូថេងបាននិយាយយ៉ាងរហ័សថានោះជាកន្លែងប្រមូលផ្ដុំរបស់ពួកសិស្សនៃក្រុម Black Sheep ពួកសិស្សទាំងអស់ត្រូវបានជូនដំណឹងមុននឹងចូលទៅកន្លែងនោះឲ្យបានលឿនតាមដែលអាចធ្វើទៅបានពេលទៅដល់ទីនោះយើងត្រូវសូត្រគម្ពីរខ្លះទោះបីជាខ្ញុំមិនដឹងថាហេតុអ្វីក៏ដោយខ្ញុំដឹងពីច្រកចេញរួមទាំងលើកមុនខ្ញុំបានមកទីនេះ2ដងហើយខ្ញុំអាចនាំអ្នកទៅទីនោះហើយអ្នកអាចចាក់ចេញពីកន្លែងនេះអ្នកមិនអាចស្នាក់នៅទីនេះបានទេមេងហាវមិនបាននិយាយអ្វីទេគាត់ឈរសម្លឹងមើលទៅកន្លែងដែលកម្លាំងទំនាញបានកើតឡើងមួយសន្ទុះក្រោយមកគាត់មកក្បាល
កម្លាំងទំនាញមិនប៉ះពាល់ដល់ខ្ញុំខ្លាំងទេហើយខ្ញុំមានវិធីចាក់ចេញពីទីនេះចំណែកអ្នកវិញគាត់ងាកមកមើលនាងវិញប្រសិនបើកម្លាំងទំនាញនោះមិនលេចចេញទេវាមិនអីទេប៉ុន្តែឥឡូវនេះអ្នកដាំដុះដ៏អាក្រក់នឹងដឹងថាមានអ្វីចម្លែកកំពុងកើតឡើងពួកគេនឹងស្វែងរកពួកសិស្សរបស់ Black Sheep Sect ដើម្បីពន្យល់ពីអ្វីដែលកំពុងកើតឡើងនរណាដឹងពីវិធីដែលពួកគេនឹងប្រើដើម្បីបង្ខំព័ត៌មានលើសពីនេះប្រសិនបើអ្នកដឹងពីច្រកចេញនោះអ្នកផ្សេងទៀតក៏នឹងមានការខ្វល់ខ្វាយពីក្រុម Black Sheep គាត់បានមើលទៅ Chiu King ដែលមាននៅក្នុងការចងចាំរបស់គាត់ជាយូរមកហើយដូចជាបងស្រី Elder លោកបាននិយាយដោយស្ងាត់ថាយើងមិនបានជួបគ្នាយូរមកហើយខ្ញុំសង្ឃឹមថាយើងអាចចំណាយពេលនៅម្នាក់ឯងបន្ថែមទៀតប៉ុន្តែពេលនេះមិនមែនជាពេលវេលាទេខ្ញុំនឹងនាំអ្នកទៅកាន់ចំណុចណាត់ជួប Black Sheep Sectអ្នកនឹងមានសុវត្ថិភាពជាងនៅទីនោះអ្នកពិតជាមានវិធីដើម្បីចេញពីទីនេះមែនទេឈូខេងសួរទឹកដុំរបស់នាងធ្ងន់ធ្ងរម៉េងហៅបានឆ្លើយយ៉ាងធ្ងន់ធ្ងរថាពិតណាស់គេឈូខេងសម្លឹងមើលគាត់ដោយស្ងៀមស្ងាត់មួយផ្លែតហើយវាហាក់ដូចជានាងចង់និយាយអ្វីមួយមុននឹងធ្វើបានម៉េងហៅបោះជំហានទៅមុខហើយយកដៃរុំចង្កេះទន់រួចហោះឡើងលើមេឃកម្លាំងខ្យល់បក់បោកមកលើប៉ុន្តែពួកគេត្រូវបានរារាំងដោយមូលដ្ឋានដាំដុះរបស់ម៉េងហៅខើថេងអាចមានអារម្មណ៍ថាម៉េងហៅកាន់នាងមុខរបស់នាងឡើងក្រហមម្ដងទៀតសក់ខ្មៅរបស់នាងរសាត់ទៅជិតមុខរបស់គាត់ពោពេញដោយក្លិនក្រអូបដែលមិនអាចបំភ្លេចបានឈឺខេងមិនបាននិយាយអ្វីឡើយខណៈដែលពួកគេដើរតាមការពីមុននាងធ្លាប់ជាបងស្រីរបស់គាត់ប៉ុន្តែគាត់លែងបង្ហាញពីចំណុចខ្សោយដែលគាត់មានក្នុងនាមជាបងប្រុសរបស់គាត់ទៀតហើយគាត់គឺជាអ្នកបណ្ដុះគំនិតបង្កើតមូលនិធិវិធីដែលគាត់បានសម្លាប់យ៉ែវសែនគឺជាភស្តុតាងនៃការផ្លាស់ប្ដូរដ៏អស្ចារ្យដែលគាត់បានជួបប្រទះពេញមួយឆ្នាំនៅពេលដែលម៉េងហៅដកដង្ហើមដោយក្លិនក្រអូបរបស់នាងក៏អាចធំក្លិនគាត់បានដែរវាធ្វើឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាពដូចជានាងនៅផ្ទះរំពេចនោះនាងបានគិតត្រឡប់ទៅភ្នំដេហិងហើយអ្នកប្រាជ្ញវ័យក្មេងម៉េងហៅនាងបាននាំគាត់ទៅកាន់និកាយ Reliance ក្នុងលក្ខណៈដូចគ្នានឹងគាត់កំពុងកាន់នាងឥឡូវនេះដោយសង្កត់លើគាត់ស្នាមញឹមលេចឡើងក្នុងភ្នែករបស់នាងពេលនាងគិតដល់រឿងនេះនាងមើលប្រវត្តិរូបរបស់ម៉េងហៅហើយពេលវេលាហាក់ដូចជាយឺតយ៉ាវនាងមិនយល់ថានាងកំពុងមានអារម្មណ៍យ៉ាងណាទេប៉ុន្តែនាងដឹងថាពេលនេះអ្វីមានភាពស្ងប់ស្ងាត់រំពេចនោះនាងមានអារម្មណ៍ថាម៉េងហៅពិតជាដូចប្អូនប្រុសរបស់នាងអ្នកធំឡើងនាងបាននិយាយភ្លាមនាងមិនច្បាស់ថាហេតុអ្វីបានជានាងនិយាយនោះទេប៉ុន្តែនាងបានធ្វើឬដូច្នេះម៉េងហៅក៏ឈប់ហោះមួយសន្ទុះក៏ញឹមយ៉ាងប្រហើនមុខរបស់នាងត្រូវបានគ្រប់ដោយភាពត្រជាក់នៃការមើលទៅហាក់ដូចជាប្រងើយកន្តើយប៉ុន្តែវាពិតជាទង្វើមួយក៏ខ្ញុំគិតថាអ្នកចាស់ជាងខ្ញុំ2 3ឆ្នាំក៏គាត់និយាយដោយសម្អាតបំពង់ក៏ចាស់ជាង5ឆ្នាំនាងបាននិយាយយ៉ាងធ្ងន់ធ្ងរក៏ខ្ញុំជាបងស្រីរបស់អ្នកនោះមិនមែនជារឿងធំទេដោយឃើញភ្នែកធំគាត់សើចហើយបន្ថែមថាអូខេមិនអីទេខ្ញុំមិនដែលនិយាយថាអ្នកមិនមែនជាបងស្រីច្បងរបស់ខ្ញុំទេពេលវេលាកន្លងផុតទៅល្មមអុជធូបដុតរំពេចនោះពន្លឺ8បានលេចចេញមកនៅពីមុខពួកគេមុនពេលអ្នកទាំងពីរអាចឆ្លងកាត់បានមនុស្សបានឃើញពួកគេ Thai Condensation ស្ត្រីនោះគឺជាសិស្សរបស់ Black Sheep Sect មែនហើយនាងត្រូវតែជានាងគ្រាន់តែជាអ្វីដែលយើងកំពុងស្វែងរកពួកគេទាំងអស់គឺជាអ្នកដាំដុះនៃដំណាក់កាលបង្កើតមូលនិធិដំបូងភ្នែករបស់គេបញ្ចេញពន្លឺយ៉ាងសាហាវខណៈដែលការសម្លឹងមើលរបស់គេផ្លាស់ពីឈូថេងទៅម៉េងហៅបុរសវ័យកណ្ដាលពាក់អាវពណ៌ខៀវម្នាក់ក្នុងចំណោមពួកគេមើលទៅម៉េងហៅយ៉ាងត្រជាក់ហើយនិយាយថាមិត្តទេវីសមិនចាំបាច់ប្រាប់យើងពីអ្វីដែលស្ត្រីនេះប្រាប់អ្នកទេយើងចង់បាននាងឥឡូវនេះវាហាក់ដូចជាថាប្រសិនបើម៉េងហៅមិនធ្វើតាមនោះបុរសនោះនឹងវាយប្រហារមនុស្សគ្រប់រូបនៅកណ្ដាលរបស់ពួកគេមានរូបរាងអរិភាពនៅក្នុងភ្នែករបស់ពួកគេថាមពលទំនាញដែលបានលេចឡើងបានធ្វើឲ្យពួកគេភ័យខ្លាចដោយមិនដឹងខ្លួនដូច្នេះហើយពួកគេបានសម្រេចចិត្តស្វែងរកពួកសិស្ស Black Sheep Sect តែម្នាក់ឯងដើម្បីទាញយកព័ត៌មានពីពេលនេះគេរកបានមួយហើយគេមិនបោះបង់នាងដោយងាយទេឈូខេងចាប់ផ្ដើមហត់ដោយភ័យដឹងខ្លួនដោយមិនដឹងខ្លួនបានចាប់ខ្លួននាងយ៉ាងតឹងលើអាវរបស់ម៉េងហៅសម្រាប់នាងអ្នកបង្កើតមូលនិធិទាំង8នេះមានមូលដ្ឋានដាំដុះខ្ពស់មិនគួរឲ្យជឿបើគិតពីនាងនឹងមិនអាចទប់ទល់សូម្បីតែម្នាក់ក្នុងចំណោមពួកគេក្តោបវីសម៉េងហៅនិយាយយ៉ាងត្រជាក់ចិត្តគាត់មិនបានឈប់ហោះសំបីតែមួយវិនាទីប៉ុន្តែបានបន្តបាញ់ចំទៅកាន់ពួកគេឈូខេងកាន់តែភ័យនាងបានឃើញគាត់បញ្ជូនយ៉ែវសែនប៉ុន្តែនៅពេលនេះពួកគេកំពុងប្រឈមមុខនឹងមនុស្ស8នាក់នាងមិនអាចជួយអ្វីបានក្រៅពីព្រួយបារម្ភពេលលីសម្ដីរបស់ម៉េងហៅបុរសពាក់អាវខៀវសើចចិត្តណាសម្លាប់បានផុសឡើងក្នុងភ្នែករបស់គាត់មូលដ្ឋានដាំដុះរបស់ម៉េងហៅគឺនៅដំណាក់កាលបង្កើតមូលនិធិដំបូងដោយគាត់ផ្ទាល់ដែរហើយគាត់មាន7ផ្សេងទៀតគាំទ្រគាត់ដោយចាត់ទុកម៉េងហៅជាមនុស្សនៅលីវវាក៏មិនគួរមានការចាប់ផ្ដើមប្រយុទ្ធ
តែយ៉ាងណាមិញមេងហាវមិននឹកស្មានដល់ហ៊ានជេរប្រមាថស្នាមញឹមត្រជាក់បានផ្ទុះឡើងនៅលើមុខរបស់អ្នកដាំដុះ7ផ្សេងទៀតក្នុងគំនិតរបស់គេមេងហាវនិយាយយ៉ាងសាមញ្ញទោះបីជាយ៉ាងណាក៏ដោយសូម្បីតែបុរសពាក់អាវពណ៌ខៀវបានលើកដៃឡើងដើម្បីចាប់ផ្ដើមកាយវិការសូត្រមន្តហើយអ្នកទាំង7ផ្សេងទៀតចាប់ផ្ដើមយកវត្ថុវេទមន្តផ្សេងចេញនោះមេងហាវបានបើកមាត់របស់គាត់អាប់ភ្លេចបន្ទោបានផ្ទុះឡើងហើយមុនពេលពួកគេទាំង8អាចមានប្រតិកម្មវាបានរុំព័ទ្ធពួកគេផែនដីខាងក្រោមបានជិះឡើងខណៈដើមទំពាំងបាយជូរក្រហមខ្មៅជាច្រើនបានបាញ់ឡើងលើពួកគេស្រែកយ៉ាងសាហាវចំកណ្ដាលអាប់ភ្លេចបន្ទោសម្រែកត្រចៀកយ៉ាងវេទនាបានបន្លឺចេញពីខាងក្នុងពួកគេស្ដាប់ទៅដូចជាសម្រែកដែលបន្លឺឡើងមុនពេលស្លាប់ការបញ្ចេញមិត្តរបស់មេងហាវគឺដូចពីមុនដោយកាន់ឈូថេងនៅក្នុងដៃរបស់គាត់ហើយគាត់បានបន្តហោះហើរអាប់ភ្លេចបន្ទោបានរុំថងដែលកាន់ហើយប្រគល់ទៅឲ្យមេងហាវដែលបានហែកវាចេញដើមទំពាំងបាយជូរបានកប់ចូលទៅក្នុងដីចំណែកអ្នកដាំដុះទាំង8នាក់នោះគេមិនឃើញនៅទីណាឡើយការបញ្ជូនអ្នកដាំដុះទាំង8នាក់យ៉ាងរហ័សនិងប្រកបដោយប្រសិទ្ធភាពមិនបានបញ្ឈប់មេងហាវទាល់តែសោះប៉ុន្តែឈូខេងដកដង្ហើមធំមេងហាវបានធំឡើងដល់កម្រិតគួរឲ្យភ្ញាក់ផ្អើលគាត់បានបន្តហោះហើរក្នុងល្បឿនលឿនពួកគេកាន់តែខិតទៅជិតប្រភពដើមនៃកម្លាំងទំនាញនៅតាមផ្លូវពួកគេបានរត់ចូលទៅក្នុងអ្នកដាំដុះទោលឬជួនកាលក្រុមពី3ទៅ5នាក់សរុបមកពួកគេបានរត់ចូលទៅក្នុងដំណាក់កាលបង្កើតមូលនិធិដំបូងចំនួន10អ្នកដាំដុះគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេអាចរារាំងការរីកចម្រើនរបស់មេងហាវក្នុងពេលតិចតួចឡើយមិនយូរប៉ុន្មានពួកគេនៅជិតនឹងចំណុចជួបប្រជុំក្រុម Black Sea Sect នៅពីក្រោយមេងហាវបានលេចចេញនៅពន្លឺពីរដែលបញ្ចេញនៅថាមពលនៃដំណាក់កាលបង្កើតមូលនិធិពាក់កណ្ដាលប្រសិនបើនោះជាវិសាលភាពរបស់វាមិនមែនជារឿងធំនោះទេប៉ុន្តែនៅពេលជាមួយគ្នានោះនៅពីមុខមេងហាវបានលេចចេញធ្នឹមមួយទៀតនៅខាងក្នុងមានបុរសចំណាស់ម្នាក់នេះជាបុរសចំណាស់ដែលមេងហាវបានចូលក្នុងនិកាយសៀវខ្មៅគាត់ស្ថិតក្នុងដំណាក់កាលបង្កើតមូលនិធិយឺតគាត់ឈប់ជាច្រើនរយម៉ែត្រនៅពីមុខមេងហាវការសម្លឹងមើលដ៏ត្រជាក់របស់បុរសនោះបានធ្លាក់មកលើឈើថេងមិត្ត Davis ខ្ញុំបានរងចាំនៅទីនេះមួយរយៈដើម្បីរងចាំមើលសិស្សរបស់ Black Sea Sect សូមប្រគល់ស្ត្រីនោះមកឲ្យខ្ញុំអ្នកបង្កើតមូលនិធិកណ្ដាល2នាក់បានមកឈប់នៅពីក្រោយមេងហាវនិងឈូខេងដែលឥឡូវនេះត្រូវបានហុំព័ទ្ធទាំងស្រុងអ្នកបង្កើតមូលនិធិកិនតើ2នាក់គឺជាមនុស្សវ័យកណ្ដាលភ្នែករបស់ពួកគេក្រៀមស្វិតហើយពួកគេបញ្ចេញពន្លឺត្រជាក់រួមជាមួយនឹងចេតនាសម្លាប់យ៉ាងសំខាន់ពួកគេច្បាស់ជាខូខើនិងខូខើតើអ្នកចង់ដឹងអ្វីមេងហាវនិយាយយ៉ាងត្រជាក់ចិត្តខ្ញុំអាចប្រាប់អ្នកបានមុខឈូថេងប្រែជាស្រពោននៅពេលដែលនាងសម្រាកនៅក្នុងអបរបស់គាត់បើគ្មានគាត់នៅទីនោះទេនាងច្បាស់ជាត្រូវបានចាប់ខ្លួននិងសួរចម្លើយដោយអ្នកដាំដុះដ៏អាក្រក់នៅតាមផ្លូវនាងបានឃើញសិស្សរបស់ Black Sea Sect ជាច្រើនអ្នកដែលត្រូវបានចាប់ខ្លួននិងសាកសួរដោយប្រើវិធីផ្សេងប៉ុន្តែអ្នកបណ្ដុះខុសត្រូវជាអ្នកបណ្ដុះខុសពួកគេនឹងមិនងាយបោះបង់ព័ត៌មាននៅពេលសួរយ៉ាងណាមិញព័ត៌មាននោះអាចជួយសង្គ្រោះជីវិតពួកគេបានតាមរយៈការប្រាប់អ្នកដទៃវាអាចកាត់បន្ថយឱកាសរបស់ពួកគេហើយបញ្ជូនភាគីទាំងសងខាងដល់ស្លាប់បុរសចំណាស់បាននិយាយដោយស្ងប់ស្ងាត់ថាខ្ញុំមិនធ្លាប់ស្ដាប់អ្វីដែលអ្នកអតីនិយាយនោះទេខ្ញុំជឿជាក់លើលទ្ធផលនៃស្នាដៃរបស់ខ្ញុំផ្ទាល់អំណាចនៃការបង្កើតមូលដ្ឋានដាំដុះយឺតយ៉ាវបានបញ្ចេញចេញមកដោយបានបញ្ជូនសម្ពាធយ៉ាងខ្លាំងមកលើមេងហាវចំពុកទី154ទៅកាន់មាគ្រារៀងខ្លួនមេងហាវមិនបានឆ្លើយតបទេគាត់មើលទៅឈូខេងហើយញឹមបន្តិចគាត់បានដកថយក្រោយជាមួយនាងធ្វើឲ្យបុរសចំណាស់ដែលបង្កើតមូលនិធិចុងក្រោយស្រក់ទឹកភ្នែកបន្ទាប់មកហោះឆ្ពោះទៅរកមេងហាវដូចសត្វរាត្រីលះបឿនរបស់គាត់គឺអស្ចារ្យមិនគួរឲ្យជឿហើយគាត់បានបង្ហាញពីថាមពលពេញលេញនៃមូលដ្ឋានគ្រឹះនៃការដាំដុះយឺតរបស់គាត់ដែលបណ្ដាលឲ្យមានរលកចំនួន8រាលដាលនៅលើអាកាសជាក់ស្ដែងគាត់មានសារដាវចំនួន8នៅក្នុងខ្លួនរបស់គាត់មកដល់ចំណុចនេះមេងហាវបានឈានដល់ដំណាក់កាលបង្កើតមូលនិធិកណ្ដាលចំនួន2រួចហើយពួកគេសើចហើយម្នាក់ក្នុងចំណោមពួកគេបញ្ចេញកាយវិការ Incantation Ice Blades 100បានលេចចេញជាមន្តអាគមហើយចាប់ផ្ដើមវិលបង្កើតបានជាខ្យល់គួចយក្សខ្យល់គួចបានបាញ់ឆ្ពោះទៅរកមេងហាវដាវនីមួយនៅខាងក្នុងពោពេញដោយថាមពលនៃដំណាក់កាលបង្កើតមូលនិធិដំបូងបុរសម្នាក់ទៀតបានទះថង់ដែលកាន់ដើម្បីផលិតសត្វស្វាពណ៌ខ្មៅចំនួន5ក្បាលដែលមានទំហំប៉ុនក្បាលដោយមានអង្កាមពណ៌ក្រហមវែងអ្នកវាតម្លៃខ្លួនឯងលើហើយបុរសដែលបានបង្កើត Ice Blades បាននិយាយខ្យល់គួច Ice Blade បានស្រែកឆ្ពោះទៅរកមេងហាវកាន់ឈូខេងដោយដៃស្ដាំរបស់គាត់គ្រវីដៃឆ្វេងរបស់គាត់ភ្លាមនោះ Flame Dragon ដ៏ធំសម្បើមមួយបានបង្ហាញខ្លួនរួមជាមួយនឹង Wind Blade គួរឲ្យរន្ធត់ណាស់នាគភ្លើងមិនមែនក្រហមសុទ្ធទេតែមានពណ៌មាសដោយសារតែគម្ពីរវិញ្ញាណដ៏វិសេសនាគបានក្លាយជានាគមាស The Wind Blade បានលាយឡំជាមួយនាគធ្វើឲ្យវាលាតសន្ធឹងដល់ប្រវែង300ម៉ែត្រលើសពីនេះ
ដុំពុកពីរបានលេចឡើងនៅខាងឆ្វេងនិងខាងស្ដាំនៃ Flame Dragon នៅពេលដែល Wind Blade ប៉ះនឹងនាគពួកគេបានផ្ទុះចេញជាស្លាបដ៏ធំសម្បើមពីរវាបានលាតត្រដាងស្លាប់នេះគឺជា Flying Rain Dragon Meng Hao ត្រូវបានគេបំភ្លឺតាក់ទងនឹងបច្ចេកទេសនេះនៅពេលដែល Rock បានដាស់កេរដំណែលទឹកភ្លៀងនាគនៅក្នុងខ្លួនគាត់រឿងបន្ទាប់ដែលត្រូវបង្ហាញខ្លួនជាមួយនាគគឺសមុទ្រភ្លើងនេះកើតចេញពីអំណាចនៃសរដាវដ៏ល្អឥតខ្ចោះអ្នកដាំដុះមូលនិធិកណ្ដាលមិនមានវិធីដើម្បីទប់ទល់នឹងវាទេប៊ូមខ្យល់គួចរបស់ Ice Blade បានបែកខ្ញែកភ្លាមប្រែទៅជាអប់ដែលត្រូវបានលេបត្របាក់ដោយសមុទ្រអណ្ដាតភ្លើងហោះភ្លៀងនាគបានក្រហមដំណាក់កាលបង្កើតមូលនិធិកណ្ដាលអ្នកបណ្ដុះបណ្ដាលពីរនាក់បានដកថយដោយមើលទៅមុខរន្ធត់ចិត្តក្នុងមួយប៉ព្រិចភ្នែកនាគហោះបានបាញ់ឆ្ពោះទៅមុខហើយលេបមួយគ្រាប់ក្នុងមួយខាំសម្រែកដ៏វេទនាបានបន្លឺឡើងខណៈរូបកាយរបស់គាត់បានប្រែក្លាយទៅជាផេះទាំងអស់នេះបានកើតឡើងនៅក្នុងពេលដែលវាត្រូវការផ្កាភ្លើងដើម្បីងើបចេញពីបំណែកនៃ Flame ទាំងបុរសចំណាស់នៃដំណាក់កាលបងកើតមូលនិធិចុងនិងបុរសដែលមានសត្វស្វាទាំង5មិនមានពេលវេលាដើម្បីប្រតិកម្មមុនពេលវាចប់នោះទេទឹកមុខមិនសូវបញ្ចេញអារម្មណ៍ម៉ឹងហៅបែរមុខតម្រង់ទៅរកសត្វស្វាដែលកំពុងញាប់ញ័រទាំង5ពួកគេបានបាញ់សម្ដៅទៅកាន់គាត់ប៉ុន្តែខណៈដែលពួកគេចូលទៅជិតសាកសពរបស់ពួកគេចាប់ផ្ដើមញាប់ញ័រយ៉ាងខ្លាំងវាហាក់បីដូចជាពួកគេមានអារម្មណ៍ថាមានអ្វីមួយដែលគួរឲ្យភ័យខ្លាចហើយមិនហ៊ានចូលទៅជិតឡើយពួកគេបានដកថយភ្លាមជាអ្វីដែលម្ចាស់របស់ពួកគេមិនធ្លាប់ជួបប្រទះពីមុនមកសូម្បីតែភាពតក់ស្លុតគ្រប់មុខក៏ដោយមុខបិសាចដែលកំពុងយំក៏លេចឡើងក្នុងភ្នែករបស់ Meng Hao មួយច្បាស់មួយទៀតព្រើហើយភ្លាមនោះពួកវាបានធ្វើឲ្យ Meng Hao បញ្ចេញក្លិនដ៏ចម្លែកសត្វស្វាទាំង5ក្បាលបានបញ្ចេញសម្រែកយ៉ាងខ្លាំងហើយរាងកាយរបស់វាកាន់តែញ័រខ្លាំងហាក់ដូចជាពួកគេអាចបាត់បង់សមត្ថភាពហោះហើររំពេចនោះពួកគេបែរជាវាយប្រហារគ្នាយ៉ាងសាហាវខណៈដែលឈុតឆាកដ៏ចម្លែកនេះបានលេង Meng Hao ដើរកាត់កណ្ដាលសត្វស្វាដោយលើកដៃឆ្វេងរបស់គាត់ហើយកាត់ម្រាមដៃរបស់គាត់ដោយប្រឡាក់ដោយឈាមរំពេចនោះតំបន់ទាំងមូលត្រូវបានគ្របដណ្ដប់ដោយក្លិនឈាមពេលបាត់ Meng Hao កំពុងឈរផ្ទាល់នៅមុខបុរសវ័យកណ្ដាលគាត់លើកម្រាមដៃចង្អុលឡើងហើយរុញចន្លោះចិញ្ចើមរបស់បុរសនោះរាងកាយរបស់បុរសនោះញ័រហើយភ្នែករបស់គាត់បានប៉ោងរាងកាយរបស់គាត់ចាប់ផ្ដើមក្រៀមស្វិតយ៉ាងឆាប់រហ័សហើយនៅពេលដែល Meng Hao ដកកម្រាមដៃរបស់គាត់រាងកាយរបស់គាត់ទាំងមូលបានប្រែទៅជាឈាមដែលហូរចុះមកដី Meng Hao ងាកមើលបុរសចំណាស់ដែលបង្កើតមូលនិធិចុងក្រោយដ៏ភ្ញាក់ផ្អើលនៅសល់តែដង្ហើមពីរបីប៉ុណ្ណោះបានកន្លងផុតទៅចាប់តាំងពី Meng Hao ធ្វើសកម្មភាពហើយគាត់បានសម្លាប់អ្នកបង្កើតមូលនិធិកណ្ដាលដ៏មានឥទ្ធិពល2នាក់រួចទៅហើយវិធីសាស្ត្ររបស់គាត់គឺសាហាវបច្ចេកទេសរបស់គាត់គឺចម្លែកភាពត្រជាក់មួយស្រាប់តែលេចចេញមកក្នុងខ្លួនរបស់បុរសចំណាស់ដែលលូតលាស់យ៉ាងឆាប់រហ័សឥឡូវនេះគាត់បានយល់ពីមូលហេតុដែល Chai Ji នៃក្រុម Black Sea Sect បានមើល Meng Hao នៅថ្ងៃនោះនៅលើត្រីវិស័យ Feng Shui ហើយថែមទាំងបានព្យាយាមនុយគាត់ឲ្យធ្វើអ្វីមួយដែលបង្ហាញពីសមត្ថភាពរបស់គាត់ច្បាស់ណាស់ Chai Ji បានលឺអ្វីមួយអំពី Meng Hao ចង់បន្តទេ Meng Hao សួរដោយស្ងប់ស្ងាត់ម្រាមដៃចង្អុលរបស់គាត់នៅតែបញ្ចេញពន្លឺបង្ហូរឈាមពេញរាងកាយរបស់គាត់បុរសចំណាស់មិនឆ្លើយតបទេដោយពិចារណាលើកម្រិតនៃមូលដ្ឋានដាំដុះរបស់គាត់ក៏អាចសម្លាប់អ្នកដាំដុះដំណាក់កាលកណ្ដាលមូលនិធិទាំងពីរបានយ៉ាងងាយស្រួលផងដែរប៉ុន្តែគាត់មិនអាចធ្វើវាក្នុងរបៀបលំហែបែបនេះទេគាត់មានអារម្មណ៍ភ័យខ្លាចក្នុងចិត្តជាពិសេសនៅពេលដែលគាត់បានឃើញការខ្វះខាតទាំងស្រុងរបស់ Meng Hao ដោយលើកដៃសំពះគាត់បានដើរថយក្រោយជាច្រើនជំហានបើកផ្លូវឲ្យ Meng Hao ឆ្លងផុតខ្ញុំឈ្មោះខា Yudao 1ឈ្មោះជា Yudao ជាភាសាចិនគឺ Chidoឈៀវគឺជាឈ្មោះគ្រួសារធម្មតាអ្នកមានន័យថាមានដេវគឺដេវដូចគ្នាទៅនឹង The Dell ដែលមានន័យថាផ្លូវឬផ្លូវចំពោះបញ្ហាថ្ងៃនេះខ្ញុំសូមអភ័យទោសខ្ញុំជឿថាយើងនឹងជួបគ្នាម្ដងទៀតគាត់និយាយចុងក្រោយដោយទឹកដមដ៏មានអត្ថន័យ Meng Hao គិតមួយផ្លែតរួចមកក្បាលឈាមចាប់ផ្ដើមស្រពោនពេលគាត់បាញ់ទៅឆ្ងាយនៅក្នុងដៃរបស់គាត់ Qteng មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអំណាចប្រយុទ្ធនៃមូលដ្ឋានដាំដុះរបស់គាត់នាងស្ទាក់ស្ទើរមួយសន្ទុះរួចក៏និយាយដោយបន្លឺឡើងថាតើអ្វីទៅតើកម្រិតនៃការដាំដុះរបស់អ្នកពិតជាកម្រិតណាគាត់បាននិយាយទាំងញឹមបន្តិចថាខ្ញុំស្ថិតនៅកំពូលនៃការបង្កើតមូលនិធិដំបូងឥឡូវនេះគាត់ហាក់ដូចជាមនុស្សខុសស្រឡះពីរនាក់ដែលទើបតែវាយគ្នាគាត់ពិតជាបានផ្លាស់ប្ដូរដោយសារតែបទពិសោធន៍របស់គាត់អស់ជាច្រើនឆ្នាំទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្ដូរនេះគឺនៅក្នុងវិធីដែលគាត់បានដោះស្រាយជាមួយស្ត្រូវអាកប្បកិរិយារបស់គាត់ចំពោះមិត្តរបស់គាត់គឺដូចជាអ្នកប្រាជ្ញដូចពីមុនហើយមិនបានផ្លាស់ប្ដូរបន្តិចសោះតាមពិតការសម្លាប់យ៉ាងសាហាវរបស់គាត់មានច្រើនពាក់ព័ន្ធនឹងថ្នាំពុល
ក្នុងខ្លួនគាត់នរណាម្នាក់ឆ្លងមេរោគលេលីរស់ឡើងវិញបីពណ៌នឹងកាន់តែខូខើនិងកាចសាហាវរហូតដល់ថ្ងៃដែលពួកគេបានប្រែក្លាយទៅជាលេលីរស់ឡើងវិញពិតប្រាកដតើអ្នកអាចសម្លាប់មនុស្សនៅពាក់កណ្ដាលដំណាក់កាលបង្កើតមូលនិធិសួរឈីវខេងចិញ្ចើមរបស់នាងឡើងគាត់បាននិយាយយ៉ាងសាមញ្ញថាអូមានហេតុផលជាច្រើនខ្ញុំប្រហែលជានៅដំណាក់កាលបង្កើតមូលនិធិដំបូងប៉ុន្តែខ្ញុំអាចទប់ទល់នឹងដំណាក់កាលបង្កើតមូលនិធិយឺតមិនយូរប៉ុន្មានមុនពេលឡើងដល់ភ្នំពីលើកំពូលភ្នំម៉េងហៅអាចឃើញតំបន់ដែលបង្កើតដោយមនុស្សនិងប៉ុមខ្មៅដ៏ធំដែលកំពុងត្រូវបានសាងសង់គាត់គ្រាន់តែអាចបង្កើតក្រុមសិស្ស Black Sea Sect ជិត 1000 នាក់ដែលអង្គុយដោយជើងត្រជុំវិញប៉ុមខ្ពស់រួមជាមួយនឹងសំឡេងបន្លឺឡើងនៃគម្ពីរដែលកំពុងត្រូវបានច្រៀងទោះជាយ៉ាងណាក៏ដោយគាត់មិនអាចបញ្ជាក់លម្អិតអំពីបទគម្ពីរបានទេគាត់បាននិយាយថាខ្ញុំមិនអាចចូលទៅជិតបានទេការក្រឡេកមើលរបស់គាត់បានផ្លាស់ប្ដូរពីកន្លែងកើតហេតុខាងក្រោមទៅឈើខេងមិនគួរមានអ្នកបង្កើតមូលនិធិអាក្រក់ណាមួយនៅក្នុងតំបន់នេះទេអ្នកគួរតែអាចបន្តដោយខ្លួនឯងដោយមិនមានគ្រោះថ្នាក់ទទួលយកវាជាវត្ថុដែលមើលមិនឃើញអ្នកនឹងអាចប្រើវាបានបន្ទាប់ពីអ្នកឈានដល់ការបង្កើតមូលនិធិគាត់បានផ្ដល់ឲ្យនាងនៅ Talisman ដែលមើលមិនឃើញនាងបានទទួលយកវានាងនៅតែមានអាវក្រៅរបស់ម៉េងហៅពាក់លើនាងពួកគេមានទំហំធំបន្តិចប៉ុន្តែនាងនៅតែស្រស់ស្អាតនាងសម្លឹងមើលទៅម៉េងហៅហើយហៀបនឹងបើកមាត់ហាក់ដូចជាចង់និយាយអ្វីមួយផ្ទុយទៅវិញនាងបែរមុខទៅមុខហើយអបគាត់តិចក្បាលរបស់នាងសង្កត់លើទ្រូងរបស់គាត់ហើយនាងអាចឮបេះដូងរបស់គាត់លោតនេះមិនមែនជាការអបក្រសោបនៃចំណង់ចំណូលចិត្តនោះទេប៉ុន្តែជាការអបក្រសោបប្អូនស្រីចំពោះបងប្អូនក្នុងក្រុមគ្រួសារមេឃកំពុងតែមានពន្លឺហើយភាពងឹតក៏រសាត់បាត់ទៅម៉េងហៅសម្លឹងមើលសក់ដ៏ស្រស់ស្អាតរបស់ឈូខេងវាហាក់ដូចជាសក់របស់នាងដឹងថាគាត់កំពុងសម្លឹងមើលវាឬប្រហែលជាវាជាខ្យល់វាអន្តែតឡើងថ្នមដើម្បីមើលមុខគាត់ពេលវេលាបានកន្លងផុតទៅហើយបន្ទាប់មកឈូខេងបានដើរថយក្រោយហើយមើលគាត់យ៉ាងជ្រៅក្នុងភ្នែកនាងបាននិយាយថាអ្នកត្រូវប្រុងប្រយ័ត្នចូលចេញពីកន្លែងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់មកនាងបានងាកបោះជំហានលើដាវហោះហើយបាញ់ចុះពីលើភ្នំនាងបានដើរចុះឡើងពី3ដងទីបំផុតចូលទៅក្នុងព្រៃតូចមួយនៅខាងក្រោមភ្នំពេលនាងងើបពីត្រើយម្ខាងនៃព្រៃសម្លៀកបំពាក់របស់ម៉េងហៅបានបាត់អស់ហើយនាងស្លៀកពាក់អាវវែងពណ៌ខ្មៅស្រស់ម៉េងហៅឈរនៅទីនោះពេញ1ម៉ោងដោយមើលនាងបាត់ពីចម្ងាយអារម្មណ៍នៃការចាក់ចេញបានបំពេញគាត់ហើយមួយសន្ទុះគាត់មានអារម្មណ៍មិនថាដូចជាគាត់ត្រឡប់មកក្រុម Reliance វិញនៅពេលដែលវាត្រូវបានរំសាយទោះជាពេលនេះគាត់លែងជាអ្នកដាំដុះ Chai Condensation Cultivator ទៀតហើយគាត់គឺជាអ្នកបង្កើតមូលនិធិជាមួយនឹងមូលនិធិល្អឥតខ្ចោះគាត់មិនមែនជាក្មេងទេគឺជាយុវជនប្រាជ្ញាដែលកើតចេញពីភាពពេញវ័យបានជួយគាត់ឲ្យយល់ថាវាមិនសំខាន់ថាអ្នកជាបុរសឬស្ត្រីមនុស្សគ្រប់រូបមានសិទ្ធិធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនផ្លូវរបស់គាត់អាចដើរដោយខ្លួនគាត់ផ្ទាល់ប្រហែលជាផ្លូវរបស់គាត់នឹងឆ្លងកាត់ផ្លូវរបស់អ្នកដទៃហើយនោះជាការល្អនិងល្អប៉ុន្តែសម្រាប់ពេលនេះគាត់ត្រូវដើរតែម្នាក់ឯងលុះត្រាតែគាត់អាចមានកម្លាំងគ្រប់គ្រាន់ក្នុងការបង្កើតផ្លូវរបស់គាត់បានផ្លាស់ប្ដូរអ្វីទាំងអស់ជំរើសគឺត្រូវរស់នៅក្នុងជីវិតដែលពោរពេញដោយការដកដង្ហើមធំគាត់បានមើលឈឺថេងរហូតដល់នាងឈានដល់ចំណុចណាត់ជួប Black Sea Sect ការតាំងចិត្តបានពេញភ្នែករបស់គាត់ងើបក្បាលមើលទៅលើមេឃនៅទីនោះព្រះអាទិត្យរះនិងព្រះច័ន្ទជិតនៅពីលើគ្នាភ្នែករបស់ម៉េងហៅចាប់ផ្ដើមភ្លឺចាប់តាំងពីខ្ញុំនៅទីនេះខ្ញុំក៏ប្រហែលជាទៅពិនិត្យមើលអ្វីផងដែរប្រសិនបើ Classic of Time គឺពិតប្រាកដនោះដោយប្រើកញ្ចក់ទង់ដែងនិងដើមឈើនាទាក្រដៅនិងសត្រដៅខ្ញុំអាចបង្កើតនៅអ្វីដែលគេហៅថាកំណប់ទ្រព្យនៃពេលវេលានោះបានហើយបន្ទាប់មកមានស្លឹក Thunderclap របស់ខ្ញុំលូឆេវនៅកន្លែងនេះផងដែរខ្ញុំប្រហែលជាអាចទទួលបានព័ត៌មានបន្ថែមខ្លះគាត់បានបែរនិងបាញ់ទៅលើអាកាសដោយប្រើទីតាំងនៃព្រះអាទិត្យនិងព្រះច័ន្ទដើម្បីដឹកនាំផ្លូវរបស់គាត់បានបន្តមួយរយៈរំពេចនោះសម្លេងផ្ទុះពេញខ្យល់ហើយកម្លាំងទំនាញក៏លេចមកម្ដងទៀតលើកនេះម៉េងហៅបានឃើញផ្ទាល់ភ្នែកនៅអ្នកបង្កើតមូលនិធិដំបូងគេដែលមិនអាចប្រឆាំងនឹងវាបានសាកសពរបស់គាត់បានផ្ទុះហើយសរដៅអរូបីមួយបានហោះចេញពីសាកសពកម្លាំងទំនាញកាន់តែខ្លាំងឡើងខ្ញុំបារម្ភថានៅទីបំផុតខ្ញុំនឹងមិនអាចទប់ទល់នឹងវាបានទេគាត់ងក់ក្បាលទប់នឹងការញាប់ញ័រនៃសរដៅរបស់គាត់ហើយហោះទៅមុខយ៉ាងលឿនតាមដែលអាចធ្វើទៅបានមិនយូរប៉ុន្មានព្រះអាទិត្យនិងព្រះច័ន្ទនឹងមិនត្រួតលើគ្នាទៀតទេប៉ុន្តែពេលនេះម៉េងហៅដឹងថាត្រូវទៅទីណាទើបគាត់ដឹងថាគាត់កាន់តែខិតទៅជិតគោលដៅរបស់គាត់ហើយជំពូកទី155មនុស្សចុងក្រោយពេលវេលាបានកន្លងផុតទៅយឺតប្រហែល4ម៉ោងកម្លាំងទំនាញបានលេចចេញជាថ្មីម្ដងទៀតក្នុងអំឡុងពេលនោះម៉េងហៅបានបន្តហោះកាត់ភ្នំបន្ទាប់ពីភ្នំកន្លែងនេះចម្លែកណាស់ព្រះអាទិត្យបានបញ្ចេញពន្លឺភ្លឺឡើងលើ
មេឃទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកក្រឡេកមើលឲ្យជិតអ្នកក៏អាចឃើញរូបរាងមិនច្បាស់លាស់នៃព្រះច័ន្ទនៅក្នុងនោះវាហាក់ដូចជាថាក្នុងរយៈពេល2ម៉ោងទៀតពួកគេនឹងបែកគ្នាបន្ទាប់ពីធ្វើដំណើរប្រហែល1ម៉ោងទៀតវាលទំនាបដ៏ធំមួយបានលេចឡើងនៅខាងមុខវាលទំនាបពោពេញទៅដោយស្មៅខ្ពស់កម្ពស់ពាក់កណ្ដាលនៃមនុស្សវាបានបក់តាមខ្យល់ធ្វើឲ្យវាលទំនាបមើលទៅដូចជាសមុទ្រសំឡេងតែមួយគត់ដែលមានវត្តមានគឺខ្សឹបនៃខ្យល់នៅក្នុងវាលទំនាបគឺជាតំបន់មួយដែលគ្មានស្មៅមនុស្ស3នាក់អង្គុយនៅទីនោះដោយជើង2នាក់ជាស្ត្រីនិងម្នាក់ជាបុរសនោះមានវ័យកណ្ដាលហើយស្លៀកពាក់អាវប្រផេះទឹកមុខរបស់គាត់មិនសូវបញ្ចេញអារម្មណ៍ហើយភ្នែករបស់គាត់បានបិទក្នុងសមាធិខ្យល់ត្រជាក់មួយបានរសាត់ចេញពីរាងកាយរបស់គាត់ស្ថិតក្នុងដំណាក់កាលបង្កើតមូលនិធិយឺតគាត់គឺជាអ្នកបង្កើតមូលនិធិមួយរូបក្នុងចំណោមអ្នកដាំដុះចុងក្រោយទាំង3ដែលបានធ្វើដំណើរទៅកាន់កន្លែងនេះតាមត្រីវិស័យវែងឈឺពណ៌ស្វាយក្នុងចំណោមស្ត្រីទាំង2នាក់មានម្នាក់មានវ័យកណ្ដាលនិងធាត់បន្តិចលក្ខណៈពិសេសរបស់នាងគឺសាមញ្ញស្ទើរតែដូចនារីកសិដ្ឋានដែលនាងគឺជាម្នាក់ទៀតមកពីក្រុមអ្នកបង្កើតគ្រឹះដ៏មានឥទ្ធិពល3នាក់នោះទឹកមុខមិនចេះអត់ធ្មត់ពេញទឹកមុខពេលនាងសម្លឹងមើលស្ត្រីចុងក្រោយស្ត្រីម្នាក់នេះបានពាក់ស្បៃបាំងមុខពាក់កណ្ដាលហើយបិទបាំងលក្ខណៈរបស់នាងដោយភាពមិនច្បាស់លាស់មិត្ត Davis តើអ្នកបានអញ្ជើញខ្ញុំមកទីនេះដើម្បីឲ្យខ្ញុំអង្គុយរង់ចាំមែនទេខ្ញុំមិនជឿថាគោលដៅរបស់យើងពិតជាគ្រោះថ្នាក់ដូចក្រោលនាគឬរូងខ្លានោះទេតើមិត្ត Davis សេម៉ានឹងខ្លួនខ្ញុំពិតជាមិនគ្រប់គ្រាន់ទេនាងសើចយ៉ាងត្រជាក់បុរសវ័យកណ្ដាលដ៏ត្រជាក់ម្នាក់បើកភ្នែកចេញពីសមាធិពួកគេបញ្ចេញពន្លឺពេលគាត់សម្លឹងមើលស្ត្រីក្នុងវាំងមិនស្ត្រីដែលស្បៃមុខនិយាយដោយពន្លឺសំឡេងថាមិត្ត Davis លើសូមរងចាំបន្តិចទៀតខ្ញុំបានអញ្ជើញមនុស្សចំនួន5អ្នកហើយប្រសិនបើពួកគេមិនមកទេនោះយើងប្រហែលជាមិនបន្តទេដោយគ្រាន់តែយើងទាំង3នាក់ឱកាសនៃភាពជោគជ័យរបស់យើងនឹងមានតិចតួចស្ត្រីឡើយបានស្រក់ទឹកភ្នែកហើយហាក់ដូចជាហៀបនឹងនិយាយថែមទៀតនៅទីបញ្ចប់នាងមិនបានស្ត្រីដែលពាក់ស្បៃមុខនោះបាននិយាយថាត្រូវអត់ធ្មត់បន្តិចទៀតព្រះអាទិត្យនិងព្រះច័ន្ទនឹងឈប់ត្រួតគ្នាក្នុងរយៈពេលប្រហែល2ម៉ោងប្រសិនបើពួកគេមិនបានមកដល់ក្នុងពេលនោះយើងប្រហែលជាគ្មានជម្រើសផ្សេងក្រៅពីការព្យាយាមដោយខ្លួនឯងនោះទេ1ម៉ោងកន្លងផុតទៅពេលនោះមានពន្លឺចម្រុះពណ៌លេចចេញមកនៅខាងក្នុងវាមានពណ៌ស្វាយអ្នកណាទៅចិត្តពាក់អាវពណ៌ស្វាយមនុស្សម្នាក់នេះបានចូលទៅចិត្តក្នុងល្បឿនលឿនបំផុតដោយមកដល់ក្នុងចន្លោះដង្ហើមប៉ុន្មានដង្ហើមវាជាបុរសវ័យក្មេងម្នាក់ដែលមានរូបរាងសង្ហានិងញឹមបន្តិចលើផ្ទៃមុខពីរោគពណ៌ស្វាយរបស់គាត់វាច្បាស់ណាស់ថាគាត់មិនមែនជាមនុស្សធម្មតាទេបន្ទាប់ពីចោះចត់ភ្នែករបស់គាត់បានក្រឡេកមើលអ្នកទាំង3នាក់ទៀតគាត់ញឹមដាក់គេរួចលើកដៃសំពះឆៃជីបាននិយាយថាខ្ញុំយឺតហើយឆៃជី1ឆៃជីបានបង្ហាញខ្លួននៅក្នុងជំពូកទី145ផ្លូវភ្នំបុរាណក៏ដូចជាជំពូកទី145សូមអភ័យទោសឲ្យខ្ញុំមិត្ត Davis សូមទោសដែលឲ្យអ្នករងចាំប្អូនស្រី Hen នេះគឺគ្មាននរណាក្រៅពី Conclave សិស្សឆៃជីនៃ Black Sea Sect គាត់បានក្រឡេកមើលស្ត្រីដែលមានស្បៃមុខដោយស្នាមញឹមនៅពេលដែលគាត់បង្ហាញអត្តសញ្ញាណរបស់នាងរូបរាងរបស់គាត់បានធ្វើឲ្យស្ត្រីលែងងឿងឆ្ងល់បន្តិចនាងបានក្រោកឈរឡើងវិញហើយលើកដៃសំពះយ៉ាងណាក៏ដោយបុរសត្រជាក់បានធ្វើលើសពីងក់ក្បាលបន្តិចស្ត្រីដែលពាក់ស្បៃមុខបានងឿងឆ្ងល់ខណៈអ្នក2នាក់ទៀតមើលមកនាងសើចតិចដោះស្បៃមុខចេញមុខរបស់នាងស្រស់ស្អាតមិនគួរឲ្យជឿស្បែកនាងភ្លឺថ្លាដូចត្បូងពេជ្រអ្វីហាក់មានភាពភ្លឺថ្លាឡើងដោយសារសម្រស់របស់នាង Hanbei 2 Hanbei បានបង្ហាញខ្លួនពីមុននៅក្នុងជំពូកទី141ថ្នាំបណ្ដុះគ្រឿងសម្អាងលេចឡើងម្ដងទៀតជំពូកទី143ខ្មោចនៅពេលយប់ជំពូកទី145នេះគឺជាការសងសឹកបំផុតនាងបាននិយាយថាដើមឡើយខ្ញុំមិនចង់បង្ហាញអត្តសញ្ញាណរបស់ខ្ញុំដោយហេតុផលផ្ទាល់ខ្លួនទេទោះយ៉ាងណាក៏ដោយវាហាក់បីដូចជា Elder Sai មានបញ្ហាជាមួយរឿងនោះដូច្នេះខ្ញុំនឹងបើកចំហបន្ថែមទៀតជាមួយនឹងអត្តសញ្ញាណរបស់ខ្ញុំដើម្បីជាប្រយោជន៍ដល់ការលួងលោមរបស់មនុស្សគ្រប់គ្នាស្ត្រីម្នាក់នេះគ្មាននរណាក្រៅពី Hanbei ទេភាពតាក់ទាញរបស់នាងរួមជាមួយនឹងស្នាមញឹមដ៏ស្រស់ស្អាតលើផ្ទៃមុខរបស់នាងពេលនេះធ្វើឲ្យនាងមិនអាចខឹងនឹងនាងបានឡើយឆៃជីញឹមខ្ញុំមិនបានដឹងថាប្អូនស្រី Junior Han មានរឿងដែលនាងចង់រក្សាខ្លួនឯងនោះទេខ្ញុំបាននិយាយយ៉ាងប្រញាប់ប្រញាល់សូមកុំប្រកាន់គេវាមិនសំខាន់ទេនាងឆ្លើយទាំងញឹមដោយពិចារណាលើសកម្មភាពរបស់និកាយនៅកន្លែងនេះបងស្រី Junior មានការព្រួយបារម្ភថាការបង្ហាញអត្តសញ្ញាណរបស់គាត់នឹងបង្កឲ្យមានការយល់ច្រឡំប៉ុន្តែជាមួយនឹង Elder បងប្រុសឆៃនៅទីនេះខ្ញុំមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេឱកាសនៃភាពជោគជ័យរបស់យើងឥឡូវនេះគឺធំជាងស្ត្រីលយសម្លឹងមើលដោយនឹកស្មានមិនដល់ហើយអ្នកដាំដុះសម្លៀកបំពាក់ពណ៌ប្រផេះបានបើកភ្នែកឡើងពាក្យរបស់នាងប្រៀបបាននឹងដុំសម្លៃដែលមានម្ជុលនៅខាង
នងឆៃជីហៀបនឹងនិយាយអ្វីមួយប៉ុន្តែក៏ឈប់ហើយងាកក្បាលគ្រប់គ្នាបានធ្វើដូចគ្នាលើកលែងតែបុរសពាក់អាវស្ពន្លឺចម្រុះពណ៌បានខិតមកជិតអំដោយខ្យល់បក់បោកដែលបក់បោកស្មៅវាប្រែជាបុរសចំណាស់នេះមិនមែនជាអ្នកផ្សេងក្រៅពីឈីយូដែលទេគាត់ដើរទៅក្រុមភ្នែករបស់គាត់ភ្លឺគាត់ក្រឡេកមើលជុំវិញខ្លួនមួយសន្ទុះហើយបន្ទាប់មកផ្ដោតលើ Hanbie ដូច្នេះវាប្រែថាការអញ្ជើញគឺមកពីមិត្ត Devastan ខ្ញុំគិតថាអ្នកជំពាក់ការពន្យល់អំពីអ្វីដែលក្រុម Black Sea Sect កំពុងធ្វើនៅកន្លែងនេះ Hanbie ញឹមជាមួយនឹងអ្នកនិងបច្ចេកទេសពិសេសរបស់អ្នក Fellow Devastar បេសកកម្មរបស់យើងនឹងកាន់តែងាយស្រួលក្នុងការសម្រេចសម្រាប់ការពន្យល់អ្នកអាចសម្រាកបានដោយស្រួលខ្ញុំនឹងផ្ដល់ការពន្យល់ពេញលេញក្នុងពេលឆាប់នេះដោយឃើញឈឺយូដែលសិតរីឡយបានស្វាគមន៍គាត់ដោយដៃស្អិតជាប់ឆៃជីញឹមហើយធ្វើដូចគ្នាបុរសពាក់អាវពណ៌ប្រផេះបានងក់ក្បាលដាក់គាត់រហូតមកដល់ពេលនេះគាត់ស្ទើរតែមិនបានយកចិត្តទុកដាក់នឹងអ្នកណាឡើយតើអ្នកទាំងអស់គ្នានៅទីនេះទេសួរឆៃជីដោយស្នាមញឹមស្ត្រីឡយបាននិយាយដោយញឹមយ៉ាងរីករាយចំពោះឆៃជីថាខ្ញុំបានឮថាមានមួយទៀតអូឆៃជីបាននិយាយថាភ្នែករបស់គាត់រួមតូចទាំង3អ្នកនេះគឺជាអ្នកដាំដុះដំណាក់កាលបង្កើតមូលនិធិយឺតហើយតាមដែលគាត់អាចចាំបានមិនមានអ្នកផ្សេងទៀតក្នុងចំណោមអ្នកដាំដុះអាក្រក់នោះទេអាចទេដែលហានប៉ៃអញ្ជើញសិស្សរបស់និកាយសៀវខ្មៅផ្សេងទៀតគាត់បានគិតតើវាអាចជាអ្នកណាគាត់បានសម្លឹងមើលទៅហានពីតើនរណាជាអ្នកចុងក្រោយដែលយើងកំពុងរងចាំគាត់បានសួរដោយស្នាមញឹមក៏ប្អូនស្រីហ៊ានយល់ស្របនឹងពន្យល់ទេស្ត្រីវាយបានស្រែកថាត្រូវហើយខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ថាតើ Fellow Davis ចុងក្រោយនេះអាចជានរណាប្រសិនបើគាត់សំខាន់ខ្ញុំប្រកាសជារាប់អានមិត្តភ័ក្តិប្រសិនបើគាត់មិនសំខាន់ខ្ញុំត្រូវតែសួរថាហេតុអ្វីបានជាយើងអង្គុយរងចាំអ្នកដាំដុះសម្លៀកបំពាក់ពណ៌ប្រផេះបិទភ្នែកដោយប្រងើយកន្តើយឈីយូដែលឈរនៅទីនោះដោយគិតគូរភ្នែករបស់គាត់ព្រិចភ្នែក Hanbie នៅស្ងៀមមួយសន្ទុះរួចនិយាយថាខ្ញុំមិនដឹងថាជាអ្នកណាទេដូចគ្នាទៅនឹងរបៀបដែលខ្ញុំមិនស្គាល់អត្តសញ្ញាណរបស់អ្នកពីដំបូងដែរការស្មានរបស់ខ្ញុំគឺថាទោះបីជាគាត់មិនមែនជាមនុស្សសំខាន់នៅពេលនេះប្រសិនបើយើងមិនមានគាត់នៅក្នុងក្រុមរបស់យើងអាចនឹងព្យាយាមដោយដៃទេនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅថ្ងៃនេះជាមួយនឹងមនុស្សម្នាក់នេះឱកាសនៃភាពជោគជ័យរបស់យើងនឹងកើនឡើងច្រើនពាក្យសម្ដីរបស់នាងត្រូវបានគេនិយាយដោយស្ងប់ស្ងាត់ប៉ុន្តែដោយការតាំងចិត្តដូចដែកអូឆៃជីបាននិយាយចំណាប់អារម្មណ៍របស់គាត់ឥឡូវនេះត្រូវបានរំខានហើយហេតុអ្វីបានជាប្អូនស្រីហានយកចិត្តទុកដាក់ចំពោះបុគ្គលនេះស្ត្រីឡយសើចយ៉ាងត្រជាក់ទឹកមុខពោពេញដោយការមើលងាយមានអារម្មណ៍ថា Hanbie និយាយបំភ្លើសនាងមិនជឿថាមូលនិធិបង្កើតអ្នកបណ្ដុះបណ្ដាលអាចមានប្រយោជន៍ដូច្នេះទេវគ្គបណ្ដុះបណ្ដាលស្នូលនឹងជាបញ្ហាផ្សេងប៉ុន្តែវាមិនអាចជាមូលដ្ឋានសម្រាប់មនុស្សបែបនេះដើម្បីចូលរួមជាមួយពួកគេតើបុគ្គលនេះអាចជាអ្នកដាំដុះPseudocol បានទេសួរស្ត្រីឡយដោយការសើចចំអកមិត្ត Devastan អ្នកពិតជាគួរប្រយ័ត្នមានមនុស្សជាច្រើននៅលើពិភពលោកដែលនេសាទដើម្បីភាពល្បីល្បាញនិងការសរសើរវាមិនមែនថានាងមិនចូលចិត្តហានប៉ៃជាពិសេសនោះទេតាមពិតទៅនាងស្អប់ស្រីស្អាតទាំងអស់ខ្ញុំពិតជាមិនប្រាកដថាតើមនុស្សនេះស្ថិតក្នុងដំណាក់កាល Pseudocol ឬអត់ Hanbie បានឆ្លើយតបដោយស្ងប់ស្ងាត់ដោយផ្ដល់ឲ្យស្ត្រីលែងមើលទៅកម្រិតមួយទោះបីជាយ៉ាងណាក៏ដោយគាត់ពិតជាអស្ចារ្យណាស់អ្នកអាចប្រាកដបានស្ត្រីឡយមិនបាននិយាយអ្វីទៀតទេរំពេចនោះឆៃជីបានលើកក្បាលរបស់គាត់ហើយមើលទៅជើងមេឃដូចឈឺយូដែលមិនយូរប៉ុន្មានភ្នែករបស់មនុស្សគ្រប់គ្នាបានសម្លឹងទៅលើធ្នឹមនៃពន្លឺដែលបាញ់ឆ្ពោះទៅរកពួកគេនេះគឺជាមេងហៅជាការពិតគាត់ហួចតាមអាកាសភ្នែករបស់គាត់មើលដីមិនយូរប៉ុន្មានគាត់ក៏បានប្រទះឃើញកន្លែងទេនៅលើវាលទំនាបតែព្រះអាទិត្យនិងព្រះច័ន្ទដែលត្រួតលើគ្នាក៏ដូចជាមនុស្ស5នាក់នៅទីនោះគាត់មើលពួកគេពេលគាត់ចុះមកដីទឹកមុខគាត់ដូចធម្មតាពេលគាត់ដើរទៅនៅពេលដែលគាត់ឃើញមេងហៅការបញ្ចេញមកឈឺយូដែលបានផ្លឹបផ្លែតពន្លឺភ្លឺបានលេចឡើងនៅក្នុងភ្នែករបស់ Hanbie ហើយបូមាត់របស់នាងរីករាលដាលទៅជាស្នាមញឹមចំណែកឆៃជីទឹកមុខត្រជាក់គ្រប់មុខពេលគាត់មើលមេងហៅលោកបាននិយាយយ៉ាងត្រជាក់ចិត្តថាជំរាបសួរអ្នកកាន់សាសនាអ៊ីស្លាមក៏ខ្ញុំត្រូវបានពន្យាពេលនៅលើផ្លូវហើយយឺតបន្តិចគាត់ក្រឡេកមើលក្រុមហើយសម្លឹងមើល Hanbie មួយផ្លែតដំណាក់កាលបង្កើតមូលនិធិដំបូងស្ត្រីលីនិយាយទាំងងឿងឆ្ងល់រូបរាងដ៏ក្រអឺតក្រទុំនៃការមើលងាយបានលេចឡើងនៅលើមុខរបស់នាងមិនអាចរងចាំក្នុងការនិយាយដោយចំហថានេះគឺជាបុគ្គលដែលសហការី Devastan អះអាងថាចាំបាច់មែនទេនាងគិតថាការបង្កើតមូលនិធិដំបូងដ៏តូចមួយមានសារៈសំខាន់ណាស់មែនទេគួរឲ្យអស់សំណើចឬវាអាចថាទារកជំនាន់មុននេះទើបតែបានជំពប់ដួលលើតំបន់នេះដោយចៃដន្យមេងហៅសម្លឹងមើលនាងដោយមិននិយាយអ្វីទាំងអស់ឆៃជីបាននិយាយទាំងញឹមថាខ្ញុំក៏ចង់ដឹងចង់ឃើញខ្លាំងណាស់អំពីរឿងនេះ
ការផ្លឹបផ្លែស្ទើរតែមើលមិនឃើញបានលេចឡើងនៅក្នុងភ្នែករបស់គាត់ឬពាក្យរបស់ឆៃជីធ្វើឲ្យភាពក្រអឺតក្រទុំរបស់នារីលេកាន់តែខ្លាំងឡើងសម្រាប់អ្នកបង្កើតមូលនិធិដើមដំបូងដែលស្ថិតនៅក្នុងចំណោមយើងគឺជាការប្រមាថហែនបេប្រហែលជាបានណែនាំគាត់ប៉ុន្តែខ្ញុំឡើយនឹងសាកល្បងគាត់ដោយខ្លួនឯងហើយមើលថាគាត់មានជំនាញអ្វីនាងចាប់ផ្ដើមដើរទៅរកមេងហៅអ្នកស្រីបានបន្តថាផលិតថាមពលអេតចាយទាំងអស់ពីមូលដ្ឋានដាំដុះរបស់អ្នកប្រសិនបើអ្នកអាចរស់បានតាមរយៈការធ្វើកូដកម្មមួយពីខ្ញុំនោះខ្ញុំនឹងយល់ព្រមថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមជាមួយយើងប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេនោះអ្នកនឹងត្រូវសម្លាប់ដោយក្រុម Black Sheep Sect តាមវិធីណាមួយវាហាក់ដូចជាការស្លាប់នឹងបញ្ចប់បញ្ហារបស់អ្នកទាំងអស់ពេលនាងនិយាយចប់នាងក៏បានទៅដល់មេងហៅនាងបានលើកដៃស្ដាំរបស់នាងហើយពន្លឺពណ៌ទឹកក្រូចងឹតបានលេចចេញមកដែលបានប្រែក្លាយទៅជារំពាត់ពណ៌ផ្កាឈូកវាបានរំកិលចេញដោយបញ្ចេញសំឡេងព្រះចម្ពោះទី156ការភ័យខ្លាចមេងហៅការបញ្ចេញមិត្តរបស់មេងហៅស្ងប់ស្ងាត់គ្មានអ្នកណាទៅជ្រៀតជ្រែកជាមួយស្ត្រីនោះទេបុរសស្លៀកពាក់ពណ៌ប្រផេះអង្គុយសមាធិដោយបិទភ្នែកឈឺយូដេលបានដឹងពីភាពមិនធម្មតារបស់មេងហៅដូច្នេះតាមធម្មជាតិគាត់មិនបានធ្វើអ្វីសោះចំណែកហែនបៀនាងមានការសន្និដ្ឋានតាក់ទងនឹងអំណាចដ៏អស្ចារ្យរបស់មេងហៅប៉ុន្តែមិនប៉ះរៀកតទេនាងទើបតែដឹងព័ត៌មានសម្ងាត់បន្តិចបន្តួចដែលជំរុញឲ្យមានការសន្និដ្ឋានរបស់នាងសម្រាប់នាងស្ថានភាពនេះនឹងជាឱកាសល្អមួយដើម្បីសង្កេតមើលភាពក្លាហានប្រយុទ្ធរបស់មេងហៅនាងនៅតែចង់ផ្ដល់ពាក្យប្រុងប្រយ័ត្នខ្លះប៉ុន្តែស្ត្រីឡើយពិតជាស្ដាប់ឬមូលដ្ឋានបណ្ដុះគំនិតរបស់ស្ត្រីគឺនៅដំណាក់កាលបង្កើតមូលនិធិយឺតប៉ុន្តែបើនិយាយពីសមត្ថភាពគិតវិញនាងគឺជាមនុស្សម្នាក់ក្នុងចំណោមបច្ចុប្បន្នដែលខ្សោយបំផុតមធ្យោបាយតែមួយគត់ដែលនាងបានឈានទៅដល់ការបង្កើតមូលនិធិយឺតយ៉ាវគឺសំណាងដែលបុព្វបុរសរបស់នាងបានប្រមូលផ្ដុំមកលើនាងតាក់ទងនឹងឆៃជីគាត់មានចេតនារៀបចំរឿងទាំងមូលដូច្នេះច្បាស់ណាស់គ្មានអ្វីរារាំងវាមិនឲ្យកើតឡើងនោះទេគាត់មើលមេងហៅពីចំហៀងទៅម្ខាងស្នាមញឹមនៅលើបូមាត់របស់គាត់មានការចង់ដឹងចង់ឃើញយ៉ាងខ្លាំងថាហេតុអ្វីបានជាពួកព្រឹទ្ធាចារ្យនៃនិកាយបានណែនាំគាត់ពីតាមខ្លំមើលមេងហៅបន្ទាប់ពីទៅដល់ទឹកដីប្រសិទ្ធហើយគាត់មិនបានយកចិត្តទុកដាក់ខ្លាំងពេកទេប៉ុន្តែបានរត់ចូលមេងហៅម្ដងទៀតគាត់ចង់ឲ្យគាត់មានអារម្មណ៍មនុស្សគ្រប់រូបមានផែនការនិងផែនការរៀងខ្លួនមេងហៅបានក្រឡេកមើលពួកគេហើយទោះបីជាគាត់មិនអាចចាប់យកការលើកទឹកចិត្តផ្សេងរបស់ពួកគេបានពេញលេញក៏ដោយគាត់មានគំនិតល្អណាស់គាត់មើលនារីឡើយដើរមកជិតរំពាត់ពណ៌ផ្កាឈូករបស់នាងភ្លុំខ្យល់ទឹកមុខរបស់គាត់មិនសូវបញ្ចេញអារម្មណ៍ហើយគាត់មិនបានថយក្រោយសូម្បីតែមួយជំហានតាមពិតទៅនៅចំកណ្ដាលផ្លូវរបស់នាងគាត់បានបោះជំហានទៅមុខ3ជំហានដូចដែលគាត់ធ្វើគាត់បានលើកដៃស្ដាំរបស់គាត់ហើយវាចេញខណៈដែលបាតដៃរបស់គាត់បានបក់ចេញមកមានខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យស្មៅនៅជុំវិញនោះញាប់ញ័រយ៉ាងខ្លាំងដោយមិនឈប់ឈរមองហាវាចេញជាលើកទី2លើកទី3ទី4និងទី5កូដកម្មទាំង5នេះគឺជាកូដកម្មមេឃស្រឡះទាំង9ដែលមេងហៅបានពីយុវជនពាក់អាវស្វាយដោយប្រើវេលាផ្ដៅសៀវភៅណែនាំមិនពេញលេញទេប៉ុន្តែការធ្វើកូដកម្ម5លើកដំបូងគឺទាំងមូលរាល់ការវាយទាំង5នេះគឺពោពេញទៅដោយថាមពលពេញលេញនៃសសរដាវដ៏ល្អឥតខ្ចោះរបស់មេងហៅបន្ទាប់ពីវាយចេញ5ដងរួចមកបាតដៃវេទមន្តដ៏ធំសម្បើមទំហំប៉ុនមនុស្សបានបង្ហាញខ្លួននៅចំពោះមុខគាត់ខ្យល់បក់បោកទៅគ្រប់ទីខណៈបាតដៃបាញ់ទៅមុខនៅពេលដែលការវាយលុករបស់មេឃច្បាស់ទាំង5បានបង្ហាញខ្លួនការបង្ហាញរបស់ហែនបេនិងឆៃជីបានលោះបដូរពួកគេបានស្គាល់បាតដៃដ៏ធំសម្បើមភ្លាមនេះគឺជាបច្ចេកទេសវេទមន្តពី Black Sheep Sect គ្មានផ្លូវសម្រាប់អ្នកក្រៅអាចដឹងបានទេប៉ុន្តែនៅទីនេះគឺមេងហៅដែលប្រើវានៅចំពោះមុខភ្នែករបស់ពួកគេគ្មានការបដិសេធឡើយហើយការនេះបានធ្វើឲ្យចិត្តគេញ័រស្ត្រីឡើយស្ថិតក្នុងដំណាក់កាលបង្កើតមូលនិធិចុងប៉ុន្តែនាងមានសសរស្តម្ភតែ7ប៉ុណ្ណោះលើពីនេះទៅទៀតពួកគេមិនត្រូវបានគេប្រេះបែកទេប៉ុន្តែបាក់បែក Disdain បានគ្រប់មុខរបស់នាងនៅពេលដែលរំពាត់បំភ័ន្តរបស់នាងបានបុកចូលបាតដៃដ៏ធំសម្បើមរបស់មេងហៅនាងដឹងក្នុងចិត្តថានឹងមានអ្វីកើតឡើងបាតដៃនឹងបាក់ជាបំណែកនៅពេលដែលរំពាត់របស់នាងកាត់វាដូចជាកាំបិតក្តៅកាត់បឺបន្ទាប់ពីវាបានបែកខ្ញែករំពាត់របស់នាងនឹងធ្លាក់មកលើខ្លួនរបស់គូបដេប៉ាក់នាងដោយកាត់សរសៃពួរនិងបាក់ឆ្អឹងប៊ូមការផ្ទុះមួយបានបន្លឺឡើងមានការដួលរលំប៉ុន្តែវាមិនមែនជាបាតដៃរបស់មេងហៅទេរំពេចនោះរំពាត់វេទមន្តរបស់ស្ត្រីវ័យកណ្ដាលបានតាក់ទងជាមួយបាតដៃយៈនោះវាបានញ័ររួចបំបែកជាបំណែកមុខស្ត្រីឡើយស្រក់ចុះនៅពេលនាងបានឃើញព្រឹត្តិការណ៍មិននឹកស្មានដល់នេះរូបរាងមិនជឿបានគ្រប់មុខនាងតើនាងអាចស្រមៃគិតយ៉ាងណាថារឿងនេះនឹងកើតឡើង
នាងបានប្រើរំពាត់វេទមន្តដែលដំណើរការដោយការបង្កើតមូលនិធិចុងបាតដៃរបស់គូប្រជែងរបស់នាងលើសពីការស្រមើស្រមៃរបស់នាងភាពភ័យខ្លាចបានចូលទៅក្នុងភ្នែករបស់នាងបាតដៃយក្សរបស់មេងហាវបានបំផ្លាញរំពាត់ភ្លាមវាបានបាញ់ទៅមុខដោយថាមពលដ៏គួរឲ្យភ្ញាក់ផ្អើលអំដោយកម្លាំងខ្យល់បក់បោកស្ត្រីលយលែងមើលងាយមេងហាវទៀតហើយផ្ទុយទៅវិញនៅពេលដែលតំបន់នេះចាប់ផ្ដើមញ័រអារម្មណ៍នៃគ្រោះថ្នាក់ដែលជិតកើតមាននៅក្នុងខ្លួននាងបានដកថយភ្លាមដោយលើកដៃស្ដាំរបស់នាងដែលខែតូចមួយបានលេចចេញមកនាងខំអណ្ដាតនាងរួចហៀរឈាមចេញពីមូលដ្ឋានបណ្ដុះរបស់នាងនៅពេលដែលវាចុះចតនៅលើខែតូចវាចាប់ផ្ដើមវិលពង្រីកទៅខាងក្រៅហើយបានជួបនឹងបាតដៃយក្សរបស់មេងហាវការផ្ទុះមួយទៀតបានផ្ទុះឡើងខែបានញ័រហើយត្រូវបានបោះថយក្រោយជាច្រើនម៉ែត្រដោយគ្រាន់តែទប់បាតដៃមិនបានមេងហាវបន្តបោះជំហានទៅមុខអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដែលមានប្រៀបជាងអ្នកបង្កើតមូលនិធិចុងណាមួយឆ្ងាយណាស់នោះបានផ្ទុះឡើងសង្កត់លើស្ត្រីឡើយនាងស្រែកក្រោមសម្ពាធវាមានអារម្មណ៍ថាដូចជាដាវដ៏មុតមួយកំពុងចាក់ចូលក្នុងខួរក្បាលរបស់នាងហាក់ដូចជាអារម្មណ៍ខាងវិញ្ញាណផ្ទាល់ខ្លួនរបស់នាងហៀបនឹងត្រូវបែកខ្ញែកនាងក្អួតឈាមហើយដើរថយក្រោយមកដល់ពេលនេះមេងហាវបានទៅដល់ខែតូចគាត់បានក្រវីដៃរបស់គាត់ធ្វើឲ្យបាតដៃបំភាន់ភ្នែកដ៏ធំរុំជុំវិញខែហើយអូសវាមកគាត់វិញដោយប្រើអារម្មណ៍ខាងវិញ្ញាណរបស់គាត់បានលុបស្លាកយីហោនៅលើខែរួចយកវាទៅដាក់ក្នុងកាបូបដែលគាត់កាន់គាត់មើលទៅស្ត្រីឈ្មោះលីសត្រីនោះមានការតក់ស្លុតអារម្មណ៍ខាងវិញ្ញាណរបស់នាងត្រូវបានគៀបសង្កត់កំណប់ទ្រពរបស់នាងមិនមានម៉ាក់នឹងយកដោយមេងហាវនាងបានដកថយក្រោយក្នុងល្បឿនលឿនក្អួតឈាមមុខស្លេកក្បាលលោតញាប់បន្ទាប់ពីនាងបានរើថយក្រោយរាប់សិបម៉ែត្រទីបំផុតនាងបានឈប់នាងងើយមើលមេងហាវទាំងងឿងឆ្ងល់កញាក់ស្បែកក្បាលរបស់នាងស្ពឹកវាច្បាស់ណាស់ថាមូលដ្ឋានដាំដុះរបស់មេងហាវមិនត្រូវនៅដំណាក់កាលបង្កើតមូលនិធិដំបូងឡើយនាងមិនដែលឃើញអ្នកបង្កើតមូលនិធិដើមដំបូងបង្ហាញពីអំណាចប្រយុទ្ធមិនគួរឲ្យជឿបែបនេះនាងក៏មិនធ្លាប់មានបទពិសោធន៍ខាងវិញ្ញាណដ៏គួរឲ្យភ័យខ្លាចបែបនេះដែរសូម្បីតែមូលនិធិ Flawless ក៏មិនអាចដូចនេះដែរដូចដែលនាងបារម្ភមេងហាវបាននិយាយយ៉ាងត្រជាក់ថាសិល្បៈនេះមានការវាយប្រហារសរុបចំនួន15គាត់មិនបាននិយាយអ្វីទាំងអស់អំពីកំណប់ទ្រព្យដែលគាត់ឆក់យកពីនាងដោយឬពាក្យរបស់គាត់ស្ត្រីឡើយបានដកដង្ហើមធំហើយមុខរបស់នាងកាន់តែស្លេកបន្តិចរាងកាយរបស់នាងចាប់ផ្ដើមញ័រការវាយប្រហារពេលនេះបានធ្វើឲ្យនាង Del Pellers វាយលុកធ្វើឲ្យនាងក្អកចេញឈាមហើយបានបង្ខំនាងឲ្យប្រើវត្ថុមានទ្រព្យសម្បត្តិមួយប្រសិនបើការវាយប្រហារច្រើនជាង5ដងត្រូវបានគេប្រើនាងមិនប្រាកដថាតើទ្រព្យសម្បត្តិរបស់នាងអាចទប់ទល់នឹងវាបានឬអត់ទេក្នុងករណីនោះបង្គោលដាវរបស់នាងបាសជាត្រូវខូចខាតនាងបាននិយាយដោយសំឡេងតឹងតែងថាមិត្ត Davis មូលដ្ឋានដាំដុះរបស់អ្នកគឺមិនអាចយល់បានខ្ញុំជាមនុស្សឆ្មើងឆ្មៃសូមកុំប្រកាន់អីសូមរក្សាខ្លាចភីShield របស់ខ្ញុំទុកជាសញ្ញានៃការសុំទោសរបស់ខ្ញុំនាងបានទះដៃអន់ក្បាលយ៉ាងជ្រាលជ្រៅចំពោះមេងហាវភ្នែករបស់នាងពោពេញទៅដោយភាពភ័យខ្លាចវាមិនមែនគ្រាន់តែជានាងទេការសម្លឹងរបស់ Chiyudel ត្រូវបានជួសជុលទៅលើមេងហាវឥឡូវនេះគាត់បានធានាទាំងស្រុងថាគាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវហើយដែលមិនវាយប្រហារមេងហាវកន្លងមកមេងហាវមិនអាចជាអ្នកបង្កើតមូលនិធិដំបូងឡើយប្រសិនបើគាត់ពិតជានោះពិតជាគួរឲ្យភ័យខ្លាចជាងនេះភ្នែកបុរសពាក់អាវពណ៌ប្រផេះបើកចំហើយមកសម្រាកលើមេងហាវគាត់ងក់ក្បាលហែនប៊ីសម្លឹងមើលមេងហាវដោយគិតស្នាមញឹមស្រាលលេចឡើងនៅលើមុខរបស់នាងមិត្ត Davis មេងអ្នកមិនទាន់យឺតទេម៉ោងបានមកដល់ហើយឱកាសរបស់យើងក្នុងការទទួលបាន Classic of Time ឥឡូវនេះបានកើនឡើង 30% ហើយឆៃជីសើចហើយមិននិយាយអ្វីទាំងអស់គាត់មិនបាននាំមកនៅការវាយលុករបស់មេឃាវចំនួន9ទេការភ័យខ្លាចមេងហាវកើតមាននៅក្នុងចិត្តរបស់គាត់ហើយឥឡូវនេះគាត់ដឹងថាមេងហាវមិនមែនជាមនុស្សដែលរើញុះញង់ឲ្យស្រាលនោះទេយ៉ាងណាមិញគាត់ទើបតែបានឃើញវិញ្ញាណដ៏ធំធេងរបស់មេងហាវប៉ុណ្ណោះហើយគាត់មិនបានយល់អំពីបច្ចេកទេសវេទមន្តឬវត្ថុដែលគាត់អាចមាននោះទេពេលណាដែលគាត់ប្រព្រឹត្តជាមួយមនុស្សដែលគាត់មិនយល់គាត់នឹងប្រុងប្រយ័ត្នកុំធ្វើឲ្យគេខឹងលុះក្រោយពីយល់ពីពួកគេទាំងស្រុងទើបគាត់បាញ់ដូចភ្លេចបន្ទោមេងហាវនិយាយដោយស្ងប់ស្ងាត់ថាបំភ្លេចរឿងបុរាណនៃពេលវេលាមួយផ្លែតគាត់មើលទៅហែនប៊ីទឹកមុខគាត់ដូចសពដងខ្ញុំបានមកទឹកដីដ៏ប្រពៃនេះតាមការស្នើសុំរបស់មិត្ត Davis ថែនទោះបីជាយ៉ាងណាក៏ដោយនិកាយរបស់អ្នកគ្រប់គ្រងកន្លែងនេះខ្ញុំពិតជាចង់ដឹងចង់ឃើញណាស់ប្រសិនបើខ្ញុំជួយអ្នកឲ្យទទួលបានបុរាណនៃពេលវេលាតើបង្គោលដែលរបស់ខ្ញុំនឹងត្រូវរុះរើចេញនៅពេលក្រោយភ្នែករបស់ Hanby និងឆៃជីភ្លឺឡើងមុនពេលដែលពួកគេអាចឆ្លើយតបជា Udel សើចយ៉ាងក្រៀមក្រំហើយនិយាយថាមិត្ត Davis មេងមិនវាយនៅជុំវិញគុំពោតទេខ្ញុំក៏ចង់ដឹងចង់ឃើញខ្លាំងណាស់អំពីបញ្ហានេះតើមិត្ត Davis ទាំងពីរនឹងយកចិត្តទុកដាក់ក្នុងការផ្ដល់ការពន្យល់ដើម្បីបំបត្តិការសង្ស័យរបស់យើងទេ
បុរសស្លៀកពាក់ពណ៌ប្រផេះនិយាយថាខ្ញុំក៏ចង់ដឹងចម្លើយចំពោះសំណួរនេះដែលភ្នែករបស់គាត់បញ្ចេញពន្លឺត្រជាក់ពេលគាត់សម្លឹងមើល Hanbei និង Chai Ji វាហាក់បីដូចជាស្ត្រីលេក៏បារម្ភពីសុវត្ថិភាពរបស់នាងដែរនាងមិនបាននិយាយអ្វីទេប៉ុន្តែបានដើរថយក្រោយបន្តិចដោយបិទរង្វង់មួយជុំវិញ Hanbei និង Chai Ji Hanbei ញឹមពួក Davis ត្រូវតែស្នើសុំឲ្យអ្នកកុំដាក់សម្ពាធលើយើងតាក់ទងនឹងបញ្ហាសេចខ្ញុំពិតជាមិនអាចនិយាយអំពីវាបានទេទោះបីជាខ្ញុំបានធ្វើក៏ដោយអ្នកទំនងជាមិនជឿខ្ញុំទេក្នុងករណីណាក៏ដោយវាគឺជាការសម្ងាត់របស់និកាយទោះបីខ្ញុំជាសិស្ស Conclave ខ្ញុំមិនដឹងច្រើនអំពីវាទេទោះជាយ៉ាងណាក៏ដោយចំពោះកន្លែងដែលយើងនឹងទៅខ្ញុំទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកនាងបានគ្រវីដៃហើយដុំថ្មចំនួន4បានហោះចេញទៅរកមេងហៅនិងអ្នកផ្សេងទៀត Hanbei បានបន្តទៀតថានៅក្នុងក្រដាសជូតមាត់នេះគឺជាការពន្យល់លម្អិតអំពីរបៀបចាកចេញពីកន្លែងនេះប្រើវិធីដែលបានពិពណ៌នានៅទីនោះហើយអ្នកអាចចាកចេញដោយគ្មានបញ្ហាមានច្រកចេញជាច្រើនទៅកាន់ទឹកដីដ៏រុងរឿងនេះប្រសិនបើអ្នកមិនជឿខ្ញុំសូមអានសន្លឹកក្រដាស Jade ហើយពិនិត្យមើលថាតើច្រកចេញនៅឯណាបន្ទាប់មកអ្នកនឹងយល់ពីមូលហេតុដែលខ្ញុំជ្រើសរើសទីតាំងនេះឡើងវិញនាងញឹមសម្លឹងមើលចិត្តស្មោះដូចរាល់ដងអារម្មណ៍ខាងវិញ្ញាណរបស់មេងហៅបានសាយភាយទៅលើដុំថ្មហើយគាត់មើលជុំវិញកន្លែងដែលគាត់ឈរយោងតាមការរអិលជើងត្បូងមានច្រកចេញចំនួន3មួយក្នុងចំណោមពួកគេគឺជាតំបន់ដែលពួកគេកំពុងឈរនៅលើកំពូលដៃរបស់មេងហៅបញ្ចេញនូវវិធីសាស្ត្រ incantation ដែលត្រូវបានកត់ត្រានៅក្នុងក្រដាសថ្មហើយគាត់មានអារម្មណ៍ថាមានថាមពល teleportation កើនឡើងពីក្រោមជើងរបស់គាត់ទោះជាយ៉ាងណាក៏ដោយឥឡូវនេះមិនមែនជាពេលវេលាដើម្បីសាកល្បងវាទេដូច្នេះហើយគាត់មិនបានបន្តចងភ្ជាប់ពាក្យអសុរោះនោះទេហ៊ានប៉ៃបាននិយាយថានេះគឺជាសត្វល្អិតវិញ្ញាណចំនួន4ប្រសិនបើអ្នកចង់ធ្វើការត្រួតពិនិត្យបន្ថែមទៀតអ្នកអាចផ្ញើវិញ្ញាណខ្លះទៅក្នុងពួកគេហើយបន្ទាប់មកបញ្ជូនពួកគេចេញពីច្រកចេញបន្ទាប់មកអ្នកអាចរាយការណ៍ថាពាក្យរបស់ខ្ញុំមិនคล้ายនាងក្រវីដៃស្ដាំរបស់នាងសត្វល្អិតទំហំមេដៃពណ៌ចំនួន4បានហោះចេញទៅរកមេងហៅនិងសត្វល្អិតផ្សេងទៀតឈីយូដែលចាប់បានមួយបន្ទាប់ពីពិនិត្យមួយសន្ទុះគាត់ងក់ក្បាលដោយដាក់ស្លាកសញ្ញាវាដោយវិញ្ញាណគាត់បានប្រើបច្ចេកទេសដែលបានពិពណ៌នានៅក្នុងក្រដាសប្រាក់ដើម្បីបញ្ជូនសត្វល្អិតចុះមកផែនដីវាបាត់ស្ត្រីលីក៏ធ្វើដូចគ្នាដែរអ្នកដាំដុះអាវផាយពណ៌ប្រផេះមិនអើពើនឹងសត្វល្អិតរបស់ Hanbei ទាំងស្រុងផ្ទុយទៅវិញបានទះកំភ្លៀងរបស់គាត់ដើម្បីផលិតខ្យាដំរីមែងហៅបាននិយាយថាពិតណាស់ខ្ញុំជឿអ្នកជាអ្នកសហការី Davis គាត់បានក្រឡេកមើលសត្វល្អិតរួចជ្រើសរើសមួយគាត់បានបន្តដោយ incantation របស់គាត់បញ្ជូនសត្វល្អិតតាមច្រកចេញដោយប្រើវិធីសាស្ត្រ PLJ ទោះយ៉ាងណាក៏ដោយបន្ថែមពីលើកំហុសគាត់បានបញ្ជូនវ៉ូលេផ្ដៅមួយដើមដែលត្រូវបានលាក់ជ្រៅនៅក្នុងផែនដីពីសត្វល្អិតគាត់បានចាប់ចំណាប់អារម្មណ៍ដោយមិនដឹងខ្លួននៃទីតាំងមួយផ្សេងទៀតវាច្បាស់ជាកន្លែងផ្សេងកន្លែងណាឆ្ងាយទោះជាយ៉ាងណាក៏ដោយក្នុងពេលជាមួយគ្នានោះស្រាប់តែគាត់ចាប់បានអារម្មណ៍គ្រោះថ្នាក់យ៉ាងខ្លាំងពីដើមទំពាំងបាយជូរភ្នែករបស់មេងហាវបានរួមតូចស្ទើរតែភ្លាមនោះដើមទំពាំងបាយជូរបានស្លាប់ដូចដែលវាបានធ្វើវាបានបញ្ជូនរូបភាពចុងក្រោយទៅកាន់មេងហាវវាបានលេចឡើងយ៉ាងច្បាស់នៅក្នុងចិត្តរបស់គាត់ជាចង្ក្រានលង្ហិនដ៏ធំសម្បើមវាមានកម្ពស់រាប់ម៉ឺនម៉ែត្រជំពូកទី157ឆាជាមួយនឹងផ្នែកខាងក្រៅការ៉េរូបភាពបានបាត់មេងហៅបញ្ចេញមិត្តដូចធម្មតាដោយមិនបានបង្ហាញអ្វីឡើយគាត់បានក្រឡេកមើលឈីយូដែលនិងអ្នកដទៃការបញ្ចេញមិត្តរបស់ពួកគេមិនបានផ្លាស់ប្ដូរទេវាហាក់ដូចជាពួកគេទាំងអស់រួមទាំងឈីយូដែលនិងអ្នកដាំដុះសម្លៀកបំពាក់ពណ៌ប្រផេះបានយល់ព្រមលើអ្វីដែល Hanbei បាននិយាយអាចថាគេមិនបានកត់សម្គាល់ចង្ក្រានលង្ហិនឬមេងហៅគិតបន្ទាប់ពីត្រូវបានគេដាក់ស្លាកសញ្ញាដោយឈាមរបស់គាត់ដើមទំពាំងបាយជូរបានចាប់ផ្ដើមបញ្ចេញក្លិនបិសាចដ៏ស្រទន់ Hanbei ញឹមមិត្ត Davis ឥឡូវនេះអ្នកអាចសម្រាកចិត្តរបស់អ្នកបានដោយស្រួលសូមអំដំណើរខ្ញុំទៅកាន់ទីតាំងបុរាណនៃពេលវេលាមិនថាមានអ្វីកើតឡើងនៅថ្ងៃនេះទេប្រសិនបើយើងទទួលបាន Classic នោះអ្នកគ្រប់គ្នានឹងទទួលបានច្បាប់ចម្លងមួយនាងបានអន់ក្បាលទៅកាន់ក្រុមនោះរួចបាញ់ទៅលើអាកាសហើយហោះចេញទៅតាមទីវាល Chai Ji គឺជាអ្នកទី2ដែលបានឡើងយន្តហោះតាមពីក្រោយដោយ Chi Yudel និង Stray Loi មេងហៅនិងអ្នកដាំដុះសម្លៀកបំពាក់ពណ៌ប្រផេះគឺជាអ្នកចុងក្រោយក្នុងចំណោម6នាក់ដែលប្រែទៅជាធ្នឹមនៃពន្លឺចម្រុះពណ៌ដែលបាញ់ពេញមេឃគ្មាននរណាម្នាក់និយាយនៅពេលពួកគេធ្វើដំណើរទេមនុស្សគ្រប់គ្នាបានវង្វេងនៅក្នុងគំនិតរបស់ពួកគេទឹកមុខរបស់មេងហៅបង្ហាញភាពស្រពេចស្រពើប៉ុន្តែគំនិតរបស់គាត់ពោពេញដោយរូបភាពនៃចង្ក្រានសម្រិតដ៏ធំនៅពេលនេះគាត់មានភាពប្រាកដប្រជាប្រហែល70ទៅ80%ថាតំបន់ដែលគាត់បានឃើញគឺគ្មានច្រកចេញទេប៉ុន្តែជាស្នាដៃរបស់ Hanbei គាត់មិនប្រាកដថា Hanbei អាច
បោកអ្នកដទៃបានឬអត់នោះទេប៉ុន្តែគាត់មានសំណាងល្អរបស់គាត់ដូច្នេះហើយគាត់មានទំនុកចិត្តក្នុងមុខតំណែងបច្ចុប្បន្នរបស់គាត់ទីតាំងនៃ Classic of Time គឺពិតជាចម្លែកនិងគួរឲ្យភ្ញាក់ផ្អើលប្រសិនបើវាមិនមែន NBA នឹងមិនចំណាយពេលវេលានិងធនធានច្រើនដើម្បីទៅទីនោះទេគឺខ្ញុំឆ្ងល់ថាតើ NBA រៀនពីបុរាណនៃពេលវេលានេះដោយរបៀបណាគាត់គិតក្នុងខ្លួនគាត់ដោយសម្លឹងមើលទៅមុខរូបរាងដ៏ភ្លឺស្វាងរបស់ NBA នៅពេលនាងបាញ់ទៅលើអាកាសរំពេចនោះ She Udell និយាយឡើងដោយបញ្ចេញសំឡេងទៅនឹងអ្វីដែលម៉េងហៅទើបតែកំពុងពិចារណាមិត្តរួម Davis 10អ្នកនៅតែមិនទាន់បានពន្យល់ពីរបៀបដែលអ្នកបានរៀនពីបុរាណនៃសម័យកាលឬពីរបៀបដែលអ្នកទទួលបានភាគដំបូង NBA មើលទៅក្រោយដោយស្នាមញញឹមប្រសិនបើមិត្តរួម Davis Chill មានការថប់បារម្ភសម្រាប់ចម្លើយនោះខ្ញុំនឹងផ្ដល់ឲ្យវាភ្លាមនៅពេលយើងមកដល់ពេលនេះហើយដែលពួកគេបានទៅដល់កែមវាលទំនាបដ៏ធំរំពេចនោះសំឡេងក្រហមក៏លេចឡើងម្ដងទៀតវានៅឆ្ងាយណាស់ប៉ុន្តែវានៅតែធ្វើឲ្យមនុស្សគ្រប់គ្នាលើកលែងតែ NBA និង Chai Ji មានអារម្មណ៍ញ័រអ្នកដែលនៅដំណាក់កាលបង្កើតមូលនិធិចុងបានបងវិលមូលដ្ឋានដាំដុះរបស់ពួកគេរហូតដល់ការក្រហមនិងកម្លាំងទំនាញបានធ្លាក់ចុះបន្ទាប់មកអ្វីក៏វិលទៅរកភាពធម្មតាវិញលើកលែងតែមុខរបស់គេស្លេកបន្តិចរូបរាងសុំទោសបានលេចឡើងនៅលើមុខរបស់ Hanbei ប៉ុន្តែនាងមិនបាននិយាយអ្វីទាំងអស់នាងលើកដៃឡើងហើយរុញដៃចុះទៅដីខ្យល់បក់មកពេញដីភ្លាម Hanbei ដកដង្ហើមធំរួចវាយកាបូបរបស់នាងដែលកំពុងកាន់ដបត្បូងមួយបានលេចឡើងនៅក្នុងដៃរបស់នាងវាមានពណ៌ខៀវបៃតងហើយភ្លាមពេលវាលេចចេញការបង្ហាញរបស់នាងបានប្រែទៅជាស្រពេចស្រពិលនាងបានបោះវាចេញហើយគ្រប់គ្នាបានមើលពេលវាចុះមកក្រោមនៅពេលដែលវាធ្លាក់មកដីស្នាមប្រេះបានលេចឡើងនៅលើផ្ទៃរបស់វាដែលរាលដាលយ៉ាងលឿនវត្ថុរាវពណ៌ខៀវមួយបានលេចចេញនៅក្នុងស្នាមប្រេះដែលបញ្ចេញនៅក្លិនជូរចត់បន្តិចនៅពេលដែលពន្លឺបញ្ចេញចេញមកភ្នែករបស់អ្នកដាំដុះដែលមានសម្លៀកបំពាក់ពណ៌ប្រផេះបានរួមតូចនោះហើយជា Blue Heaven Elixirសំបីតែពាក្យសម្ដីរបស់គាត់បានបន្លឺឡើងដល់ពណ៌ខៀវបានបែកជាដុំវត្ថុរាវពណ៌ខៀវនៅខាងក្នុងបានពង្រីកខ្លួនបង្កើតជាអ័ព្ទដែលព័ទ្ធជុំវិញតំបន់300ម៉ែត្ររំពេចនោះស្មៅទាំងអស់ក៏លាយបាត់ហាក់ដូចជាគ្រាន់តែជាការបំភាន់ផែនដីជុំវិញពួកវាមានពណ៌ខ្មៅហាក់បីដូចជាវាកំពុងទទួលរងនៅបណ្ដាសាមួយចំនួនដែលជាអក្ខរាវិរុទ្ធបុរាណមួយចំនួនដែលមានអាយុកាលរាប់ពាន់ឆ្នាំមិត្ត Davis Sema អ្នកពិតជាមានបទពិសោធន៍និងចំណេះដឹងអ្នកពិតជាត្រឹមត្រូវនេះគឺជា Blue Heaven Elixir ដើម្បីទទួលបានសំបីតែមួយដំណក់ទាមទារនៅការលំបាករាប់មិនអស់វាមានសមត្ថភាពក្នុងការទម្លុះការបំភាន់ជាច្រើននាងញឹមដាក់បុរសពាក់អាវពណ៌ប្រផេះរួចសម្លឹងមើលមេងហាវនិងអ្នកអតីពួក Davis ខ្ញុំដឹងថាអ្នកមានសំណួរជាច្រើនបច្ចុប្បន្ននេះយើងកំពុងឈរនៅពីលើច្រកបុរាណដែលនាំទៅដល់តំបន់បិទជិតមួយនៅក្នុងទឹកដីដែលមានពរតាមពិតនិកាយ Black Sea បានដឹងពីទឹកដីដ៏មានពរនេះរាប់រយឆ្នាំមុនទោះជាយ៉ាងណាក៏ដោយអ្នកដែលបានរកឃើញពិតប្រាកដមិនមែនជាសិស្សរបស់ Black Sea Sect ទេប៉ុន្តែជាបុព្វបុរសនៃ Clan របស់ខ្ញុំដោយសារតែទឹកដីដ៏មានសុភមង្គលនិកាយ Black Sea Sect បានធ្វើឲ្យបុព្វបុរសរបស់ខ្ញុំចូលរួមជាមួយនិកាយដែលជាវិធីដែលក្រុមឈាមហ៊ានបានមកនៅទីនោះតាមពិតទៅផែនទីដែលប្រើសម្រាប់ចូលកន្លែងនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការស្រាវជ្រាវជាច្រើនឆ្នាំលើផ្នែកមួយនៃត្រកូលរបស់ខ្ញុំគាត់បានប្រើបច្ចេកទេសវេទមន្តអាថ៌កំបាំងដើម្បីចម្រាញ់និងច្របាច់ឈាមរបស់គាត់ទៅក្នុងផែនទីពីព្រោះនាងនៅស្ងៀមមួយរំពេចមួយសន្ទុះក៏និយាយបន្តទៀតថាដោយសារតែទឹកដីដ៏ប្រពៃនេះធ្លាប់គ្រប់គ្រងដោយលោកម្ចាស់ដែលជាបុព្វបុរសនៃត្រកូលហ៊ានយ៉ាងណាក៏ដោយទីបំផុតគាត់បានក្លាយទៅជាតែមួយជាមួយដេលហើយរលាយបាត់ទៅទោះបីជាយ៉ាងនេះក្តីទំនាក់ទំនងទៅកាន់កន្លែងនេះនឹងលេចចេញជារូបរាងម្ដងការនៅក្នុងកូនចៅរបស់គាត់ខ្ញុំមិនប្រាកដថា Black Sea Sect កំពុងរៀបចំផែនការអ្វីនោះទេប៉ុន្តែមុនពេលគាត់ផ្លាស់ប្ដូរទៅជាផែនទីពូ Clan របស់ខ្ញុំបានប្រាប់ខ្ញុំថាដោយសារតែទំនាក់ទំនងឈាមរបស់គាត់ជាមួយកន្លែងនេះគាត់ដឹងថាមានបច្ចេកទេសសម្ងាត់មួយរបស់ Hand Clan មាននៅក្នុង Time Magic 3ភាគវេទមន្តនេះអាចបង្កើតកំណប់ឈាមរួយនឹងការកាន់កំណប់នេះអាចឲ្យអ្នកបូមយកវត្ថុធាតុផ្សេងដូចជានិទាក្រដៅនោះហើយជាមូលហេតុដែលស្រដៀងនឹងដើមឈើនាងបាននិយាយថាទោះសូម្បីតែនៅសម័យបុរាណក៏ដោយគឺសំឡេងរបស់នាងទន់ភ្លន់និងច្បាស់ថាកំណប់ទ្របឈាមរួយនឹងនេះគួរឲ្យភ្ញាក់ផ្អើលនិងកម្រឃើញណាស់សប្តាហ៍ថ្ងៃអាចចាត់ទុកថាបាត់បង់ប្រសិនបើវានៅតែមាននោះវាមានតែនៅក្នុងកន្លែងនេះទេខ្ញុំនឹងបញ្ចូលគ្នានៅភាគទាំង3ហើយចម្រាញ់យកទ្រព្យសម្បត្តិឈាមរួយនឹងវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំមិនចង់ឲ្យសមាជិក Hand Clan ផ្សេងទៀតដឹងអំពីវាទេខ្ញុំក៏ចង់ជៀសវាងការមើលងាយរបស់ Black Sea Sect នោះហើយជាមូលហេតុដែលខ្ញុំបានអញ្ជើញអ្នកទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះចំពោះបងប្រុសឆេគាត់នៅទីនេះ
ដោយសារតែកិច្ចព្រមព្រៀងពីមុនរវាងយើងទាំងពីរគ្រប់គ្នាច្បាស់ជាមានមិត្តរៀងខ្លួនថាតើអ្វីដែលនាងទើបតែនិយាយគឺពិតនិងប៉ុន្មានមិនពិតវិធីសាស្ត្រដែលនាងបានប្រើនៅខាងក្រៅដើម្បីប្រមូលផ្ដុំក្រុមរបស់ពួកគេជាមួយគ្នាបានផ្ដល់តម្រុយមួយចំនួនភ្នែករបស់មេងហាវភ្លឺឡើងលើក្រុមហើយនៅខាងក្នុងគាត់សើចវាហាក់បីដូចជាមនុស្សគ្រប់គ្នាកំពុងគិតអ្វីផ្សេងប៉ុន្តែក្រៅពីខ្ញុំវាហាក់ដូចជាគ្មាននរណាម្នាក់ស្ដាប់ការពន្យល់របស់ Hanbei នោះទេហើយនាងក៏ដឹងដែរវាហាក់ដូចជាមានអ្វីខុសជាមួយនឹងអ្វីដែលនាងបាននិយាយនាពេលនេះទោះជាយ៉ាងណាក៏ដោយ Classic of Time ទំនងជាពិតឥឡូវនេះខ្ញុំពិតជាមិនមានវត្ថុវេទមន្តដ៏មានឥទ្ធិពលច្រើនទេក្រៅពីដាវឈើខ្ញុំមានដើមឈើនិទាក្រដៅនិងសត្រដៅដែលងាយស្រួលចម្លងជាមួយកញ្ចក់ស្ពាន់ប្រសិនបើខ្ញុំអាចរៀនបច្ចេកទេសពីបុរាណនៃពេលវេលានោះបញ្ហារបស់ខ្ញុំនឹងត្រូវបានដោះស្រាយទោះយ៉ាងណាខ្ញុំនៅតែត្រូវប្រុងប្រយ័ត្នប្រសិនបើមានអ្វីខុសខ្ញុំនឹងប្រើមន្តស្នេហ៍សំណាងល្អចាក់ចេញពីកន្លែងនេះភ្លាមក៏សូម្បីតែពេលដែលគាត់បានគិតឡើងវិញ Hanbei បានបញ្ចេញកាយវិការអធិប្បាយដើម្បីបើកច្រកបុរាណនៅពីក្រោមពួកគេសំឡេងក្រហមពីបុរាណនិងបុរាណបានបន្លឺចេញពីខាងក្នុងហាក់ដូចជាសត្វដែលកំពុងតែភ្ញាក់រំពេចនោះពន្លឺភ្លឺចាំងមួយបានលេចចេញមកវាមិនរីករាលដាលឆ្ងាយវាព័ទ្ធជុំវិញត្រឹមតែ300ម៉ែត្រប៉ុណ្ណោះពេលពន្លឺបានលេចឡើង Hanbei បានសម្លឹងមើលទៅលើមេឃដូចជានាងកំពុងកញ្ញាអ្វីមួយបន្ទាប់មកសាកសពរបស់នាងបានឆាបឆេះហើយនាងបានបាញ់ទម្លាក់ចូលក្នុងផតថជាមួយនឹងស្នាមញឹមបន្តិចឆៃជីបានចូលផងដែរបន្ទាប់មក Chiyudel និងអ្នកដទៃទៀត Meng Hao បានវាយលុកតំបន់នោះជាមួយនឹង Spiritual Sense ដើម្បីបញ្ជាក់ថាវាគ្មានអ្វីក្រៅពីវិបផតថទូគុំនីគុំនោះទេក្រោយពីឃើញអ្នកផ្សេងចូលទៅហើយក៏ចាប់ផ្ដើមមិនច្បាស់គាត់ក៏ដើរតាមពន្លឺចាំងភ្លេចរួចក៏លុតទៅវិញមនុស្សគ្រប់គ្នាបានបាត់ខ្លួនលុះលេចមកវិញផ្ទៃមេឃនៅខាងលើក៏ដូចជានៅក្នុងដែនដីដ៏មានពរទោះយ៉ាងណាក៏ដោយផែនដីត្រូវបានគ្របដណ្ដប់ដោយស្នាមប្រេះនៅឆ្ងាយវត្ថុមួយអាចមើលឃើញនៅពេលដែលមេងហាវស្រវាំងភ្នែកពួកវាក៏ភ្លឺចាំងមួយផ្លែតរួចក៏ត្រឡប់មកធម្មតាវិញខាងមុខមានចង្ក្រានសំរិទ្ធដ៏ធំសម្បើមចង្ក្រានមានកម្ពស់រាប់សិបពាន់ម៉ែត្រឡើងខ្ពស់រហូតមើលទៅដូចជាទ្រមេឃវាមើលទៅទាំងបុរាណនិងបុរាណហាក់បីដូចជាវាមានច្រើនឆ្នាំរាប់មិនអស់ពន្លឺដែលគ្មានព្រំដែនអាចបញ្ចេញចេញពីចង្ក្រានដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ភ័យខ្លាចសូម្បីតែ Hanbei ក៏ដោយគំនិតជាច្រើនបានរត់ចូលក្នុងចិត្តរបស់អ្នករាល់គ្នាដែលមានវត្តមានចង្ក្រានគឺជារបស់ប្រើប្រាស់របស់ជាតិសាសន៍ពួកវាអាចបង្កើតបានដោយមនុស្សដែលមានជោគវាសនាមិនគួរឲ្យជឿវាប្រែថាចង្ក្រានដ៏គួរឲ្យភ័យខ្លាចបែបនេះមាននៅក្នុងកន្លែងនេះពិតជាកំណប់ទ្រព្យមែនតើអ្នកណាអាចក្លាហានហ៊ានច្នៃចង្ក្រានឋានសួគ៌បែបនេះការរចនាបែបបុរាណហាក់ដូចជាមិនអាចផ្គូផ្គងបានវាត្រូវតែនៅទីនេះរាប់សិបពាន់ឆ្នាំមកហើយតើវាអាចត្រូវបានគេក្លែងបន្លំដោយវត្ថុបុរាណដ៏មានមហិទ្ធិឫទ្ធិពួកគេទាំងអស់គ្នាហត់ពេលសម្លឹងមើលឆ្នាំងបាយសំបីតែបុរសត្រជាក់ក្នុងអាវពណ៌ប្រផេះក៏ដកដង្ហើមធំពេលឃើញពន្លឺចម្លែកមួយបានភ្លឺនៅក្នុងភ្នែករបស់គាត់ភ្នែករបស់ឆៃជីបានរួមតូចហើយវាត្រូវការពេលមួយរយៈមុនពេលដែលគាត់មានអារម្មណ៍ស្ងប់ឡើងវិញមែងហើយបានទទួលស្គាល់ភ្លាមនេះជាឆ្នាំងដែលគាត់បានឃើញនៅក្នុងការបញ្ជូនពីដើមទំពាំងបាយជូរមុនពេលវាស្លាប់នៅក្នុងអ្វីដែលហៅថាច្រកចេញពេលគាត់ក្រឡេកមើលជុំវិញគាត់អាចប្រាប់បានថាអ្វីនៅជុំវិញមើលទៅដូចគ្នាទៅនឹងអ្វីដែលគាត់បានឃើញនៅក្នុងច្រកចេញដែលសន្មត់គាត់សើចយ៉ាងត្រជាក់ក្នុងចិត្តប៉ុន្តែការបង្ហាញរបស់គាត់មិនផ្លាស់ប្ដូរតតែសោះគាត់បានយកលាភសំណាងមកវិញជាបន្តបន្ទាប់ហើយពិនិត្យមើលដើម្បីឲ្យប្រាកដថាវានៅតែដំណើរការនៅខាងក្នុងគាត់មិនអាចទប់ការសរសើរខ្លះចំពោះការពឹងផ្អែករបស់ឲ្យកនោះទេគាត់មិនប្រាកដថាវត្ថុសំណាងនេះមានតម្លៃប៉ុណ្ណាទេប៉ុន្តែគាត់ដឹងថាវានៅតែដំណើរការនៅកន្លែងនេះដោយមានអារម្មណ៍ថាមានទំនុកចិត្តបន្តិចគាត់បានក្រឡេកទៅមើលចង្ករៀនធំគាត់មិនអាចជួយបានប៉ុន្តែមានអារម្មណ៍ភ្ញាក់ផ្អើលទោះបីនេះមិនមែនជាលើកទី1ទេដែលគាត់បានឃើញវាប៉ុន្តែការឈរនៅពីមុខវាធ្វើឲ្យគាត់មានអារម្មណ៍ថាដូចជាសត្វល្អិត Chiyudel បាននិយាយដោយដកដង្ហើមធំថាចង្ក្រានត្រូវបានប្រេះអ្នកគ្រប់គ្នាអាចមើលឃើញថាចង្ក្រានធ្វើពីលង្ហិនដ៏គួរឲ្យស្ញប់ស្ញែងមានស្នាមប្រេះធំមួយដែលកំពុងរត់កាត់វាការប្រេះហាក់ដូចជាចង់បំបែកឆ្នាំងជាពីរប៉ុន្តែមិនអាចធ្វើបានតតែសោះអ្នកផ្សេងទៀតបានស្មានក្នុងចិត្តថាស្នាមប្រេះនេះត្រូវបានបង្កឡើងដោយវត្ថុវេទមន្តដ៏រន្ធត់មួយចំនួនផ្សេងទៀតប៉ុន្តែពេលមេងហាវបានឃើញវាបានទទួលអារម្មណ៍ខុសពីគ្នាការប្រេះបែកនេះមិនមែនជាអ្វីដែលបណ្ដាលមកពីវត្ថុវេទមន្តទេគាត់បានសម្លឹងមើលទៅលើមេឃហើយគិតត្រឡប់ទៅវិញទៅមកថាតើវាមានអារម្មណ៍យ៉ាងណាដែលត្រូវបានរន្ទះបាញ់នោះគឺជាប្រភេទនៃអារម្មណ៍ដូចគ្នាដែលគាត់ទទួលបាននៅពេលដែលគាត់បានមើលការបង្ក្រាបច្បាស់ជាបណ្ដាលមកពីរន្ទះបាញ់
អ្នកណាដែលអាចកាន់កាប់ឆ្នាំងដ៏ធំនេះហើយប្រើវាជាវត្ថុវេទមន្តប្រាកដជាអាចអង្រួនពិភពនៃការដាំដុះពាក្យរបស់ឆៃជីទន់ភ្លន់ប៉ុន្តែពោរពេញដោយចំណង់ចំណូលចិត្តជំពូកទី158រួមរស់ជាមួយជីហានប៉ៃដកដង្ហើមចូលជ្រៅហើយមើលទៅភាពរំភើបពេញមុខរបស់នាងបានលើកដៃស្ដាំឡើងហើយដុំថ្មបុរាណរាងអស្ចារ្យមួយបានហោះចេញវាជាពណ៌បៃតងជ្រៅស្ទើរតែខ្មៅហើយមានរូបរាងមិនធម្មតាទាំងស្រុងវាមិនមែនជាវត្ថុដែលមនុស្សធម្មតាកាន់ក្នុងដៃនោះទេប៉ុន្តែជាវត្ថុដែលហាក់ដូចជាគេកប់យ៉ាងជ្រៅនៅក្នុងភ្នូរបុរាណមិនដែលឃើញពន្លឺថ្ងៃនោះទេពណ៌របស់វាហាក់ដូចជាលទ្ធផលនៃការស្រូបយកក្លិននៃការស្លាប់ដ៏អាក្រក់ខ្លាំងពេកអស្ចារ្យរ៉ែបានហោះចេញហើយបន្ទាប់មកបញ្ចេញពន្លឺដ៏គួរឲ្យភ្ញាក់ផ្អើលដែលគ្របដណ្ដប់គ្រប់យ៉ាងនៅជុំវិញពន្លឺបានរំកិលឡើងខណៈដែលវាបាញ់ទៅមុខឆ្ពោះទៅរកស្នាមប្រេះលើផ្ទៃនៃឆ្នាំងធំរួចចូលទៅក្នុងវានេះគឺជាកន្លែងដែលភាគចុងក្រោយចំនួន2នៃ Classic of Time គឺHanbei និយាយនាងបានហោះទៅមុខបន្ទាប់មកឆៃជីស្ត្រីឡៃឈឺយូដែលនិងបុរសពាក់អាវពណ៌ប្រផេះមេងហៅក៏បន្តដំណើរទៅមុខដែលពន្លឺចាំងផ្លេកចំនួន6បានបាញ់ឆ្ពោះទៅមុខកាន់តែខិតទៅជិតនិងខិតទៅជិតចង្ក្រានដ៏ធំសម្បើមនៅពេលដែលពួកគេធំឡើងពួកគេមានអារម្មណ៍ថាមានសម្ពាធដ៏ធំសម្បើមដែលរាលដាលចេញពីចង្ក្រានដែលបន្តកើនឡើងកាន់តែខ្លាំងនិងកាន់តែខ្លាំងមិនយូរប៉ុន្មានពួកគេជិតដល់ស្នាមប្រេះដ៏ធំសម្បើមដែលមើលទៅដូចជាអន្លង់ដ៏ធំសម្បើមនៅលើផ្ទៃនៃឆ្នាំងបាយពួកគេមកឈប់នៅពីមុខកន្លែងបង្ក្រាបអាប់អន់តែជុំវិញខាងក្នុងស្ដាងប៉ុន្តែគ្រប់ដណ្ដប់ទាំងអស់នៅខាងក្នុងគ្មានអ្វីក្រៅពីភាពខ្មៅពេលជិតដល់ការប្រេះបែកឆៃជីបានទះថង់ដែលកាន់ពន្លឺពណ៌បៃតងមួយបានលេចចេញជារូបរាងដ៏រឹងមាំទៅជាសត្វដែលមានរោមពេញខ្លួនរាងកាយរបស់វាបានភ្លឺខណៈដែលវាបានបាញ់ចំទៅកាន់ស្នាមប្រេះភ្លាមនោះវាបានប៉ះនឹងអាប់នោះវាបានបញ្ចេញនូវការយំសោកយ៉ាងវេទនាហើយរាងកាយរបស់វាត្រូវបានរហែកជាដុំការប្រុងប្រយ័ត្នបានពេញបេះដូងអ្នកមើលហានប៉ៃបាននិយាយថាមានតែអ្នកដែលមានអារម្មណ៍ខាងវិញ្ញាណមិនគួរឲ្យជឿទេដែលអាចលើកអប់និងជួសជុលស្នាមប្រេះនេះបានបន្ទាប់មកយើងអាចចូលបាននាងមើលទៅលើមេឃម្ដងទៀតហាក់ដូចជាកំពុងកញ្ញាអ្វីមួយបន្ទាប់មកនាងក៏ងាកមកមើលមេងហៅវាមិនមែនគ្រាន់តែជានាងទេការសម្លឹងរបស់ឈីយូដែលបានធ្លាក់មកលើគាត់ផងដែរការប្រយុទ្ធរបស់មេងហៅជាមួយស្ត្រីឡយនិងធម្មពលដ៏ខ្លាំងក្លានៃវិញ្ញាណរបស់គាត់បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុរសនោះមេងហៅបាននិយាយទាំងមិនសមរម្យថាមិត្ត Davis 10អ្នកត្រូវតែនិយាយលេងចង្ក្រាននេះត្រូវបានបោះចោលរាប់មិនអស់ជាច្រើនឆ្នាំមកហើយវាមានក្លិនលើសពីធម្មតាខ្ញុំមិនគិតថាខ្ញុំអាចប៉ះស្នាមប្រេះនោះទេនាងនិយាយយ៉ាងប្រញាប់ថាអ្នកជាអ្នកយល់ខុសពិតណាស់ខ្ញុំដឹងថាចង្ក្រាននេះមិនមែនជារបស់ដែលមនុស្សដែលមានមូលដ្ឋានដាំដុះដូចពួកយើងអាចប៉ះបានទេខ្ញុំមានកំណប់ទ្រព្យមរតកគ្រួសារដែលអាចលុបបំបាត់ស្នាមប្រេះបានទោះជាយ៉ាងណាក៏ដោយវាត្រូវបានដឹកនាំដោយវិញ្ញាណការធ្វើដូច្នេះនឹងធ្វើឲ្យស្នាមប្រេះរើបានជាសះស្បើយពេលនាងនិយាយនាងទះថង់ដែលកាន់ដើម្បីបង្កើតកង្ហារតូចមួយទំហំប៉ុនបាតដៃវាមានរោមតែ3ប៉ុណ្ណោះដែលនីមួយត្រូវបានគ្របដណ្ដប់ដោយនិមិត្តសញ្ញាវេទមន្តមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចប្រើប្រាស់កំណប់បានហើយវិញ្ញាណរបស់អ្នកគឺខ្លាំងបំផុតក្នុងចំណោមក្រុមរបស់យើងខ្ញុំពិតជាសង្ឃឹមថានឹងទទួលបានជំនួយពីអ្នកនៅពេលដែលយើងចូលនឹងមានតំបន់ផ្សេងទៀតដែលអ្នកមិនតម្រូវឲ្យធ្វើអ្វីមួយវត្ថុនេះគឺជាអ្នកគ្រប់គ្រងនៅពេលដែលវិញ្ញាណរបស់វាត្រូវបានរុញច្រានដោយ spiritual sense វានឹងបញ្ចេញថាមពលដែលត្រួតត្រាលើទីតាំងដាំដុះរបស់យើងវាគឺជាកំណប់ទ្រព្យពិសេសសម្រាប់ hand clan នេះមេងហៅសម្លឹងមើលទៅកង្ហារមួយសន្ទុះរួចលើកដៃឡើងកង្ហារបានហោះទៅរកគាត់ពិនិត្យមើលមួយផ្លែតប៉ុន្តែមិនបានប៉ះវាទេនៅទីបំផុតគាត់ងក់ក្បាលបន្តិចដោយឃើញគាត់យល់ព្រមហានប៉ៃក៏ដកដង្ហើមធំបន្ទាប់មកនាងបានរើចេញទៅខាងក្រៅឆ្ងាយពីមេងហៅដើម្បីការពារកុំឲ្យមានការយល់ច្រឡំមុខរបស់គាត់ទេនៅពេលដែលគាត់បានបញ្ចេញវិញ្ញាណរបស់គាត់នៅពេលដែលវាបញ្ចេញចេញមកហានប៉ៃនិងអ្នកផ្សេងទៀតបានផ្ដោតអារម្មណ៍ដឹងពីថាមពលដ៏ធំសម្បើមហើយប្រៀបធៀបវាទៅនឹងរបស់ខ្លួនពួកគេទាំងអស់កាន់តែមានការប្រុងប្រយ័ត្នទន្មេងហៅបានបញ្ជូនវិញ្ញាណរបស់គាត់ទៅអ្នកគ្រប់គ្រងដើម្បីពិនិត្យវាប្រាកដណាស់វាត្រូវបានគេដាក់ឈ្មោះដោយភ្ជាប់វាទៅនឹង Hanbei មេងហៅងើបក្បាលឡើងមើលស្នាមប្រេះក្នុងឆ្នាំងធំសម្បើមមួយសន្ទុះក្រោយមកគាត់បានលើកដៃឡើងទៅមុខភ្លាមនោះកង្ហារបានផ្ទុះឡើងជាអណ្ដាតភ្លើងស្លាប់ទាំង3ចាប់ផ្ដើមវាយគ្នាយ៉ាងចម្លែកខ្យល់គួចបានបក់មកជុំវិញមេងហៅពេលដៃរបស់គាត់រំកិលទៅមុខខ្យល់គួចក៏បាញ់សម្ដៅទៅអាប់សំឡេងមួយបានបន្លឺឡើងខណៈដែលវាបុកចូលទៅក្នុងនោះអាប់បានចាប់ផ្ដើមបោកបក់មកភ្លាមដំបូងវាហាក់ដូចជាអ្នកទាំងពីរនឹងលុបចោលគ្នាទៅវិញទៅមកទោះយ៉ាងណាក៏ដោយខ្យល់
គួចមិនខ្លាំងគ្រប់គ្រាន់ទេហើយចាប់ផ្ដើមរសាត់ទៅឆ្ងាយស្នាមប្រេះអាចលុបបានប៉ុន្តែវាស្រកបន្តិចម៉េងហៅបានមើលអប់នៅក្នុងការប្រេះស្រាំឡើងវិញហាក់ដូចជាវាកំពុងកើតជាថ្មីគាត់គិតមួយផ្លែតរួចលើកដៃស្ដាំចេញហើយបញ្ចេញវិញ្ញាណបន្ថែមទៀតលើកនេះគាត់ប្រើច្រើនជាងមុនធ្វើឲ្យភ្លើងឆេះកង្ហាឡើងកាន់តែភ្ញាក់ផ្អើលឥឡូវនេះអណ្ដាតភ្លើងបានពេញដោយពណ៌ពីរសិស្សរបស់អ្នកមើលបានរឹតបន្តឹងខណៈពួកគេទទួលបាននូវថាមពលនៃវិញ្ញាណរបស់ម៉េងហៅដែលមើលទៅហាក់ដូចជាលើសពីការធ្វើខ្លួនរបស់ពួកគេទ្វេដងនេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលដល់ស្នូជាពិសេសហានប៉ៃដែលភ្នែកពោពេញដោយភាពភ័យខ្លាចនៅពេលនាងមើលគាត់វាហាក់ដូចជាអ្នកគាំទ្រកំពុងជញ្ជក់អារម្មណ៍ខាងវិញ្ញាណរបស់ម៉េងហៅឲ្យលឿនតាមដែលអាចធ្វើទៅបានគាត់បានបន្តដោយប្រុងប្រយ័ត្នប្រសិនបើមានសញ្ញាណាមួយបង្ហាញថាគាត់កំពុងបាត់បង់ការគ្រប់គ្រងគាត់នឹងផ្ដាច់ទំនាក់ទំនងរបស់វាទៅនឹងវិញ្ញាណរបស់គាត់លាមខ្យល់គួចបានលេចមកម្ដងទៀតសូម្បីតែខ្លាំងជាងលើកមុនទៅទៀតមួយរំពេចនោះតួអង្គរបស់ម៉េងហៅស្ទើរតែមើលមិនឃើញក្នុងខ្យល់បក់បោកអ្នកមើលមិនអាចបញ្ចេញរូបភាពគាត់ក្រវីដៃទៅមុខដូចដែលគាត់បានធ្វើរោមទី1របស់កង្ហាបានផ្លាស់ប្ដូរភ្លាមទៅជាភេសឆេះហើយរោមទី2ក៏ចាប់ផ្ដើមដាច់ខ្យល់បក់កាន់តែខ្លាំងឡើងដោយកម្លាំងវាបានធ្លាក់ចូលទៅក្នុងអាប់ហើយដូចដែលវាបានកើតឡើងស្លាប់ទី3របស់កង្ហាបានបាត់ទៅជាភេសអណ្ដាតភ្លើងពេលនេះអ្នកគាំទ្រទាំងមូលបាក់បែកគ្នាធ្វើឲ្យបេះដូងហែនបេរលាបន្តិចបន្ទាប់មកការសម្លឹងរបស់នាងរឹងជោគជ័យឬបរាជ័យនឹងកើតឡើងនៅដំណាក់កាលនេះប៊ូមការផ្ទុះដ៏ធំមួយបានផ្ទុះឡើងនៅពេលដែលខ្យល់គួចដ៏ធំសម្បើមបានបុកជាមួយអាប់ពួកគេបានញ៉ាំអាហារគ្នាទៅវិញទៅមកហើយស្រាប់តែមានចន្លោះមួយលេចឡើងក្នុងអាប់ក្នុងពេលជាមួយគ្នានោះភាពត្រជាក់ដ៏អាក្រក់មួយបានផ្ទុះចេញពីក្នុងចង្ក្រានបាញ់ចេញតាមអាប់និងផ្ទុះពេញក្រុមអ្នកដាំដុះវាហាក់ដូចជាទ្វារមួយទើបតែបើកដែលបិទអស់ជាច្រើនឆ្នាំក្លិនដែលត្រូវបានផ្សារភ្ជាប់រាប់មិនអស់រាប់ឆ្នាំបានផ្ទុះឡើងហូរកាត់ម៉េងហៅនិងអ្នកដទៃប្រសិនបើវាទាំងអស់នោះវាមិនមែនជារឿងធំនោះទេទោះជាយ៉ាងណាក៏ដោយនៅក្នុងភាពត្រជាក់នៃពេលវេលាមានការចងចាំដែលបានឆ្លងកាត់មនុស្ស6នាក់រំពេចនោះរូបភាពបានលេចឡើងនៅចំពោះមុខពួកគេពីសម័យមុនរាប់មិនអស់ក្នុងការនិមិត្តអាចត្រូវបានគេមើលឃើញចង្ក្រានលង្ហិនដ៏ធំសម្បើមនិងគួរឲ្យភ្ញាក់ផ្អើលវាអន្តែតពីលើផែនដីក្រោមមេឃពណ៌ក្រហមផ្លេកបន្ទោដ៏គួរឲ្យភ្ញាក់ផ្អើលបានចុះមកលើផ្ទៃរបស់វាកាត់វាឥតឈប់ឈរហាក់ដូចជាពួកគេចង់កំទេចវាឲ្យទៅជាគ្មានអ្វីសោះទោះជាយ៉ាងណាក៏ដោយចង្ក្រានមិនព្រមចូលទេហើយវាក៏ងើបឡើងចំពេលមានសំឡេងផ្លេកបន្ទោពីលើមេឃពណ៌ក្រហមខ្យល់បក់មួយបានលេចចេញមកដែលលើសពីនេះស្ទើរតែមិនអាចបង្កើតរូបភាពនៃពិភពលោកមួយទៀតបានចង្ក្រានប្រាថ្នាចង់ផ្កើននឹងឋានសុខហើយឆ្លងកាត់ទឹកហូរចូលទៅក្នុងពិភពមិនច្បាស់លាស់ខាងក្រៅនៅខាងក្រោមដីមានរូបរាប់រយរាប់ពាន់ពួកគេបានក្រាបលើដីដោយសូត្រគម្ពីរព្រមគ្នាសំឡេងនៃសំឡេងរបស់ពួកគេបានបញ្ចូលគ្នាហើយបន្លឺឡើងនៅពេលដែលសំឡេងយឺដ៏ត្រជាក់របស់គាត់វាធ្វើឲ្យម៉េងហៅនឹកដល់ពួកសិស្សនៃនិកាយសៀវខ្មៅដែលអង្គុយកាត់ជើងនិងសូត្រប្រគម្ពីរវាស្ដាប់ទៅស្រដៀងគ្នាទោះបីជាគាត់មិនអាចប្រាប់ព័ត៌មានលម្អិតអំពីអ្វីដែលពួកគេកំពុងស្រែកក៏ដោយរំពេចនោះក៏មានសំឡេងមួយបន្លឺចេញពីក្នុងឆ្នាំងវាជាបំណងប្រាថ្នារបស់អ្នកសម្រាប់ផ្ទៃមេឃរបស់អ្នកដើម្បីជំនួសមេឃដែលមានផ្កាយដើម្បីបិទភ្នែករបស់ខ្ញុំជាមួយនឹងលំហនៃឋានសួគ៌ដើមឈើពិភពលោកនឹងមិនចុះចូលទេហើយបំផ្លាញខ្លួនឯងនៅលើមេឃដែលមានផ្កាយម្ចាស់របស់ខ្ញុំប្រហែលជាកំពុងដេកប៉ុន្តែតើគាត់អាចនៅក្រោមមេឃតែមួយដូចជីទេពន្លឺបានធ្លាក់ចុះមកពីស្ថានសួគ៌ឥតឈប់ឈរដោយព្យាយាមបំផ្លាញចង្ក្រានរំពេចនោះការមើលឃើញបានកន្លងផុតពីក្រសែភ្នែករបស់មនុស្សគ្រប់គ្នាលើកលែងតែម៉េងហៅពួកគេបានផ្លាស់ប្ដូរមុខមាត់គ្នាទៅវិញទៅមកម៉េងហៅខិតទៅជិតចង្ក្រានបន្តិចហើយជាអ្នកដំបូងដែលបានជួបការផ្ទុះនៃឆែមវែងចក្ខុវិស័យរបស់គាត់បានបន្តយូរបន្តិចគាត់បានឃើញឆ្នាំងសម្រិតដ៏ធំបន្តងើបឡើងផ្លេកបន្ទោដែលធ្លាក់ពីលើមេឃពណ៌ក្រហមបានចាប់ផ្ដើមបញ្ចូលគ្នាវាមិនអាចទៅរួចទេក្នុងការប្រាប់ថាតើផ្លេកបន្ទោចំនួនប៉ុន្មានបានប្រមូលផ្ដុំគ្នាដើម្បីបង្កើតលំពែងដ៏ធំសម្បើមវាមើលទៅដូចជាធ្មេញហុំព័ទ្ធដោយវាលនៃផ្លេកបន្ទោដែលបាញ់សម្ដៅទៅកាន់ឆ្នាំងការផ្ទុះមួយបានបន្លឺឡើងហើយចង្ក្រានលង្ហិនញាក់ញ័រការបង្ក្រាបដ៏ធំមួយបានបំបែកតាមរយៈវាមិនឡើងទៀតទេហើយបែរជាធ្លាក់ចុះវាបានធ្លាក់ទៅដីហើយបន្ទាប់មកមានសំឡេងមួយទៀតបន្លឺឡើងវាហាក់ដូចជាដកដង្ហើមធំអ្នកមិនចង់ឲ្យខ្ញុំយកឆ្នាំងនេះចេញពីកន្លែងនេះទេអញ្ចឹងខ្ញុំនឹងសម្រាកនៅទីនេះជារៀងរហូតរងចាំថ្ងៃដែលអ្នកដួលត្រង់ចំណុចនេះហើយដែលការមើលឃើញបានរសាត់បាត់ពីភ្នែករបស់ម៉េងហៅគាត់ដកដង្ហើមវែងរួចងើបក្បាលមើលចង្ក្រានមកដល់ពេលនេះអាប់នឹងស្នាមប្រេះដែលបណ្ដាលមកពីវាបានបាត់អស់ហើយទឹកមុខរបស់ហែនបេបង្ហាញការព្រួយបារម្ភដោយមិនស្ទាក់ស្ទើរបន្តិចនាងបានបាញ់ទៅមុខហោះឆ្ពោះទៅរកស្នាមប្រេះដោយគ្មានពាក្យមួយម៉ាត់ក្រុមដែលនៅសល់ក៏ដើរតាមភ្នែករបស់ពួកគេព្រិចភ្នែកម៉េងហៅបានហោះទៅជាមួយពួកគេខណៈដែលពួកគេ
ធ្វើដំណើរក្នុងល្បឿនលឿនឆ្ពោះទៅកាន់ចំណុចបែកពេលចូលទៅក្នុងឆ្នាំងភ្លាមមេងហៅមានអារម្មណ៍ថាកញ្ចក់ស្ពាន់នៅក្នុងកាបូបខូស្មូសក្តៅខ្លាំងឥឡូវនេះមិនមែនជាពេលវេលាដើម្បីពិនិត្យមើលវាទេមេងហៅចូលក្នុងឆ្នាំងដើម្បីរកឃើញខ្លួនឯងក្នុងពិភពគោលាន់ផ្នែកខាងក្នុងនៃឆ្នាំងបាយមានទំហំរាប់សិបពាន់ម៉ែត្រវាពោពេញដោយផ្លេកបន្ទោស្ទើរតែដូចទន្លេពន្លឺដែលបង្កើតឡើងដោយផ្លេកបន្ទោយ៉ាងខ្លាំងគឺងឹតដូចពន្លឺថ្ងៃទោះយ៉ាងណាក៏ដោយមិនមានពេលសម្រាប់ក្រុមដើម្បីសម្លឹងមើលពិភពលោកនៅក្នុងចង្ក្រាននោះទេពីក្នុងចំណោមពួកគេសំឡេងស្រែកបងហូឈៀមបានបន្លឺឡើងស្ត្រីលេគឺជាអ្នកចុងក្រោយដែលបានចូលភ្លាមនោះផ្លេកបន្ទោបានធ្លាក់មកក្នុងល្បឿនមិនគួរឲ្យជឿវាបានបុកនាងបានស្រែកនៅពេលដែលរាងកាយរបស់នាងត្រូវបានផ្លាស់ប្ដូរទៅជាភេហោះសូម្បីតែកាបូបដែលកាន់របស់នាងក៏ត្រូវបានដុតបំផ្លាញចោលតែជំពូកទី159ការរេដោយគ្មានជុំនៅក្នុងនិន្នាការនៃឋានសួគ៌ក៏វាបានកើតឡើងយ៉ាងលឿនដែលមុខរបស់ឈឺយូដឺផ្លឹបផ្លែតនៅជាប់នឹងគាត់ភ្នែករបស់អ្នកដាំដុះសម្លៀកបំពាក់ពណ៌ប្រផេះបានរួមតូចហើយគាត់បានទះកាបូបរបស់គាត់ដែលកាន់ដើម្បីផលិតឈើវាបានបញ្ចេញពន្លឺពណ៌ខៀវដែលហាក់ដូចជាបង្ហាញថាវាអាចទប់ទល់នឹងរន្ទះពន្លឺពណ៌ខៀវបានគូររង្វង់ជុំវិញអ្នកដាំដុះដែលមានសម្លៀកបំពាក់ពណ៌ប្រផេះហើយគាត់បានដើរជាច្រើនជំហានទៅឆ្ងាយហាក់ដូចជាគាត់មិនចង់ឈរជិតអ្នកដទៃមុខឆៃជីក៏ស្រពោនប្រហែលជាពេលជាមួយគ្នាដែលពន្លឺពណ៌ខៀវចាំងឡើងជុំវិញអ្នកដាំអាវប្រផេះរូបសំណាកឈើមួយបានលេចឡើងក្នុងដៃរបស់ឆៃជីរូបសំណាកនេះមានក្បាល3និងដៃ6នៅពេលដែលវាលេចចេញមកវាបានប្រែក្លាយទៅជាពន្លឺដ៏ស្រទន់ដែលបញ្ចេញពន្លឺជុំវិញឆៃជីហានប៉ៃមានប្រតិកម្មកាន់តែលឿនកាន់តែឆាប់ជាងសូម្បីតែឆៃជីឬបុរសពាក់អាវពណ៌ប្រផេះទៅទៀតបល្ល័ង្កផ្កាឈូក3ពណ៌បានបង្ហាញខ្លួននៅពីមុខនាងជាក់ស្ដែងនេះក៏ជាប្រភេទកំណប់ការពាររន្ទះផងដែរមានតែខះយូដែលនិងមេងហៅប៉ុណ្ណោះដែលហាក់ដូចជាគ្មានវត្ថុបែបនេះឈឺយូដែលបញ្ចេញនៅការឈឺចាប់យ៉ាងត្រជាក់ខណៈដែលគាត់បានស្រាយកំណប់ពណ៌ខៀវដែលមានរាងដូចគ្រាប់ថ្នាំគ្រាប់បានបញ្ចេញខែពណ៌បៃតងខៀវដែលព័ទ្ធជុំវិញខ្លួនរបស់គាត់ឃើញរឿងទាំងអស់នេះមេងហៅសើចយ៉ាងក្រៀមក្រំ3នាក់ទៀតបានខົບខិតគ្នាជាក់ស្ដែងបើមិនដូច្នេះទេហេតុអ្វីបានជាពួកគេទាំងអស់អាចបំពាក់ដោយកំណប់ការពាររន្ទះមានតែគាត់និងស្ត្រីលៃប៉ុណ្ណោះដែលបានមកដោយមិនបានត្រៀមខ្លួនមេងហៅនិយាយដោយចិត្តត្រជាក់ភ្នែករបស់គាត់ក្រឡេកមើលពួកគេទាំង4នាក់ថាល្អណាស់សហការី Davis Tan Han Pei បាននិយាយយ៉ាងស្រាលថាខ្ញុំមិនដែលស្មានថានឹងមានពន្លឺច្រើនបែបនេះទេដូច្នេះខ្ញុំមិនប្រកាសថាអ្នកកំពុងនិយាយអំពីអ្វីនោះទេមិត្តរួមក្រុម Davis Meng ប្រសិនបើអ្នកមិនមានវត្ថុការពារពន្លឺទេនោះអ្នកត្រូវបានស្វាគមន៍ក្នុងការប្រើស្លឹកប្រឆាំងនឹងរន្ទះនេះវាមានប្រសិទ្ធភាពកម្រិតមធ្យមប៉ុន្តែវាប្រសើរជាងគ្មានអ្វីសោះស្លឹកថ្លាមួយបានលេចចេញមកក្នុងដៃនាងហើយនាងសម្លឹងមើលទៅកាន់មេងហៅតាមពិតទៅនាងបានសម្លឹងមើលគាត់ពេញមួយពេលនេះជាពិសេសពេលដែលគាត់ចូលឆ្នាំងបាយពេលនោះកើតឡើងភ្នែករបស់នាងបានភ្លឺឆៃជីនិងបុរស2នាក់ទៀតកំពុងសម្លឹងមើលមេងហៅទោះបីជាមិនអាចប្រាប់ពីអ្វីដែលពួកគេកំពុងគិតក៏ដោយភ្នែករបស់ពួកគេហាក់ពោពេញដោយសំណួរដែលមិនមានចម្លើយផ្លេកបន្ទោបានបន្លឺឡើងពីលើពួកគេហើយផ្គរលាន់ពេញខ្យល់វាមានឥទ្ធិពលនឹងភ្ញាក់ផ្អើលផ្លេកបន្ទោរនីមួយហាក់ដូចជាកាច់ខ្លាំងមិនគួរឲ្យជឿខ្លាំងល្មមអាចបាញ់ទម្លាក់សំបីតែដំណាក់កាលបង្កើតមូលនិធិយឺតរំពេចនោះផ្លេកបន្ទោបានធ្លាក់ចំកណ្ដាលពួកគេការផ្ទុះមួយបានបន្លឺឡើងខណៈដែលផ្លេកបន្ទោបានសាយភាយទៅក្នុងចរន្តអគ្គិសនីរាប់មិនអស់មេងហៅបាននិយាយដោយស្ងប់ស្ងាត់ថាខ្ញុំមិនមានធាតុការពាររន្ទះទេប៉ុន្តែខ្ញុំមានបច្ចេកទេសទាក់ទាញរន្ទះអាប់ផ្លេកបន្ទោបានលេចឡើងជុំវិញគាត់ដែលបន្ទាប់មកបានបកចូលទៅក្នុងទង់ផ្លេកបន្ទោចរន្តអគ្គិសនីបានវិលជុំវិញវាដែលរួមបញ្ចូលខ្សែដែលផ្ទុកនៅទុកវេទនាឋានសួគ៌ក៏ដែលមេងហៅបានប្រមូលវាច្បាស់ណាស់ថាជាវត្ថុមិនធម្មតាផ្លេកបន្ទោដែលនៅក្បែរនោះហាក់បីដូចជាកំពុងត្រូវបានទាញចុះមកក្រោមប្រសិនបើផ្លេកបន្ទោទាំងអស់នៅក្នុងតំបន់នេះពិតជាត្រូវបានហើរចេញមកមែននោះវាមិនមានបញ្ហាថាតើអ្នកផ្សេងទៀតមានមន្តអាគមការពាររន្ទះនោះទេពួកវាទាំងអស់នឹងប្រែទៅជាធូលីលឿនដូចស្ត្រីលីស្ទើរតែភ្លាមនៅពេលដែលទង់ជាតិផ្លេកបន្ទោបានលេចចេញមកហើយផ្លេកបន្ទោនៅជុំវិញពួកគេក៏ចាប់ផ្ដើមញ័រមេងហាវបានបិទទង់ជាតិចូលទៅក្នុងមាត់របស់គាត់វិញផ្លេកបន្ទោបានបែកខ្ញែកទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះវាច្បាស់ណាស់ថាប្រសិនបើទង់ជាតិនៅតែស្ថិតក្នុងតំបន់នេះក្នុងរយៈពេលណាមួយនោះវានឹងហើយផ្លេកបន្ទោហើយពួកគេនឹងស្លាប់ទាំងអស់ការបង្ហាញរបស់ឆៃជីផ្លឹបផ្លែតភ្នែកបុរសពាក់អាវពណ៌ប្រផេះបានរួមតូចហើយឈីយូដែលដកដង្ហើមធំហើយដើរថយក្រោយពីរបីជំហានខ្លាចមេងហៅពេញភ្នែកអារម្មណ៍នៃគ្រោះថ្នាក់បានពេញក្បាលហើយចិត្តរបស់គេចាប់ផ្ដើមលោតញាប់ទឹកមុខមិនសូវមើលទៅឃើញភ្លាមសម្លេងរបស់ឆៃជីក៏ក្រៀមក្រំដែរខណៈដែលគាត់និយាយថា The Mid Davis អ្នកពិតជាហួសហេតុពេកហើយ
បេះដូងរបស់គាត់ពោពេញទៅដោយការប្រុងប្រយ័ត្នពេលគាត់និយាយការយកចិត្តទុកដាក់របស់គាត់ផ្ដោតតែលើមេងហៅប៉ុណ្ណោះ Chiyudel បានរងឥទ្ធិពលពីភាពសាហាវឃោរឃៅរបស់មេងហៅពីរដងរួចមកហើយពេលនេះគាត់សម្លឹងគាត់ដោយមើលទៅស្មុគស្មាញដោយមិននិយាយអ្វីសោះម្ដងទៀតគាត់ដកដង្ហើមចូលខាងក្នុងនៅក្នុងក្រសែភ្នែករបស់គាត់មេងហៅមិនអន់ជាង eccentric ការបង្កើតនោះមួយចំនួននោះទេគាត់មិនត្រូវការធាតុការពាររន្ទះទេដោយមានវត្ថុតាក់ទាញដោយផ្លេកបន្ទោគាត់បានបង្វែរទៅភ្លាមហើយធ្វើឲ្យអ្នកដទៃមានការលំបាកមិត្ត Davis តើវាមានន័យយ៉ាងណាបុរសស្លៀកពាក់ពណ៌ប្រផេះបាននិយាយដោយសម្លឹងមើលមេងហៅបាននិយាយថាអូគ្មានអ្វីទេគឺខ្ញុំគ្រាន់តែចង់ដាស់តឿនអ្នករាល់គ្នាថាមេងហៅអាចហៅរន្ទះបានគ្រប់ពេលគាត់និយាយដោយស្ងប់ស្ងាត់និងយឺតពេលគាត់ឈរនៅទីនោះគាត់ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីដកកំណត់ផ្លេកបន្ទោរបស់គាត់ចេញប្រសិនបើសូម្បីតែផ្លេកបន្ទោមួយដុំបានធ្វើដំណើរទៅគាត់ហានប៉ីមិននិយាយអ្វីទាំងអស់សម្រាប់ការដកដង្ហើមពីរបីដងមុនពេលស្នាមញញឹមដ៏មានមន្តស្នេហ៍លេចឡើងនៅលើមុខរបស់នាងខ្ញុំនិយាយលេងជាមួយអ្នកពេលនេះមិត្តដាវម៉េងពិតណាស់ខ្ញុំមានវិធីឲ្យអ្នកទប់ទល់នឹងរន្ទះនាងគ្រវីដៃហើយស្លឹកមួយបានធ្លាក់ពីបល្ល័ង្កផ្កាឈូកនាងហៀបនឹងប្រគល់វាទៅឲ្យគាត់ពេលគាត់សើចហើយចូលមកជិតនាងមុខរបស់នាងធ្លាក់ចុះបេះដូងរបស់នាងពោពេញទៅដោយការភ័យខ្លាចចំពោះវិធីសាស្ត្ររបស់គាត់ហើយពេលនាងឃើញគាត់នៅជិតនាងបានបោះជំហានថយក្រោយដោយអចេតនាប៉ុន្តែគាត់បានមកដល់ខាងនាងរួចហើយគាត់បាននិយាយយ៉ាងត្រជាក់ថាមិនចាំបាច់ទៅរកបញ្ហាទេមិត្ត Davis ថែនផ្លេកបន្ទោបានបន្លឺឡើងពីលើពួកគេតោះប្រើបល្ល័ង្កឈូករបស់អ្នកជាមួយគ្នាតើវាមិនងាយស្រួលទេឬអ្នកមិនចង់ធ្វើដូច្នេះទឹកមុខស្រពោនបានលេចឡើងលើផ្ទៃមុខរបស់នាងប៉ុន្តែមុននឹងនាងអាចនិយាយអ្វីបានអ្នកដាំដុះអាវពណ៌ប្រផេះងក់ក្បាលគាត់បាននិយាយថានោះនឹងល្អបំផុតខ្ញុំយល់ព្រម Chiyudel បាននិយាយដោយដកដង្ហើមធំក្នុងចិត្តភ្នែករបស់ឆៃជីភ្លឺឡើងហើយគាត់មិនបានធ្វើអ្វីដើម្បីបង្ហាញថាគាត់មិនយល់ស្របហានប៉ីស្ទាក់ស្ទើរមួយសន្ទុះបន្ទាប់មកក៏ផ្ដល់ស្នាមញញឹមជូរចត់ប្រសិនបើនោះជាតម្រូវការរបស់អ្នកមិត្តរួមការងារ Davis ម៉េងតើខ្ញុំអាចបដិសេធដោយរបៀបណានាងក្រវីថ្មិញពេលនាងបើកខែបល្ល័ង្កឈូកហើយអនុញ្ញាតឲ្យមេងហៅចូលពេលដែលមេងហៅឈរក្បែរហានប៉ីក្នុងខែនោះបុរស3នាក់ទៀតមានអារម្មណ៍ធូរស្រាលបន្តិចការគំរាមកំហែងរបស់មេងហៅនាពេលកន្លងមកគឺលើសពីអ្វីដែលគេអាចរំពឹងទុកសូម្បីតែគិតត្រឡប់ទៅវាបានធ្វើឲ្យសក់នៅក្ររបស់ពួកគេឈរនៅខាងចុងមេងហៅពិតជាសាហាវមែន Hanby សម្លឹងមើលមេងហៅមួយផ្លែតដោយស្នាមញញឹមដោយបង្ខំបន្ទាប់មកនាងបានលើកធ្នូបន្តិចទៅគាត់ហើយចាប់ផ្ដើមដើរទៅមុខមេងហៅដើរទៅដោយទឹកមុខស្ងប់ស្ងាត់ឆៃជីនិងអ្នកផ្សេងទៀតបានដើរតាមមនុស្ស5នាក់បន្តដំណើរជាបណ្ដើរតាមរយៈផ្លេកបន្ទោក្រហមពេញខ្យល់ផ្លេកបន្ទោបានធ្លាក់មកលើដីហើយបញ្ជូនផ្កាភ្លើងផ្លុំចេញគ្រប់ទីច្បាស់ណាស់ធាតុការពាររន្ទះគឺអស្ចារ្យណាស់កន្វៈនេះហាក់ដូចជាមានសុវត្ថិភាពទាំងស្រុងភ្នែករបស់មេងហៅសម្លឹងមើលពួកគេហើយនៅខាងក្នុងគាត់សើចយ៉ាងត្រជាក់វត្ថុវេទមន្តទាំងនេះច្បាស់ណាស់មិនមែនជារបស់ដែលមូលនិធិបង្កើតអ្នកដាំដុះគួរតែមាននៅក្នុងកម្មសិទ្ធិរបស់ពួកគេទេអ្នកដាំដុះទាំងនេះម្នាក់ត្រូវតែមានការគាំទ្រពីនរណាម្នាក់ដែលមានអំណាចខ្លាំងដែលបានផ្ដល់កម្លាំងរុញច្រានឲ្យពួកគេចូលទៅក្នុងកន្លែងនេះគាត់បានគិតថាឆៃជីមានតែក្រុម Black Sheep សម្រាប់បុរសពាក់អាវនិង Chiyudel ពួកគេច្បាស់ជាមិនមែនជាអ្នកបង្កាត់ពូជដ៏អាក្រក់ធម្មតានោះទេពួកគេត្រូវតែមានទំនាក់ទំនងដ៏មានឥទ្ធិពលមួយចំនួនខណៈដែលក្រុមនេះបន្តដំណើរទៅមុខផ្លេកបន្ទោកាន់តែខ្លាំងឡើងនិងគួរឲ្យភ័យខ្លាចសំឡេងក្រហមហាក់មិនចេះចប់មេងហៅធ្លាប់បានឃើញ Tribulation Lightning ពីមុនមកប៉ុន្តែផ្លេកបន្ទោនៅទីនេះហាក់បីដូចជាសាហាវជាងនេះមិនមែនជាកន្លែងសម្រាប់អ្នកបង្កើតមូលនិធិទេមានតែប៊ូឡុងមួយប៉ុណ្ណោះដែលអាចកម្ចាត់ពួកយើងបានទាំងស្រុងប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងនេះហាក់ដូចជាមានការព្រួយបារម្ភសូម្បីតែបន្តិចជាក់ស្ដែងពួកគេបានដឹងជាមុនអំពីអ្វីដែលពួកគេនឹងត្រូវប្រឈមមុខខ្ញុំត្រូវបានគេកំណត់គោលដៅដោយ Tribulation Lightning ដោយសារតែបង្គោលដែលដ៏ល្អឥតខ្ចោះរបស់ខ្ញុំដែលមិនត្រូវបានអនុញ្ញាតឲ្យមានចំពោះចង្ក្រាននេះវិញ្ញាណនៃស្ថានសួគ៌ក៏ត្រូវតែខឹងសម្បាពោពេញដោយបំណងប្រាថ្នាដ៏ខ្លាំងក្លាដើម្បីលុបបំបាត់វាសូម្បីតែខ្ញុំខ្លាំងជាងមេងហៅសម្លឹងមើលទៅមុខបរិមាណនៃផ្លេកបន្ទោនេះមិនពេញចិត្តនឹងភ្នែកហើយធ្វើឲ្យវាមិនអាចពិនិត្យមើលជុំវិញបានជម្រើសតែមួយគត់គឺត្រូវបន្តទៅមុខគ្មាននរណាម្នាក់និយាយនៅពេលពួកគេធ្វើដំណើរទៅមុខទេប្រហែល1ម៉ោងបានកន្លងផុតទៅហើយពួកគេក៏ចូលទៅកាន់តែឆ្ងាយទោះបីពួកគេនៅតែឡោមព័ទ្ធដោយផ្លេកបន្ទោក៏ដោយក៏កម្លាំងបានថយចុះហើយឥឡូវនេះពួកគេអាចមើលឃើញកាន់តែច្បាស់បន្តិចអ្វីដែលពួកគេបានឃើញនៅខាងមុខបានធ្វើឲ្យពួកគេទាំងអស់ចាប់ផ្ដើមដកដង្ហើមយ៉ាងខ្លាំងChiyudelដកដង្ហើមធំនោះហើយជា
មុខរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយការភ្ញាក់ផ្អើលភ្នែករបស់ឆៃជីភ្លឺឡើងហើយគាត់ក៏ហត់នៅជាប់នឹងគាត់ភ្នែករបស់អ្នកដាំដុះអាវផាយពណ៌ប្រផេះភ្លឺឡើងពេលគាត់សម្លឹងមើលមុខស្លាប់ភ្នែករបស់ហែនបៀក៏ភ្លឺឡើងឆ្ងាយពីខាងមុខនៅចំកណ្ដាលចង្ក្រានយក្សមានរូបសំណាកដ៏សម្បើមចំនួន9រូបសំណាកនីមួយបង្ហាញពីបុរសវ័យកណ្ដាលសម្លៀកបំពាក់ដែលពួកគេពាក់មិនដូចជាសម្លៀកបំពាក់សម័យទំនើបនោះទេវាសាមញ្ញជាងយ៉ាងណាមិញពួកគេជាអាវវែងយ៉ាងច្បាស់ក្នុងចំណោមមនុស្ស9នាក់ដែលបានបង្ហាញនោះមាន3នាក់មានមកុដនៅលើក្បាល2នាក់មានសក់វែងដែលប្រឡាក់លើស្មាម្នាក់សូម្បីតែទំពែកទាំងស្រុងពួកគេបានបញ្ចេញនូវអំណាចដ៏រឹងមាំដែលពិបាកនឹងពណ៌នាវាហាក់បីដូចជារូបសំណាកនីមួយតំណាងឲ្យដេវដ៏មានអំណាចដែលបង្ហាញផ្លូវនៃស្ថានសួគ៌និងផែនដីអ្នកណាដែលបានឃើញរូបចម្លាក់ទាំងនេះនឹងស្រឡាំងកាំងហើយពោពេញទៅដោយភាពរុងរឿងពីបុរាណរូបសំណាកមិនឈរត្រង់ទេផ្ទុយទៅវិញពួកគេទាំងអស់ត្រូវលុតជង្គង់លើជង្គង់ម្ខាងដោយដៃទាំងពីរលាតឡើងលើហើយអន្ក្បាលវត្ថុអាចត្រូវបានគេមើលឃើញនៅក្នុងដៃដែលលាតសន្ធឹងមានកំណប់រាងជាកង់មួយចំនួនដែលច្បាស់ជាដាវដ៏វិសេសវិសាលព្រមទាំងដបត្បូងថ្មភ្លឺផងដែររូបសំណាកនីមួយមានកំណប់ទ្របផ្សេងគ្នាពន្លឺចែងចាំងដែលបង្កើតឡើងដោយកំណប់ទ្របបានបង្កើតរូបភាពដ៏ភ្លឺច្បាស់ជាច្រើនមេងហៅនិងអ្នកផ្សេងទៀតមិនអាចជួយអ្វីបានទេដោយហត់ក្នុងដៃឡើងរូបចម្លាក់មួយអាចឃើញរមូរបុរាណពីរលក្ខណៈពិសេសនៃរូបសំណាកនេះមានលក្ខណៈស្រដៀងនឹងហែនបេនៅខាងក្រោយនៃរូបសំណាកនោះមានស្នាមប្រេះធំមួយដែលច្បាស់ជាត្រូវបានគេជួលដោយរន្ទះពីឋានសួគ៌វាមិនអាចនិយាយបានថាតើវាបានកន្លងផុតទៅប៉ុន្មានឆ្នាំហើយនោះប្រសិនបើនេះគឺជាការទាំងអស់នៅទីនោះសម្រាប់វានឹងមិនមានការដោះស្រាយបន្តិចប៉ុន្តែមានច្រើនទៀតមេងហៅតក់ស្លុតហើយអ្នកផ្សេងទៀតភ័យស្លន់ស្លោនៅចំកណ្ដាលរូបសំណាកមិនគួរឲ្យជឿចំនួន9គឺជាវត្ថុដែលពួកគេទាំងអស់គ្នាកំពុងអោនលង្ហិនរៀងជារង្វង់សំឡេងមួយបានបន្លឺឡើងក្នុងចិត្តរបស់មេងហៅការ៉េគ្មានរង្វង់ខាងក្នុងនានាការនៃឋានសួគ៌ជំពូកទី160គ្មានមេងនៅក្នុងគ្រួសារទាំង9ខាងក្រៅជាចង្ក្រានរាងការ៉េដ៏ធំសម្បើមចំណែកខាងក្នុងមានឆ្នាំងមូលឋានសួគ៌ចង្ក្រានរាងជារង្វង់នេះពិតជានានាការនៅស្ថានសួគ៌មែនមេងហៅរំជួលចិត្តពេលឃើញរឿងនេះដោយបានជួបប្រទះនឹងពិភពនៃឆ្នាំងបាយដ៏ធំសម្បើមគាត់មានអារម្មណ៍ថាដូចជាវាមានផ្ទុកនៅវត្ថុធាតុលោះធាតុបុរសស្លៀកពាក់ពណ៌ប្រផេះបានបន្លឺឡើងថារូបលុតជង្គង់9កំពូលភ្នំទាំង9នៃស្ថានសួគ៌តួលេខលុតជង្គង់ទាំងនេះមិនមែនជាមនុស្សទេពួកគេច្បាស់ជាសំដៅទៅលើឆន្ទៈនៃស្ថានសួគ៌ទេធ្វើដូចម្ដេចទើបអាចត្រឡប់វិញបានវាមិនគួរដូចនេះទេស្ថានសួគ៌មានរាងជារង្វង់ហើយផែនដីមានរាងការ៉េនោះគឺជាសេចក្តីពិតដែលគេទទួលស្គាល់ជាទូទៅតាំងពីបុរាណកាលវាជាច្បាប់មួយដែលត្រូវបានបង្កើតឡើងរាប់សិបម៉ឺនឆ្នាំមុនដែលជាគោលការណ៍នៃស្ថានសួគ៌និងផែនដី3ពណ៌ចានគុំគួរតែមានរាងជារង្វង់នៅខាងក្រៅហើយការ៉េនៅខាងក្នុងនោះជាការត្រឹមត្រូវនៅក្នុងករណីនោះវានឹងដូចដែលពួកគេនិយាយថាស្ថានសួគ៌នៅខាងក្រៅខាងលើផែនដីនៅខាងក្នុងខាងក្រោមរាងកាយរបស់បុរសនោះញ័រខ្លាំងជាងមុនខណៈដែលគាត់បន្តរអ៊ូដាក់ខ្លួនឯងវាហាក់បីដូចជាគាត់មិនអាចយល់អំពីពិភពនៃចង្ករាននេះដែលមានរាងជ្រុងខាងក្រៅនិងរាងជារង្វង់នៅផ្នែកខាងក្នុងឈឺយូដែលសម្លឹងមើលទៅទេនៅចានរាងជារង្វង់ភ្នែករបស់គាត់បញ្ចេញនៅការភ្ញាក់ផ្អើលវាមិនអាចទៅរួចទេក្នុងការប្រាប់ពីអ្វីដែលគាត់កំពុងគិតភ្នែករបស់ឆៃជីបានរួមតូចទោះជាគាត់ភ្ញាក់ផ្អើលក៏ដោយក៏គាត់បានបង្កើតក្រដាសប្រាក់ភ្លាមដែលនៅក្នុងនោះគាត់បានចារឹកទាំងអស់នេះហែនបេហាក់មានការតក់ស្លុតផងដែរនាងបានក្រឡេកមើលការប្រេះស្រាំដ៏ធំនៅខាងក្រោយរូបសំណាកហើយបន្ទាប់មកមានពន្លឺភ្លឺចែងចាំងនៅក្នុងភ្នែករបស់នាងដែលច្បាស់ណាស់ថាជាការគោរពចំពោះបុព្វបុរសរបស់នាងបុរសស្លៀកពាក់ពណ៌ប្រផេះនិយាយថាខ្ញុំយល់ហើយមេឃមានរាងជារង្វង់ផែនដីមានរាងការ៉េចង្ក្រានរាងជារង្វង់នៅខាងក្រៅคล้ายជាឋានសួគ៌ចង្កានរាងជ្រុងខាងក្នុងคล้ายជាផែនដីនោះនឹងស្របតាមឆន្ទៈរបស់ស្ថានសួគ៌ប៉ុន្តែនេះបង្កប់នៅអំពើអាក្រក់នេះតំណាងឲ្យផែនដីគ្របដណ្ដប់លើស្ថានសួគ៌នេះគឺដូចគ្នានឹងការបញ្ចុះឋានសួគ៌ដែរផ្លូវនេះចង្កានរាងជារង្វង់គឺឋានសួគ៌ចង្កានរាងជាផែនដីកន្លែងនេះជាភ្នោការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានពេញសំឡេងរបស់គាត់នៅពេលគាត់និយាយគាត់ដើរថយក្រោយ3ជំហានយឺតគាត់ក្អកចេញឈាមពេញមាត់មុខរបស់គាត់ស្លេកហើយភ្នែករបស់គាត់ភ្លឺដោយការភ្ញាក់ផ្អើលដៃរបស់គាត់ញ័រហាក់ដូចជាកំពុងកញ្ញាអ្វីមួយហើយសំឡេងរបស់គាត់ក៏ចាប់ផ្ដើមកាន់តែខ្លាំងឡើងអ្នកថ្វាយបង្គំទាំង9នេះពិតជាកំពូលនៃឋានសួគ៌ពួកគេទើបតែត្រូវបានបញ្ចូលទៅក្នុងរូបចម្លាក់ទាំងនេះដែលជាក់ស្ដែងតំណាងឲ្យតារាអាថ៌កំបាំងទាំង9ផ្កាយអាថ៌កំបាំងទាំង9កំពុងថ្វាយបង្គំគោនិន្នាការឋានសួគ៌ក៏ត្រូវបានពង្រឹងនៅទីនេះចង្ក្រានធ្វើពីលង្ហិនរាងការ៉េដែលនៅក្នុងនោះត្រូវបានកប់បេះដូងនៃឋានសួគ៌ហ៊ានណាស់
អស្ចារ្យណាស់ភ្នូដែលឋានសួគ៌កប់ក្នុងផែនដីតើនេះជាភ្នូរបស់អ្នកណាសុខចិត្តប្រឈមមុខនឹងសេចក្តីស្លាប់ដើម្បីលួចទ្រព្យសម្បត្តិពីឋានសួគ៌នេះជាមឈូសហើយទឹកដីដ៏មានសេរីនៅខាងក្រៅគឺជាភ្នូតាក់វាទាំងអស់គ្នាហើយកន្លែងនេះមិនមែនជាទឹកដីដែលមានពោទេវាជាទឹកដីដែលត្រូវបណ្ដាសាវាជាភ្នូនៃការតាំងនឹងស្ថានសួគ៌ពាក្យសម្ដីរបស់គាត់ចូលត្រចៀកអ្នកដទៃហើយប្រែជាត្រជាក់ការបញ្ចេញមតិរបស់ឆៃជីនិងឈីយូដែលបានផ្លាស់ប្ដូរមេងហាវដកដង្ហើមចូលជ្រៅដើម្បីដោះស្រាយអារម្មណ៍ញ័ររបស់គាត់ពាក្យសម្ដីរបស់បុរសពាក់អាវពណ៌ប្រផេះបានបន្លឺឡើងនៅក្នុងខ្លួនគាត់ដោយបង្កើតឲ្យមានអារម្មណ៍ស្គាល់ប្រហែលជាកន្លែងនេះពិតជាភ្នូគាត់បានគិតត្រឡប់ទៅការនិមិត្តដែលគាត់បានជួបនៅខាងក្រៅចង្ក្រានហើយពីសំឡេងរបស់បុរសនោះគាត់បានឮពេលមានរន្ទះបាញ់មកនោះអ្នកមិនចង់ឲ្យខ្ញុំយកឆ្នាំងបាយនេះពីទីនេះទេបន្ទាប់មកខ្ញុំនឹងសម្រាកនៅទីនេះជារៀងរហូតរងចាំថ្ងៃដែលអ្នកដួលមេងហាវដកដង្ហើមធំហើយគិតត្រឡប់ទៅសំឡេងដ៏ចាស់មួយទៀតដែលគាត់បានឮពីក្នុងចង្ក្រានវាជាបំណងប្រាថ្នារបស់អ្នកសម្រាប់ផ្ទៃមេឃជំនួសមេឃដែលមានផ្កាយដើម្បីបិទភ្នែករបស់ខ្ញុំជាមួយនឹងលំហនៃឋានសួគ៌ដើមឈើពិភពលោកនឹងមិនចុះចូលហើយបំផ្លាញខ្លួនឯងនៅលើមេឃដែលមានផ្កាយម្ចាស់របស់ខ្ញុំប្រហែលជាកំពុងដេកប៉ុន្តែតើគាត់នៅតែអាចនៅក្រោមមេឃតែមួយដូចជាបានទេសំឡេងហាក់ដូចជាបន្លឺឡើងក្នុងចិត្តរបស់មេងហាវបេះដូងរបស់គាត់លោតញាប់ហើយគាត់បានគិតត្រឡប់ទៅរឿងព្រេងនៃដើមនិទាក្រដៅនិងសត្រដៅមួយប្រសិនបើអ្នកចង់ស្វែងយល់អំពីរឿងព្រេងនិទាននៃដើមឈើនិទាក្រដៅនិងសត្រដៅសូមពិនិត្យមើលជំពូកទី109រឿងព្រេងនៃសេចក្តីវិនាសនិងរបៀបដែលដើមឈើពិភពលោកបានបំផ្លាញដោយស្ម័គ្រចិត្តជាងការទទួលយកស្ថានសួគ៌គាត់ក៏បានគិតពីការបំផ្លិចបំផ្លាញនៃត្រកូលយមបុរាណ2ប្រសិនបើអ្នកចង់ពិនិត្យមើលព័ត៌មានយមក្លែនសូមពិនិត្យមើលជំពូកទី19ដំភ្ជាប់ខាងលើនិងជំពូកទី128ម៉ាត់រីកទី6របស់ Lydell ក៏ដូចជាទង់នៃអ្នកផ្សាយចំនួន3ប្រសិនបើអ្នកភ្លេចអំពីទង់ជាតិនៃអ្នកស្ទ្រីមចំនួន3និងព័ត៌មានយេសូមពិនិត្យមើលជំពូកទី137ឲ្យកទី10នៃត្រកូលវង្សដែលបច្ចុប្បន្នស្ថិតនៅក្នុងរបាំងឈាមអម្តាក់ទង់នោះមានអក្សរយេសរសេរនៅលើវាគាត់ក៏បានគិតត្រឡប់ទៅតម្រូវការរបស់ Blood Immortal ដើម្បីចម្រាញ់ខ្សែឈាមរបស់យេហានប៉ៃបាននិយាយថាពួកអ្នកកាន់សាសនាតាវមិនចាំបាច់មានការភ័យខ្លាចនោះទេសំឡេងច្បាស់ដូចកណ្ដឹងរបស់នាងបានបន្លឺឡើងថ្វីត្បិតតែវាមិនអាចប្រៀបផ្ទឹមនឹងសំឡេងផ្គរលាន់ក៏ដោយក៏គ្រប់គ្នាអាចឮនាងយ៉ាងច្បាស់ខ្ញុំមិនដឹងថាកន្លែងនេះជាភ្នូរឬអត់នោះទេប៉ុន្តែដូចដែលអ្នកបានឃើញទាំងអស់អ្នកដែលកាន់រមួលបុរាណទាំងនោះគឺជាបុព្វបុរសរបស់ខ្ញុំរូបសំណាកនេះត្រូវបានបង្ក្រាបដោយផ្គរលាន់ឋានសួគ៌នោះហើយជារបៀបដែលសៀវភៅបុរាណនៃពេលវេលាបានចេញពីកន្លែងនេះហើយទីបំផុតត្រូវបានទទួលដោយមនុស្សជំនាន់ក្រោយនាងងាកទៅមើលមេងហាវនឹងនគរតីតាមពិតទៅនៃកំណប់ទ្រព្យទាំងអស់នៅទីនេះមានតែគម្ពីរទាំងនេះទេដែលអាចដកចេញបានខ្ញុំបានចូលរួមការប្រជុំសម្ងាត់មួយចំនួនការពិតដែលអ្នកទាំងអស់គ្នាបានឃើញសាររបស់ខ្ញុំបង្ហាញថាអ្នកមានវាសនានៅទីនេះអ្នកទាំងអស់គ្នាមានហេតុផលផ្ទាល់ខ្លួនរបស់អ្នកក្នុងការមកទីនេះហើយប្រកាសជាត្រូវបានគាំទ្រដោយកងកម្លាំងដ៏មានអំណាចតាមធម្មជាតិខ្ញុំដឹងអំពីវាហើយពិតជាមិនខ្វល់ថាអ្នកតំណាងឲ្យអ្នកណានាងបានបន្តដោយសំឡេងស្រទន់ថាខ្ញុំគ្រាន់តែសង្ឃឹមថាដើម្បីជាប្រយោជន៍ដល់ផ្កាយអាចកំបាំងទាំង9អ្នកទាំងអស់គ្នានឹងរក្សាការសន្យារបស់នៅឥឡូវនេះយើងអាចមើលបានប៉ុន្តែនៅពេលដែលយើងចូលទៅជិតរូបចម្លាក់ខ្ញុំមានវិធីដើម្បីទទួលបានគម្ពីរទាំងពីរបន្ទាប់មកយើងអាចថតចម្លងសម្រាប់អ្នករាល់គ្នាតាមពិតទៅគោលបំណងពិតប្រាកដតែមួយគត់របស់ខ្ញុំក្នុងការមកទីនេះគឺដើម្បីគោរពនៅមុខរូបសំណាកដូនតារបស់ខ្ញុំសំឡេងរបស់នាងហាក់ដូចជាមានថាមពលចម្លែកដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្ងប់សម្បុររបស់បុរសពាក់អាវពណ៌ប្រផេះបានត្រឡប់មកធម្មតាវិញបន្តិចម្ដងពេលមេងហាវគិតអំពីវាគាត់ចាប់ផ្ដើមឆ្ងល់ថាតើបុរសនោះមានចិត្តនានិយាយរឿងឈួតបែបនេះឬអត់គាត់ក៏មានការសង្ស័យបន្តិចចំពោះពាក្យរបស់ Hanbei គឺសម្រាប់ជាប្រយោជន៍ដល់ផ្កាយអាចកំបាំងទាំង9 Hanbei បានបន្តថាវាមិនឆ្ងាយប៉ុន្មានទេឥឡូវនេះទោះជាយ៉ាងណាលើកក្រោយខ្ញុំត្រូវតែសុំជំនួយពី Fellow Deuschiu និង Sema នឹងមានផ្លេកបន្ទោបន្ថែមទៀតបន្ទាប់ពីចំណុចនេះហើយការទៅនឹងកាន់តែលំបាកដើមឡើយយើងមិនគួរមានឱកាសដែលយើងធ្វើនោះទេប៉ុន្តែឆ្នាំដែលភាគទី1នៃរឿងបុរាណបានហោះចេញមកវាឆ្លាក់ផ្លូវនៅខាងក្នុងផ្លូវយើងនឹងមានសុវត្ថិភាពជាងសំខាន់ជាងនេះទៅទៀតពន្លឺនឹងមិនមានកម្លាំងដូចភ្លើងលើសពីនេះទៅទៀតវានឹងមានរយៈពេលនៃភាពទន់ខ្សោយជាបន្តបន្ទាប់ពេលវេលាទាំងនោះនឹងខ្លីត្រឹមតែប្រហែល1ម៉ោងប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយវាគួរតែមានពេលច្រើនដើម្បីឆ្លងកាត់ដោយសុវត្ថិភាពខ្ញុំបានជ្រើសរើសពេលវេលាចាប់ផ្ដើមនៃបេសកកម្មរបស់យើងស្របនឹងរយៈពេលខ្សោយនៃផ្លេកបន្ទោ
ការក្រឡេកមើលរបស់នាងបានសម្លឹងមើលពួកគេហើយបន្ទាប់មកនាងមើលទៅហាក់ដូចជានាងកំពុងរង់ចាំអ្វីមួយបន្ទាប់ពីដកដង្ហើមបានប្រហែល10 ដងផ្លេកបន្ទោនៅតំបន់នោះចាប់ផ្ដើមស្រុតចុះវានៅតែក្រាស់ប៉ុន្តែសម្ពាធដែលសង្កត់លើពួកវាគឺតិចជាងគួរឲ្យកត់សម្គាល់វាពិតជាមិនគួរឲ្យខ្លាចដូចពីមុនទេផ្លេកបន្ទោនឹងខ្សោយក្នុងរយៈពេល1 ម៉ោងមិត្ត Davis ឆាមិត្ត Davis សេមកប្រញាប់ភ្នែករបស់នាងភ្លឺនៅពេលនាងលើកដៃស្ដាំរបស់នាងដុំថ្មបុរាណដ៏ខ្មៅងឹតមួយបានហោះចេញហើយអន្តែតមកពីលើពួកវាហាក់ដូចជាចង្អុលទៅទិសដៅជាក់លាក់មួយឈីយូដែលដោយនិយាយទៅកាន់ខ្លួនឯងថាឈីយូដែលបានហោះទៅមុខអ្នកដាំដុះដែលមានសម្លៀកបំពាក់ពណ៌ប្រផេះហាក់ដូចជាបានត្រឡប់មកធម្មតាវិញទាំងស្រុងគាត់បានអំដំណើរលោកឈីយូដែលអំណាចនៃការបង្កើតមូលនិធិយឺតបានផ្ទុះឡើងពីពួកគេម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ចេញយ៉ាងច្បាស់នៅប្រភេទឈើខៃប៉ុន្តែបន្ទាប់មកអ្នកដាំដុះដែលមានសម្លៀកបំពាក់ពណ៌ប្រផេះបានចាប់ផ្ដើមបញ្ចេញខេប្រភេទធូលីដែលបំភាយខៃប្រភេទឈើទាំងស្រុងនៅពេលពួកគេដើរទៅមុខពន្លឺពណ៌ត្នោតលឿងមួយបានលេចចេញមកពួកគេទាំងពីរបានផលិតវត្ថុវេទមន្តហើយហែនបៀដកដង្ហើមចូលយ៉ាងជ្រៅនាងបានគ្រវីដៃរបស់នាងហើយត្បូងពេជ្រសមាយាបុរាណរបស់នាងបញ្ចេញពន្លឺដ៏ភ្លឺថ្លាគ្រប់គ្នាបានដំណើរការដោយប្រុងប្រយ័ត្នដោយសារតែការថយចុះជាបណ្ដោះអាសន្ននៃរន្ទះពួកគេអាចហោះហើរទៅមុខបានយ៉ាងលឿនទោះជាយ៉ាងណាពួកគេកាន់តែខិតទៅជិតរូបសំណាកនោះភ្លៀងកាន់តែខ្លាំងឡើងសំឡេងរំពងពេញផ្ទៃមេឃរន្ទះបានធ្លាក់ចុះមកខ្លះធ្លាក់មកដីយ៉ាងគៀកនឹងក្រុមមនុស្ស5 នាក់បេះដូងរបស់ពួកគេញ័រនៅពេលពួកគេបន្តដំណើរទៅមុខឈឺយូដែលនិងអ្នកដាំដុះអាវប្រផេះបានបន្តដំណើរការជាមួយគ្នាដោយហាក់ដូចជាពិបាកមិនយូរប៉ុន្មានស្នាមប្រេះបានលេចឡើងនៅលើវត្ថុមានតម្លៃរបស់ពួកគេដោយមិនស្ទាក់ស្ទើរពួកគេបានដកវត្ថុដែលអាចការពាររន្ទះបានកាន់តែច្រើនម៉េងហៅបញ្ចេញមិត្តដូចរាល់ដងហើយគាត់មិនបាននិយាយអ្វីឡើយគាត់មិនបានបញ្ជាក់ថាគាត់នឹងផ្ដល់ជំនួយអ្វីនោះទេគាត់បានសម្រេចកិច្ចការរបស់គាត់រួចហើយចាប់ពីពេលនេះទៅពួកគេទំនងជាមិនសុំគាត់ធ្វើអ្វីនោះទេកន្លែងនេះមានគ្រោះថ្នាក់ប៉ុន្តែអ្នកផ្សេងទៀតទាំងអស់បានជ្រើសរើសមកទីនេះហើយត្រូវបានបំពាក់យ៉ាងល្អនៅក្នុងដៃរបស់មេងហាវគឺជាមន្តស្នេហ៍សំណាងនោះជាបិចដែលគាត់លើកដៃអាវពេលវេលាបានកន្លងផុតទៅយឺតហើយបណ្ដាក្រុមក៏កាន់តែខិតទៅជិតរូបសំណាកមុខរបស់ឈឺយូដែលនិងអ្នកដាំអាវប្រផេះបានរីកឡើងដោយដើមពួកគេបានឈានដល់ដែនកំណត់របស់ពួកគេនៅពេលដែលរូបចម្លាក់កាន់តែខិតទៅជិតផ្លេកបន្ទោកាន់តែខ្លាំងឡើងពួកគេបានឆ្លងកាត់វត្ថុវេទមន្តជាច្រើនរួចហើយកំពុងតែក្អួតឈាមពួកគេមិនអាចបន្តបានទេរំពេចនោះផ្លេកបន្ទោក៏ចាប់ផ្ដើមចុះមកសម្ដៅទៅក្រុមរបស់ពួកគេឃើញបែបនេះមុខឈឺយូដែលនិងអ្នកផ្សេងទៀតស្រពោនត្បូងពេជ្រសម័យបុរាណដែលហានប៉ៃកាន់ស្រាប់តែបញ្ចេញខែដ៏ភ្លឺស្វាងនៅពេលដែលផ្លេកបន្ទោបានធ្លាក់ចូលទៅក្នុងខែការផ្ទុះដ៏ធំមួយបានផ្ទុះឡើងហានប៉ៃក្អកចេញឈាមដូចអ្នកដទៃដែលពន្លឺភ្លើងបានឡោមព័ទ្ធពួកគេហើយមុខពួកគេប្រឡាក់ដោយឈាមនេះជាការពិតជាពិសេសចំពោះឈឺយូដែលនិងបុរសពាក់អាវពណ៌ប្រផេះដែលរាងកាយរបស់គាត់ញ័រផ្លេកបន្ទោបានរំសាយទៅជាផ្កាភ្លើងដែលមានចរន្តអគ្គិសនីហើយគ្រប់គ្នាដកដង្ហើមធូរស្រាលគេមើលទៅមុខគេពោពេញដោយការប្រុងប្រយ័ត្នជាងមុនលោកឈឺយូដែលនិយាយដោយងាកទៅសម្លឹងហានបេថាមិត្តរួម Davis 10 តើឯងមិននិយាយថាផ្លេកបន្ទោនឹងខ្សោយជាងនេះទេហេតុអ្វីបានជាផ្លេកនោះមានកម្លាំងខ្លាំងម្ល៉េះម៉េងហៅជូតឈាមចេញពីមាត់របស់គាត់ប៉ុន្តែភ្នែករបស់គាត់ភ្លឺបំណែកនៃផ្លេកបន្ទោនៅក្នុងខ្លួនរបស់គាត់ត្រូវបានបឺតចូលដោយទង់ជាតិផ្លេកបន្ទោវាហាក់ដូចជាកំពុងផ្លាស់ប្ដូរម្ដងទៀតតាមពិតទៅទោះបីគាត់មើលទៅរបួសក៏ដោយបន្ទាប់ពីក្អកចេញឈាមគាត់មិនអីទេទោះជាយ៉ាងណាលោកបានបន្តបង្ខំមុខឲ្យមើលទៅស្លេកជូតឈាមចេញពីមាត់នាងហែនប៊ីឆ្លើយយ៉ាងត្រជាក់ថាអ្នកទាំងអស់គ្នាជ្រើសរើសមកទីនេះគ្មានផ្លូវណាដែលអ្នកមិនដឹងទេថាកន្លែងនេះមិនស័ក្តិសមសម្រាប់អ្នកបង្កើតមូលនិធិបើខ្ញុំយល់អំពីកន្លែងនេះមិនមែនសម្រាប់ត្បូងសម័យបុរាណនេះទេតើវាមិនមែនសម្រាប់របស់ផ្សេងទៀតដែលយើងទាំងអស់គ្នាដឹងទេអញ្ចឹងយើងក៏មិនអាចដើរកាត់កន្លែងនេះដែរនៅពេលដែលផ្លេកបន្ទោវាចុះខ្សោយនៅពេលនេះទោះជាយ៉ាងណាវានៅតែមានលទ្ធភាពដែលប៊ូឡុងនឹងធ្លាក់ដែលមិនត្រូវបានចុះខ្សោយនាងបានងាកទៅរកឆៃជីកបងប្រុសឆៃដោយបានមកដល់ពេលនេះពួកយើងបានទៅដល់ចំណុចដែលអ្នកត្រូវតែធ្វើសកម្មភាពហើយទីតាំងនេះក៏មានអ្វីដែលក្រុម Black Sea Sex ស្វែងរកផងដែរដែលពួកគេមានគម្រោងទៅនេសាទជាមួយ100 Spirits Tower ពួកគេហាក់ដូចជាប្រងើយកន្តើយនឹងសកម្មភាពរបស់យើងនៅទីនេះប៉ុន្តែច្បាស់ជាពួកគេកំពុងយាមនៅខាងក្រៅយើងទាំងពីរដឹងថាពួកគេមិនហ៊ានចូលកន្លែងនេះទេក្រៅពីកូនចៅនៃមហាគ្រួសារទាំង9អ្នកណាក៏ដោយដែលចូលនៅទីនេះនឹងត្រូវស្លាប់គ្រួសារដ៏អស្ចារ្យទាំង9បានជួបប្រទះនឹងការធ្លាក់ចុះនៅក្នុងដែនភាគខាងត្បូងរហូតដល់កម្រិតដែលពួកគេមិនអាចវាស់វែងបានរហូតដល់ជំនាន់បច្ចុប្បន្ននៃត្រកូលហើយភាគច្រើនមានជីវិតរមែងស្លាប់
ពួកយើងមានរូបរាងផ្សេងគ្នាភាពឆើតឆាយប៉ុន្តែតាមពិតយើងមានចំនួនច្រើនជាងអ្នកនិងខ្ញុំជាឧបករណ៍ដែលចង់ដឹងសម្រាប់ក្រុម Black Sheep Sect Kaiji ស្ងាត់មួយសន្ទុះរួចក៏ញឹមតាមពិតទៅអ្វីដែលធ្វើឲ្យខ្ញុំចង់ដឹងបំផុតនោះគឺថាមហាគ្រួសារទាំង9មិនរាប់បញ្ចូលមែងទេលើសពីនេះរូបសំណាកទាំង9នេះមិនមែនរូបសំណាកមួយក្នុងចំណោមរូបសំណាកទាំង9នេះស្រដៀងនឹងលោកតាម៉ៅម៉េងតតែសោះដូច្នេះតើគាត់អាចចូលកន្លែងនេះដោយរបៀបណាគាត់បានផ្ដល់ឲ្យមេងហាវមើលទៅមានអត្ថន័យជ្រាលជ្រៅ